សួស្តីអ្នកនរគ្នាខ្ញុំដាញ៉ែលនៅក្នុងថ្ងៃនេះផងដែរខ្ញុំនឹងលើករឿងម៉ាំងវ៉ាមួយដែលមានឈ្មោះថា Reality Quest និងយកមកផុសនៅក្នុង channel នេះយកហ្មងដោយរឿងមួយហ្នឹងគឺខ្ញុំធ្លាប់សម្រាយកាលពីមុនដែរក៏ប៉ុន្តែអត់អីនោះទេខ្ញុំនឹងធ្វើការផុសក្នុង channel នេះទៅដែលសរុបទាំងអស់ខ្ញុំធ្លាប់សម្រាយដល់20ភាគនិយាយទៅខ្ញុំផុសនៅក្នុង channel ហ្នឹងហើយខ្ញុំនឹងធ្វើរឿងហ្នឹងតយកហ្មងទៅចំណែករឿងមុនវិញគឺថាបាទ20នោះទេខ្ញុំគឺនៅតែសម្រាយអញ្ចឹងក៏ប៉ុន្តែនៅក្នុង episode នេះគឺផុសរឿងមួយនេះសិនដោយសារតែរឿង Reality Quest នេះគឺថាខ្ញុំធ្វើយូរដែរហើយអញ្ចឹងបើសិនជាសំឡេងអត់ល្អអីក៏សូមអធិស្ឋានផងអញ្ចឹងអត់មានអីនិយាយច្រើននោះទេចូលទៅកាន់វីដេអូហ្មងទៅអញ្ចឹងបានឡើងនៅក្នុងភាគទី1មួយនេះនៅក្នុងថ្នាក់មួយដែលយើងនឹងក៏បានឃើញទៅកាន់បរិសម្នាក់ដែលគាត់នឹងគឺកំពុងតែអង្គុយលេងហ្គេមដែលបរិសម្នាក់នោះគឺមានឈ្មោះថា Haduvon របស់យើងនឹងគឺមិនលេងហ្គេមធម្មតានោះទេគឺតែគាត់ម្នាក់ឯងតែចុចទូរស័ព្ទឡើងចោលដល់20ហើយដោយ Duvon នឹងគឺបាននិយាយថាគាត់នឹងគឺពិតជាស្អប់អ្នកដែលប្រើគាត់នឹងគឺលេងហ្គេមឲ្យខ្លាំងមែនតើនៅក្នុងគណៈពេលហ្នឹងដែរក៏មាននៅក្មេងស្រីម្នាក់ទៀតដែលមានឈ្មោះថា Arin ដោយនាងនឹងគឺបាននិយាយទៅកាន់ Duvon ថានាងនឹងគឺលេងហ្គេមឡើងចង់ឈួតហើយក៏ប៉ុន្តែដូចជាអត់ឡើងរ៉េងតាណាសោះក៏ប៉ុន្តែតួឯករបស់យើងវិញគឺលេងតែមួយថ្ងៃពីរថ្ងៃនោះទេគឺឡើងរ៉េងលឿនដូចទឹកអញ្ចឹង Duvon របស់យើងវិញគ្រាន់តែលើបែបហ្នឹងភ្លាមដែលធ្វើឲ្យគាត់នឹងគឺសប្បាយចិត្តមែនតើដោយសារតែ Arin នឹងគឺជាក្រាស់របស់គាត់នឹងឯងលេងតែក្រាស់និយាយរោភ្លាមហ្នឹងតួឯករបស់យើងនឹងគឺបាននិយាយថាឥឡូវចេះចាំគាត់នឹងជាអ្នកអូរ៉េងឲ្យក៏បានដែរអារីនឹងក៏បានតបទៅកាន់ Duvon របស់យើងវិញថាមិនអីនោះទេខ្ញុំមើលទៅលោកនឹងក៏ដូចជាខ្វិតខ្វាយដល់ហើយចឹងហើយលោកនឹងគឺលេងវាទៅ Duvon របស់យើងនឹងក៏បានតបទៅកាន់នាងវិញថាមិនអីនោះទេគាត់នឹងគឺលេងហ្គេមដើម្បីតែសប្បាយប៉ុណ្ណោះចឹងហើយនាងនឹងគឺឲ្យវាមកកាន់គាត់ដើម្បីលេងទៅដោយ Duvon គាត់នឹងគឺបានគិតថាមិនគួរជឿនោះទេដោយស្រីស្អាតប្រចាំសាលាក៏ដូចជាក្រាស់របស់គាត់នឹងគឺនាងនឹងគឺមកនិយាយជាមួយនឹងគាត់បែបហ្នឹង Duvon របស់យើងនឹងគឺសប្បាយអត់តន់អស់ចិត្តផងដោយមិត្តភក្តិអារីមនឹងគឺបានបបួលអារីមទៅញ៉ាំអីបាត់ទៅមុននឹងអារីមនឹងគឺបានចេញក្រៅនាងនឹងគឺបានប្រាប់ទៅកាន់ Duvon យើងថាមើលទៅនាងនឹងគឺបានចេញក្រៅហើយចឹងសូមឲ្យគាត់នឹងគឺជួយលេងឲ្យនាងផងយើងគឺបានឃើញថា Duvon របស់យើងនឹងគឺកំពុងតែឈោអ៊ីនក៏ប៉ុន្តែនៅក្នុងគណៈពេលហ្នឹងដែរ system នឹងគឺបានបន្លឺឡើងថាតួអង្គនៅក្នុង game គឺត្រូវបានសម្លាប់ដោយការពីនៃ system នឹងដក item មួយចេញពីក្នុង account បាននិយាយឲ្យចំទៅ item មួយហ្នឹងគឺជាប្រភេទដាវហើយវានឹងគឺមានឈ្មោះថា True of Light King គ្រាន់តែលើបែបហ្នឹងភ្លាមដែលធ្វើឲ្យ Duvon របស់យើងនឹងគឺថាបែកយើងស្រាក់ហើយគាត់នឹងគឺបានគិតក្នុងចិត្តទៀតថាបើសិនជាអាប៉េឆេអ៊ុលនឹងដឹងប្រហែលជាគាត់នឹងគឺត្រូវស្ពៃតែម្ដងគ្រាន់តែនិយាយចប់ភ្លាមក៏មានដៃមួយនឹងគឺបានចាប់ក្បាល Duvon របស់យើងនឹងគឺបោតនឹងតក់ហើយគាត់នឹងគឺជាឆេអ៊ុលនឹងឯងដោយឆាងអ៊ុលគឺបាននិយាយថា Duvon ឯងនឹងគឺបានធ្វើឲ្យដាវដែលយើងស្រឡាញ់គឺបាត់ចឹងហើយឯងនឹងគឺត្រូវតែរកវាឲ្យយើងមកវិញដោយ Duvon គឺបាននិយាយថាឥឡូវចេះក៏បានដែរចាំគាត់នឹងសងដៃរបស់គាត់ទៅកាន់ឆេអ៊ុលវិញឆេអ៊ុលគឺបានតបទៅវិញថា Duvon តើឯងនឹងគឺគិតថាយើងនឹងគឺចង់បានដៃរបស់ឯងមែនយើងគឺបានឃើញថាឆេអ៊ុលនឹងគឺបានវាយទៅកាន់ Duvon របស់យើងគឺថាវាយយោតែម្ដងបន្ទាប់ពីឆេអ៊ុលវាយតួឯករបស់យើងគឺខ្ទប់ហើយដោយឆេអ៊ុលគឺបាននិយាយបន្តទៀតថាឥឡូវចេះចោះយើងគឺទុកពេលឲ្យឯងមួយអាទិត្យដើម្បីរកដាវដ៏ខ្លាំងមួយឲ្យមកកាន់យើងវិញដោយ Duvon គឺបានតបទៅកាន់ឆេអ៊ុលវិញថាក្នុងមួយអាទិត្យគាត់នឹងគឺមិនអាចរកដាវឲ្យទៅកាន់ឆេអ៊ុលបាននោះទេដោយសារតែរយៈពេលហ្នឹងគឺវាខ្លីខ្លាំងពេកបន្តមកទៀតដោយឆេអ៊ុលនឹងគឺបាននិយាយថាអំបញ្ញមិញយើងដូចជាឃើញឯងនឹងគឺស្និទ្ធស្នាលជាមួយនឹងម្នាក់ស្រីអារីមនឹងមែនតែនអញ្ចឹងបើសិនជាឯងមិនអាចរកដាវឲ្យយើងឃើញនោះទេត្រៀមតែខ្មាស់នាងឲ្យហើយទៅពេលដែលឆេអ៊ុលគឺបានគម្រាមទៅកាន់ Duvon ចប់ដោយមិត្តភក្តិរបស់ឆេអ៊ុលនឹងគឺបានហៅឆេអ៊ុលចេញទៅក្រៅពេលដែលឆេអ៊ុលនឹងគឺបានដើរចេញទៅបាត់ជើងគឺបានឃើញថាតួឯករបស់យើងនឹងគឺអង្គុយសេតែម្ដងបន្ទាប់មកដោយ Duvon គឺបាននិយាយថាគាត់នឹងគឺពិតជាស្អប់ហ្គេមខ្លាំងមែនតែនយើងគឺបានឃើញថាពេលដែល Duvon នឹងគឺបានមកដល់ផ្ទះគាត់នឹងគឺអង្គុយចុចហ្គេមធម្មតានឹងឯងហើយមួយទៀតបើនិយាយចំទៅ Duvon របស់យើងនឹងគឺជាមនុស្សដែលចូលចិត្តហ្គេមមែនតែនបន្ទាប់មកទៀត Duvon នឹងគឺបាននិយាយថាគាត់នឹងគឺពិតជាសប្បាយចិត្តមែនតែនដោយសារតែនៅក្នុងអាទិត្យនេះគឺគ្មានអ្នកគេមករំខានគាត់លេងហ្គេមនោះទេដោយសារតែម្ដាយរបស់គាត់នឹងគឺបានទៅធ្វើជំនួញបាត់ហើយដោយ Duvon របស់យើងនឹងគឺបានគេបន្តទៀតថាបើសិនជាជីវិតរបស់គាត់គឺដូចនៅក្នុងហ្គេមតើវានឹងមានអ្វីកើតឡើងទៅ Duvon គឺបានគេបន្តទៀតថាទោះនៅខាងក្រៅគាត់គឺពិតជាអន់ក៏ប៉ុន្តែនៅក្នុងហ្គេមវិញឲ្យតាណាគេប៉ះគាត់គឺដឹងតែស្បៃតែម្ដងគ្រាន់តែ Duvon នឹងគឺបាននិយាយចប់ភ្លាមដោយ system គឺបានបន្លឺឡើងថាតួអង្គរបស់អ្នកគឺត្រូវបានសម្លាប់បន្តមកទៀតយើងនឹងគឺបានឃើញថាតួឯករបស់យើងគឺភ្ញាក់ផ្អើលមែនទែនចំណែកឯមូលហេតុវិញដោយសារតែហ្គេម RTG នឹងគឺបានអាប់ដេតទៅកាន់ version ថ្មីចឹងហើយដែលធ្វើឲ្យមេនឹងគឺវាខ្លាំងជាងមុនតាមនឹងផងដែរទោះមេគឺអាប់ដេតខ្លាំងប៉ុណ្ណាក៏ដោយក៏ប៉ុន្តែ Duvon របស់យើងនឹងគឺអស់ជម្រើសហើយចឹងគាត់នឹងគឺមានតែចូលទៅវាយតែប៉ុណ្ណោះបន្តមកទៀតយើងគឺបានឃើញថា Duvon របស់យើងនឹងគឺលេងបាន37ម៉ោងហើយក៏ប៉ុន្តែ item ដែលគាត់ទទួលបានគឺកាកមែនទែនដោយបែបនោះដែលធ្វើឲ្យ Duvon របស់យើងគឺបាក់ទឹកចិត្តខ្លាំងមិនថែមតែប៉ុណ្ណោះទេគាត់នឹងគឺបានគិតថាអាប៉េឆេអ៊ុលនឹងគឺវាយគាត់នៅមុខអារីមទៀតផងនៅពេលដែល Duvon របស់យើងនឹងគឺអស់សង្ឃឹមហើយដល់ពេលហ្នឹងផងដែរក៏មាននៅ player ម្នាក់នឹងគឺបានចេញមកជួយគាត់បន្តមកទៀត player ម្នាក់ហ្នឹងគឺបាននិយាយថាវានឹងគឺពិតជាឈួតដែលមាន player ហ្នឹងគឺ
វាយមេតែម្នាក់ឯង player ម្នាក់នោះគឺបាននិយាយថាឥឡូវតើឯងហ្នឹងគឺចង់ចូល party មួយគាត់អត់ព្រោះថាគ្មាន player ណាគឺអាចវាយមេបានតែម្នាក់ឯងនោះទេគ្រាន់តែលើបែបហ្នឹងភ្លាម Duvon របស់យើងហ្នឹងគឺថាសាពះផងអរគុណផងដោយសារតែគាត់ហ្នឹងគឺបានគិតថាព្រះហ្នឹងគឺបានជួយគាត់ហើយបន្ទាប់ពីវាយមេចប់ដោយ Duvon របស់យើងគឺទទួលបានជាមួយនឹងដៃកម្រិតខ្ពស់មួយសាច់រឿងគឺបានកាត់មកខាងក្រៅវិញដោយ Duvon គឺបាននិយាយថាការចំណាយរយៈពេលមួយអាទិត្យរបស់គាត់នេះគឺមិនអត់ប្រយោជន៍នោះទេបន្ទាប់មកដោយ Duvon គឺបានអរគុណទៅកាន់ player ម្នាក់ហ្នឹងម្ដងទៀតដោយ Duvon គឺបាននិយាយថាបើសិនជាគ្មាន player ម្នាក់ហ្នឹងទេប្រហែលជាគាត់ហ្នឹងគឺលេង game ដល់ស្លាប់ហើយចំណែកឯនៅខាងក្រៅវិញ Duvon គឺបាននិយាយទាំងអស់កម្លាំងថាឥឡូវគាត់គឺអាចសម្រាកបានហើយពេលដែល Duvon គឺបានក្រោកគាត់ក៏ស្រាប់តែដួលទៅវិញភ្លាមៗតែម្ដងពេលដែល Duvon គឺបានដួល Duvon គឺបានឃើញទៅកាន់សារមួយដែលវាហ្នឹងគឺបាននិយាយថាបើសិនជាអ្នកហ្នឹងគឺលេង game ក្នុងរយៈពេលមួយអាទិត្យជឿបវាក៏អាចធ្វើឲ្យអ្នកហ្នឹងគឺស្លាប់បានផងដែរ Duvon គឺបានគិតបន្តទៀតថាមិនហ្នឹងក៏វាចប់ត្រឹមហ្នឹងហេតុអ្វីក៏គាត់ស្លាប់ដោយសារតែការលេង game នៅក្នុងគណៈពេលហ្នឹងដែរ system គឺបាន alert ឡើងថា player ហា Duvon តើអ្នកហ្នឹងគឺចង់ទទួលយក quest ដែរឬទេបន្តមកទៀតយើងគឺបានឃើញថា Duvon គឺបានមកស្ថិតនៅក្នុងឋានៈរបស់គាត់វិញដោយបែបហ្នឹងហើយដែលធ្វើឲ្យ Duvon ហ្នឹងគឺឆ្កល់ខ្លាំងមែនទែនដោយ Duvon របស់យើងហ្នឹងគឺបាននិយាយបន្តទៀតថាតើវាហ្នឹងគឺជាសបិនមែនបន្ទាប់ពីភាគមុនវិញដោយយើងនឹងក៏បានឃើញថា Duvon របស់យើងគឺនៅតែឆ្ងល់អញ្ចឹងដោយគាត់នឹងក៏បានគិតថាតើវានឹងគឺជាសបិនឬក៏ជាការពិតទៅ Duvon របស់យើងនឹងក៏បាននិយាយបន្តទៀតថាគាត់នឹងក៏ពិតជាចាំច្បាស់គាត់នឹងក៏បានស្លាប់រួចហើយមិនក៏គាត់នឹងគឺមិននៅក្នុងថ្នាក់នេះវិញនៅក្នុងគណៈពេលហ្នឹងដែរដោយ Duvon របស់យើងនឹងក៏បានលើកសលេងអារីមនឹងក៏បាននិយាយមកកាន់គាត់ថាខ្ញុំនឹងក៏ចេញក្រៅហើយអញ្ចឹងសូមឲ្យលោកនឹងក៏អូសរែងឲ្យខ្ញុំផងតែលើកហ្នឹង Duvon របស់យើងនឹងក៏អត់ឆ្លើយអីនោះទេដែលធ្វើឲ្យអារីមនឹងគឺឆ្ងល់ខ្លាំងមែនតើអារីមនឹងក៏បានគិតក្នុងចិត្តប្រហែលជា Duvon របស់យើងនឹងគឺមានរឿងអីហើយចឹងហើយនាងនឹងគឺអត់ចង់រំខាននោះទេបន្តមកទៀតអារីមនឹងក៏បានរត់ចេញពីកន្លែងហ្នឹងទៅនិយាយទៅ Duvon របស់យើងនឹងគឺនៅតែឆ្ងល់អញ្ចឹងមិនក៏សក់ទៅគាត់នឹងគឺមិននៅក្នុងថ្នាក់វិញក្រែងគាត់នឹងគឺត្រូវស្លាប់ហើយ Duvon គឺបានគិតម្ដងទៀតថាប្រហែលជាវានឹងគឺជាសបិនហើយអញ្ចឹងគាត់នឹងគឺមិនត្រូវខ្វល់អីនោះទេក្រោយមកហ្នឹងក៏មាន system មួយនឹងគឺបានចេញមកដល់បែបហ្នឹងហើយដែលធ្វើឲ្យ Duvon របស់យើងនឹងគឺរត់តែឆ្ងល់បន្ថែមទៀតបន្តមកទៀត system នឹងគឺបាននិយាយថាវានឹងគឺបានដំណើរការហើយ system គឺបាន alert ឡើងម្ដងទៀតថា experience ទាំងអស់គឺបានចាក់បញ្ចូលទៅកាន់ player ហើយមួយទៀត player ក៏អាចប្រើនៅ experience ទាំងអស់ហ្នឹងបានផងដែរដោយសារតែបែបហ្នឹងដែលធ្វើឲ្យ Duvon របស់យើងនឹងគឺបានគិតថាប្រហែលជាវានឹងគឺជាសបិន 100% តែម្ដងយើងគឺបានឃើញថា Cheol គឺបានចាប់ក្បាល Duvon របស់យើងគឺបោកនឹងតកម្ដងទៀតក៏ប៉ុន្តែលើកនេះគឺខុសពីលើកមុនដោយ Cheol នឹងគឺបាននិយាយថាតើឯងនឹងគឺហ៊ានសន្លក់មកកាន់យើងផងចំណែកឯមូលហេតុដែល Duvon របស់យើងគឺបានសន្លក់ទៅកាន់ Cheol ដោយសារតែគាត់នឹងគឺបានគិតថាវានឹងគឺគ្រាន់តែជាសបិនតែប៉ុណ្ណោះ Duvon គឺបាននិយាយថា Cheol សម្បីតែនៅក្នុងសបិនក៏ឯងអាក្រក់ដល់ថ្នាក់នឹងដែរដោយលើបែបហ្នឹង Cheol គឺបានតបទៅកាន់ Duvon វិញថាសបិនបន្ទាប់ពី Cheol គឺបាននិយាយចប់ដោយគាត់នឹងគឺបានវាយទៅកាន់ Duvon គឺវាយយកតែម្ដងបើនិយាយចំទៅគឺថា Duvon របស់យើងគឺសាច់កម្មមែនតើ Cheol គឺបាននិយាយបន្តទៀតថា Duvon ថ្ងៃនេះឯងនឹងតែស្បៃតែម្ដងក្រោយមកទៀតដោយ Duvon គឺបាននិយាយថាចុំនៅក្នុងសបិនអីមិនក៏អាប៉ែនឹងគឺវាយឈឺម៉េះគាត់គឺបានគិតបន្តទៀតថាបើវានៅក្នុងសបិនមែនវានឹងគឺគួរតែមិនឈឺនៅក្នុងគណៈពេលហ្នឹងផងដែរដារីមនឹងគឺបានដើរមកឃើញតែម្ដងដោយបែបហ្នឹងហើយ Duvon របស់យើងនឹងគឺបានអើតមើលក៏ប៉ុន្តែអើតមើលមិនតាន់បានផងអាប៉ែ Cheol នឹងគឺបានដាក់ម្ដាយទៀតទៅហើយ Cheol គឺបាននិយាយថាឯងនឹងគឺហ៊ានឌឺមកអញផងចឹងហើយឯងនឹងដល់ជាតិរយហ្នឹងហ្នឹងដោយឃើញបែបហ្នឹងអារីមនឹងគឺបានប្រាប់ទៅកាន់អាប៉ែ Cheol នឹងគឺឲ្យបញ្ឈប់តែអាប៉ែនឹងគឺអត់ឈប់នោះទេដោយអារីមនឹងគឺប្រាប់ Cheol មិនស្ដាប់ដោយនាងនឹងគឺបានចូលទៅហាមឃាត់តែម្ដងដោយយើងនឹងគឺបានឃើញថាពេលដែលអារីមនឹងគឺចូលទៅភ្លាមដោយ Cheol នឹងគឺបានចាប់សក់របស់នាងជាបតែម្ដង Duvon ដោយបានឃើញបែបហ្នឹងភ្លាមគាត់នឹងគឺបានគិតក្នុងចិត្តថាតើគាត់នឹងគឺគួរតែជួយនាងឬក៏ទៅប្រាប់គ្រូពេលដែល Cheol គឺបំរុងតែវាយទៅកាន់អារីមនៅក្នុងគណៈពេលហ្នឹងដែរយើងគឺបានឃើញថា Duvon នឹងគឺរវាយ Cheol ពីក្រោយតែម្ដងក៏ប៉ុន្តែការវាយរបស់ Duvon នឹងគឺអត់ប្រយោជន៍នោះទេដោយសារតែត្រូវបាន Cheol នឹងគឺចាប់ដៃរបស់គាត់ជាប់នៅក្នុងគណៈពេលដែរ Cheol នឹងគឺបំរុងតែវាយទៅកាន់ Duvon របស់យើងហើយដោយ system នឹងគឺបានពន្លឺឡើងថាឥឡូវនេះដែលសមត្ថភាពរបស់ Duvon គឺបានឡើងជាបន្តបន្ទាប់ហើយ skill របស់ Duvon ក៏បាន unlock ផងដែរដែលវាគឺមានឈ្មោះថា Multi Strike Distraction អញ្ចឹងបើសិនជាខ្ញុំអានខុសអីក៏សូមទោសអ្នកទាំងអស់គ្នាផងដោយមិនចាំយូរ Duvon របស់យើងគឺបានប្រើ skill មួយនឹងគឺវាយទៅកាន់អាប៉ែ Cheol គឺវាយយកតែម្ដងសូម្បីតែ Arim នឹងក៏ភ្ញាក់ផ្អើលផងដែរដោយសារតែនាងនឹងគឺមិនដែលឃើញ Cheol របស់យើងនឹងគឺវាយគេនោះទេបន្តមកទៀតដោយ Duvon របស់យើងគឺបានឆ្ងល់ខ្លាំងមែនទែនមិនក៏គាត់អាចប្រើ skill នៅក្នុង game បានអញ្ចឹងបន្តមកទៀតដោយ system នេះគឺបានពន្លឺឡើងថានេះគឺជាកាដូដែលខ្ញុំបានឲ្យទៅអ្នកដោយ Duvon គឺបានឆ្ងល់ថាមិនក៏សំឡេងមួយនេះគឺដូចជា player ដែលបានលេងមួយគាត់អញ្ចឹងបើក៏លេងមើលទៅកាន់ Cheol វិញយើងនឹងគឺបានឃើញថាគាត់នឹងគឺដេកស្បៃតែម្ដង system គឺបានពន្លឺម្ដងទៀតថាដោយសារតែ Duvon របស់យើងគឺបានយកឈ្នះទៅកាន់ monster Cheol ដោយបែបហ្នឹង system នឹងទម្លាក់រង្វាន់ឲ្យបន្ថែមទៀតចំណែករង្វាន់របស់ Duvon វិញគឺជា experience ចំនួន200ចំណែក escape ផ្សេងទៀតវានឹងគឺបានឡើងទៅដល់ level 1តែម្ដងសូម្បីតែ experience ក៏មានចំនួន4ផងដែរហើយមិនត្រឹមតែប៉ុណ្្នឹងនោះទេដោយ system គឺបាន unlock skill ទាំងអស់ឲ្យទៅកាន់ Duvon តែម្ដង
ភាពមួយនេះក៏បានឡើងដោយអារ៉េមនឹងក៏ពិតជាភ័យដោយសារតែឌូវុនរបស់យើងនឹងក៏បានបាយទៅកាន់អបិជាអុលនិងស្លាប់បាត់ទៅហើយដោយសារតែបែបហ្នឹងដែលធ្វើអារ៉េមនឹងក៏បានរត់ចេញពីកន្លែងហ្នឹងគឺបាត់ទៅក្រឡេកមកមើលឌូវុនរបស់យើងវិញគាត់នឹងគឺអត់ខ្វល់រឿងអីទាំងអស់សំខាន់គាត់នឹងគឺកំពុងតែសប្បាយចិត្តជាមួយនឹង system ចំណែកឯមូលហេតុវិញដោយសារតួឯករបស់យើងនឹងគឺចង់បានជីវិតបែបហ្គេមហ្នឹងគឺតាំងពីតូចមកម្លេះនៅពេលដែលឌូវុនគឺបានឆែកទៅកាន់សមត្ថភាពរបស់គាត់យើងគឺបានឃើញថាគាត់នឹងគឺមាន level ទៅដល់100ឯណោះមិនថាតែប៉ុណ្ណោះនោះទេដោយឈីរបស់គាត់នឹងគឺមានទៅដល់50000 HP ឯណោះបន្តមកទៀតយើងនឹងគឺបានឃើញថា system នឹងគឺបាន error បន្តមកទៀតដោយ system នឹងគឺបានទម្លាក់ HP ក៏ដូចជា MP មិនថាតែប៉ុណ្ណោះទេវានឹងគឺបានទម្លាក់ rank បន្ថែមទៀតពេលដែលឌូវុនរបស់យើងនឹងគឺបានឃើញបែបហ្នឹងដោយគាត់នឹងគឺបាននិយាយថាចុះមិនក៏ system នឹងគឺទម្លាក់ rank របស់គាត់អញ្ចឹងក៏ប៉ុន្តែ system នឹងគឺបាន alert ឡើងថាដោយសារតែឌូវុនរបស់យើងគឺបានយកឈ្នះទៅកាន់បិសាចឆេអុលអញ្ចឹង system នឹងឲ្យរង្វាន់មួយទៅកាន់ឌូវុនរបស់យើងស្អីរឿងក៏បានកាត់ទៅពេលដែលឌូវុនគឺបានដើរចេញពីថ្នាក់ម្ដងដោយគាត់នឹងគឺបានដើរកាន់កូនសោមួយហើយកូនសោមួយនៅហ្នឹងគឺជាកូនសោដែល system នឹងគឺបានឲ្យរង្វាន់ទៅកាន់ឌូវុនរបស់យើងនឹងឯងក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយឌូវុនរបស់យើងនឹងគឺអាចចេះប្រើកូនសោមួយហ្នឹងនោះទេដោយមិនចង់ខ្វល់ច្រើនឌូវុននឹងគឺបានទុកកូនសោមួយហ្នឹងនៅក្នុងកប៉ាល់ហើយគាត់នឹងគឺបានដើរទៅមុខបន្តទៀតទៅក្រោយមកទៀតយើងគឺបានឃើញថា system នឹងគឺបានចេញមកជាលើកទី2ដែលវានឹងគឺបានសួរទៅកាន់ឌូវុនថាតើអ្នកនឹងគឺចង់ធ្វើ quest ដែរឬទេនៅពេលដែលឌូវុនរបស់យើងគឺឆ្លើយយល់ព្រមដោយ system នឹងគឺបាននិយាយថា quest មួយនេះជា quest ដ៏គ្រោះថ្នាក់មួយនៅពេលដែលឌូវុនគឺកំពុងតែមើល quest ក៏មានអ្នកសិស្សម្នាក់ទៀតនឹងគឺបានរត់មកបកគាត់ដល់ពេលចឹងទៅដែលធ្វើពួកគេនឹងគឺបានដួលទាំងពីរនាក់តែម្ដងទៅនៅពេលដែលឌូវុនគឺបានឃើញថាសិស្សម្នាក់ទៀតនឹងគឺឈាមច្រមុះចឹងហើយគាត់នឹងគឺបានប្រាប់ទៅកាន់សិស្សម្នាក់នឹងថាឥឡូវចេះឯងនឹងគឺនៅទីនេះហើយចាំយើងនឹងគឺទៅយកបងឲ្យទោះជាការសុំទោសផងដែរសិស្សម្នាក់នោះគឺបានតបទៅកាន់ឌូវុនរបស់យើងវិញថាមិនបាក់នោះទេគាត់នឹងគឺអត់ត្រូវការមាននោះទេហើយគាត់នឹងគឺសុំទៅមុនហើយនៅពេលដែលសិស្សម្នាក់នឹងគឺបាននិយាយចប់ហើយគាត់នឹងគឺបានរត់ចេញបាត់ទៅនៅពេលដែលឌូវុនគឺបានដើរទៅបន្ទប់ទឹកបន្តគាត់នឹងគឺបានជួបទៅកាន់បរិសម្នាក់ដែលបរិសម្នាក់នឹងគឺជាមិត្តភ័ក្តិរបស់ឆេអុលដោយបរិសម្នាក់នោះគឺមានឈ្មោះថាស៊ីនជេមីនអញ្ចឹងខ្ញុំសុំហៅគាត់ជេមីនទៅដោយជេមីនគឺបាននិយាយថាយើងមិននឹកស្មានថាឯងនឹងគឺជាជើងខ្លាំងលាក់មុខសោះព្រោះអីថ្ងៃមិញហ្នឹងយើងគឺបានឃើញថាឯងនឹងគឺវាយឆេអុលឡើងខ្ទប់តែម្ដងដោយជេមីនក៏បាននិយាយបន្តទៀតថាឥឡូវចេះតែឯងនឹងគឺចង់ទៅផឹកមួយយើងអត់យប់ហ្នឹងដោយឌូវុនគឺបានគិតក្នុងចិត្តថាចំទីអាមួយហ្នឹងវារើក្រងការធ្វើស៊ីឯងទៅព្រោះថាគាត់នឹងគឺទៅវាយអាប៉ៃឆេអុលនឹងគឺរៀបផងឌូវុនគឺបានគិតក្នុងចិត្តថាមើលទៅគាត់នឹងគឺមិនភ្លើទៅនោះទេបើសិនជាគាត់ទៅប្រៀបបានដូចជាឲ្យគេនឹងគឺមកវាយគាត់ហ្វ្រីអញ្ចឹងក្រោយមកដោយឌូវុននឹងគឺប្រាប់ទៅកាន់ជេមីនថាប្រហែលជាគាត់នឹងគឺអត់បានទៅនោះទេដោយសារតែគាត់នឹងគឺជាប់ការងារផ្ទះហើយគឺសុំឲ្យគាត់នឹងគឺសុំទោសផងហើយអាប៉ែជេមីននឹងក៏បានថាអីដែរហើយវានឹងក៏បានដើរចេញបាត់ទៅមួយសន្ទុះក្រោយមកដោយខ្វែនឹងក៏បានចេញមកហើយវានឹងក៏បាននិយាយថាបើសិនជាឌូវុនមិនព្រមនោះទេវានឹងដាក់ពិន័យទៅកាន់ឌូវុនហើយចំណែកឯមូលហេតុវិញដោយសារតែការស្នើសុំរបស់ជេមីននឹងវាប្រៀបបានដូចជាខ្វេះមួយផងដែរបន្តមកទៀត system នឹងក៏បាននិយាយថាការប្រមានគឺបានចាប់ផ្ដើមហើយវានឹងគឺមានរយៈពេលទៅដល់1ម៉ោងឯណោះគ្រាន់តែ system ក៏បានពន្លឺចប់យើងក៏បានឃើញថាមានក្របីជាច្រើននឹងក៏បានរត់មកបកឌូវុនរបស់យើងគឺបកយកតែម្ដងហើយអ្នកទាំងគ្នានឹងក៏អាចមើលរូបភាពដែលខ្លួនឯងបានថាក្របីនឹងវាបករកកន្លែងណាយើងក៏បានឃើញថា system នឹងគឺទុកពេលឲ្យឌូវុនរបស់យើងនឹងគឺពិចារណាម្ដងទៀតដោយមិនចាំយូរឌូវុនរបស់យើងនឹងក៏យល់ព្រមតែម្ដងដោយសារតែការប្រមានរបស់ system នឹងវាពិតជាលើសលុះខ្លាំងពេកនៅពេលយប់ឡើងដោយឌូវុនគឺបានមករកជេមីននៅកន្លែងមួយពេលដែលឃើញបែបហ្នឹងជេមីននឹងគឺឆ្ងល់ថាចំក្រាប៉ែហ្នឹងគឺថាអត់មកហើយមិនសក់វាមកវិញអញ្ចឹងក្រោយមកទៀតដោយជេមីនក៏បាននិយាយទៅកាន់ឌូវុនថាឯងនឹងក៏ពិតជាកំ pl ែងមែនដោយលើបែបហ្នឹងឌូវុនរបស់យើងនឹងគឺធ្វើជាលើកទូរស័ព្ទទៅដោយសារតែគាត់នឹងក៏អត់ចង់និយាយជាមួយនឹងប៉ែជេមីននឹងទេក្រោយមកទៀតដែលយើងក៏បានឃើញថាក្រុមស្រីនេះក៏បានមកដល់ហើយចំណែកឯឌូវុនរបស់យើងក៏បានចាប់អារម្មណ៍ទៅកាន់ម្នាក់ដែលមានសក់ខ្លីនឹងកាន់មកកន្លែងនេះវិញដល់ប៉ែជេមីនក៏បាននិយាយថាម្ហូបនោះវាពិតជាល្អដោយសារតែបងប្រុសមិត្តភក្តិរបស់ខ្ញុំនឹងគឺធ្វើការនៅកន្លែងហ្នឹងប៉ែជេមីនក៏បាននិយាយទៅកាន់ឌូវុនថាតើឯងនឹងក៏ចេះផឹកស្រាអត់ដោយឌូវុនរបស់យើងក៏បានតបវិញថាគាត់នឹងក៏ដែរផឹកស្រវឹងនោះទេជេមីនបានតបទៅវិញអញ្ចឹងមានន័យថាឯងនឹងគឺប្រកែផឹកវីហើយក្នុងគណៈពេលនោះដែរក៏មានសិស្សស្លាម្នាក់ទៀតនឹងក៏បានដើរមកហើយជេមីននឹងក៏បាននិយាយថាតើឯងនឹងក៏បានបង់ថ្លៃបន្ទប់នៅដោយសិស្សម្នាក់នោះមានឈ្មោះថាជេហានដោយជេហាននឹងក៏បានតបទៅកាន់ជេមីនវិញថាគាត់នឹងក៏បានបង់2ម៉ោងហើយអាប៉ែជេមីនក៏បានតបទៅកាន់ជេហានវិញថាតើឯងនឹងគឺគិតថាយើងនៅតែ2ម៉ោងមែនជេមីនក៏បាននិយាយបន្តទៀតថាឥឡូវចេះគាត់នឹងគឺមិនប្រកាន់ឯងនោះទេក៏ប៉ុន្តែឯងនឹងគឺឆាប់មកសួរស្ដីទៅកាន់ឌូវុនភ្លាមដោយសារតែបែបហ្នឹងដែលធ្វើឲ្យឌូវុនរបស់យើងនឹងក៏បានដឹងថាតាមពិតទៅជេហាននឹងគឺត្រូវបានឈាមច្រមុះដោយសារតែជេមីននឹងគឺវាយតែប៉ុណ្ណោះបន្តមកទៀតដោយជេមីនក៏បាននិយាយទៅកាន់ជេហានថាជេហានឯងគួរតែផឹកស្រាដែរទៅក្រោយមកដោយជេមីនក៏បានចាក់ស្រាឲ្យទៅកាន់ជេហានក៏ប៉ុន្តែការចាក់របស់គាត់នឹងគឺដូចជាចាក់ខុសហើយដោយឌូវុនរបស់យើងក៏បានគិតផងដែរចុះវាដូចជាមិនមែនការចាក់ស្រាឲ្យនោះទេក្រុមស្រីគឺបាននិយាយថាជេមីនលោកនឹងគឺគួរតែច្រៀងមួយបទទៅជេមីនក៏បានតបទៅវិញថាគាត់នឹងគឺយល់ព្រមច្រៀងក៏ប៉ុន្តែត្រូវតែជេហាននឹងគឺរំកំដរគាត់ដោយនារីម្នាក់គឺបាននិយាយថាលោកនឹងក៏ដូចជាធ្វើបាបគេពេកហើយជេមីនក៏បាននិយាយទៅវិញថាមិនអីនោះទេដោយសារតែជេហាននឹងគឺចូលចិត្តរំជេហានក៏បានគិតក្នុងចិត្តតែម្នាក់ឯងថាចុំហើយគាត់នឹងគឺចេះរំតាំងពីអង្កាលក្រោយមកទៀតដោយជេមីនក៏បានសួរទៅកាន់ជេហានថាមិនក៏ឯងនឹងគឺសឡក់មកកាន់យើងវិញជេហានដោយត្រង់មើលមិនបានឌូវុនរបស់យើងនឹងក៏បានសុំជេមីននឹងក៏ទៅបន្ទប់ទឹកមួយផ្លេតពេលដែលឌូវុនក៏បានដើរទៅដល់បន្ទប់ទឹកដោយគាត់នឹងក៏បានគិតថាមូលហេតុដែលជេមីនក៏បានប៊ូលីមកកាន់គាត់ដោយសារតែ
តែជាមានគឺបានគិតថាគាត់នឹងគឺជាអ្នកខ្លាំងលាក់មុខមើលទៅគាត់នឹងគឺត្រូវតែធ្វើជាអ្នកខ្លាំងហើយដើម្បីជេមីននឹងគឺខ្លាចមកកាន់គាត់ឌូវុនគឺបានក៏បន្តទៀតថាមើលទៅតែគាត់នឹងគឺគួរតែចេញពីកន្លែងដ៏គ្រោះថ្នាក់មួយនេះអត់តែគាត់ក៏បាននឹកឃើញទៅកាន់ជេហានដោយជេមីនក៏បានគម្រាមទៅកាន់ជេហានថាមិនក៏ឯងនឹងគឺស្រឡក់មកកាន់យើងវិញដោយបែបហ្នឹងឌូវុនគឺបានប្រៀបធៀបថាជេហាននឹងក៏ដូចជាគាត់អញ្ចឹងនៅពេលដែលជេអុលនឹងគឺបានគម្រាមមកកាន់គាត់ដូចគ្នាដោយបែបហ្នឹងឌូវុននឹងគឺបានគិតថាគាត់នឹងគឺត្រូវតែនៅទីនេះបន្តទៀតពេលដែលឌូវុនគឺបានចូលទៅក្នុងវិញតែគាត់គឺបានសួរទៅកាន់ជេមីនថាហើយពួកស្រីនឹងគឺតាណាអស់ហើយដោយជេមីននឹងគឺបានតបទៅកាន់ឌូវុនថាអូពួកស្រីមែនពួកស្រីនឹងគឺទៅបន្ទប់ទឹកអស់ហើយឌូវុនក៏បានសួរបន្តទៀតថាហេតុអ្វីក៏ជេហាននឹងក៏អត់ខោអញ្ចឹងជេមីនក៏បានតបទៅកាន់ឌូវុនថាតាមពិតទៅមកពីខោជេហាននឹងគឺសាមអញ្ចឹងហើយគាត់នឹងគឺយកវាទៅបោកឲ្យទៅក្រោយមកទៀតដែលឌូវុននឹងគឺបាននិយាយទាំងក្លាហានថាឥឡូវនឹងគឺឲ្យវាមកកាន់គាត់វិញមកយើងគឺបានឃើញថាក៏មានបរិមម្នាក់នឹងគឺបានដើរចេញពីក្រោយខ្នងរបស់ឌូវុនតែម្ដងគ្រាន់តែឃើញបែបហ្នឹងឌូវុនរបស់យើងនឹងគឺថាបែកញើសស្រាក់តែម្ដងក្រោយមកទៀតជេហានគឺបាននិយាយទៅកាន់ឌូវុនថាហើយមិននឹងគឺចង់បានអីគាត់នឹងក៏ដូចជាស្ដាប់មិនឮសោះដែលឌូវុនរបស់យើងគឺបានតបទៅវិញថាអត់ទេតាមពិតទៅគាត់នឹងគឺចង់បានមេក្រូតែប៉ុណ្ណោះពេលដែលប៉ែជេមីនក៏បានឲ្យមេក្រូទៅកាន់ឌូវុនដោយខ្វែនឹងគឺបានបន្លឺឡើងថាខ្វែគឺត្រូវបានចាប់ផ្ដើមដោយទូនេតិឌូវុនរបស់យើងគឺត្រូវយកមេក្រូនឹងគឺវាយទៅកាន់ក្បាលប៉ែជេមីនចំណែករង្វិនវិញតួឯករបស់យើងនឹងទទួលបានកូនសោចំនួន1នៅក្នុងពាក្យថ្មីមួយនេះដែលយើងគឺបានឃើញថា system ហ្នឹងគឺនៅតែផលិតឡើងអញ្ចឹងចំណែក Duvon របស់យើងវិញគាត់នឹងគឺបានគិតក្នុងចិត្តបើសិនជាមានតាប៉ែជេមីនគឺវាមិនអីនោះទេក៏ប៉ុន្តែនេះគឺមានប្រមាប់មួយទៀតចឹងហើយគាត់នឹងគឺពិបាកទប់ទល់មែនតែនចំណែកឯមូលហេតុមួយទៀតវិញបើសិនជាគាត់នឹងគឺអត់ទទួលយក quest គឺថា system នឹងដាក់ពីណីគាត់គឺខ្លាំងដូចមុនអញ្ចឹងបើសិនជាគាត់ទទួលយក quest ហើយគាត់នឹងគឺវាយទៅកាន់តាប៉ែជេមីនមើលទៅគាត់នឹងគឺដឹងងាប់មកថ្ងៃហ្នឹងក្រឡេកមកមើលប្រមាប់វិញដែលគាត់នឹងគឺត្រូវជាមិត្តភក្តិរបស់ជីមីនហើយគាត់នឹងគឺបានអង្គុយលើជេហានបន្តមកទៀតដែលប្រមាប់គឺបាននិយាយថាយើងនឹងគឺមិនដែលអង្គុយលើកៅអីម៉ាសាដ៏ស្រួលបែបហ្នឹងនោះទេក្រោយមកដែលយើងគឺបានឃើញថាប្រមាប់នេះគឺបានឲ្យទៅកាន់ឌូវុនរបស់យើងហើយប្រមាប់គឺបាននិយាយថាចុះមកប៉ែនឹងមែនតែវាយឈោអ៊ុលនឹងគឺស្លាប់ប្រមាប់គឺបាននិយាយបន្តទៀតថាយើងនឹងគឺមានអារម្មណ៍ថាប៉ែមួយនឹងដូចជាកាកមែនតើនៅក្នុងគណៈពេលហ្នឹងផងដែរ system នឹងគឺបានបន្លឺឡើងថាខ្វេះគឺនៅសល់តែ15នាទីតែប៉ុណ្ណោះគ្រាន់តែលើបែបហ្នឹងភ្លាមឌូវុនគឺបាននិយាយថាចប់ឲ្យអញថ្ងៃហ្នឹងដល់ស្បៃតែម្ដងក្រោយមកទៀតដល់ជេមីនគឺបានសួរទៅកាន់តួឯករបស់យើងថាតើឯងនឹងគឺចង់ចូលក្រុមរបស់យើងអត់ជេមីនក៏បាននិយាយបន្តទៀតថាឌូវុនបើសិនជាឯងចង់ចូលស្រីស្រាឯងនឹងគឺអាចមានទាំងអស់ហើយបើសិនជាឯងចង់បានអ្វីផ្សេងទៀតនឹងឯងក៏អាចប្រាប់មកកាន់យើងបានផងដែរដោយលើបែបហ្នឹងឌូវុនរបស់យើងនឹងគឺនិយាយអីអត់ចេញនោះទេជេមីនក៏បាននិយាយបន្តទៀតឥឡូវចេះចោះឯងនឹងគឺគិតសិនទៅយើងនឹងគឺសុំចេញទៅក្រៅមួយផ្លែតពេលដែលជេមីនក៏បានចេញទៅបាត់ជេហាននឹងក៏បានហៅទៅកាន់ឌូវុនរបស់យើងបន្តមកទៀតជេហាននឹងក៏បានហុចកូនសោរបស់ឌូវុនរបស់យើងឲ្យទៅកាន់គាត់វិញហើយជេហានក៏បានសួរថាតើនេះគឺជាកូនសោរបស់លោកមែនឌូវុនក៏បានតបទៅវិញថាហើយអ្មេចក៏កូនសោមួយនេះគឺនៅឯងទៅវិញជេហានក៏បានតបថាមូលហេតុនោះដោយសារតែពួកគេនឹងក៏បានរត់បោកគ្នាព្រឹកមិញនឹងឯងជេហានក៏បាននិយាយបន្តទៀតថាគាត់នឹងក៏បានដឹងថាជីមីននេះគឺហៅឯងនឹងក៏ចូលក្រុមក៏ប៉ុន្តែឯងនឹងគឺមិនបាក់ចូលក្រុមរបស់ជីមីននោះទេចំណែកឯមូលហេតុវិញដោយសារតែក្រុមរបស់ជីមីននឹងគឺជាក្រុមចិត្តអាក្រក់មួយដែលពួកគេនឹងក៏តែងតែប៊ូលីទៅកាន់មនុស្សទន់ខ្សោយ system គឺបានបន្លឺម្ដងទៀតខ្វែងនៅសល់តែ3នាទីតែប៉ុណ្ណោះដោយបែបហ្នឹងឌូវុនរបស់យើងក៏បានឈោហើយគាត់នឹងក៏បាននិយាយថាគាត់នឹងក៏ត្រូវទៅហើយតែតាមពិតទៅឌូវុនរបស់យើងនឹងក៏បានទៅណានោះទេដោយគាត់នឹងគឺទៅទទួលទរណកម្មពីខ្វេះតែលើកហ្នឹងគឺខ្វេះមិនមែនដាក់សត្វកបីមកទៀតនោះទេដោយលើកហ្នឹងគឺជាសត្វដំរីម្ដងគ្រាន់តែឃើញបែបហ្នឹងដោយឌូវុនរបស់យើងក៏បែកញើសខ្លាំងជាងមុនទៅទៀតកាត់ទៅកាន់ជីមីនវិញដោយជីមីនក៏បាននិយាយថាគាត់នឹងគឺមកដើរលេងម្ដងក៏ប៉ុន្តែវាបែកជាឈឺពោះអីណាតប៉ែមែនពេលដែលជេមីនគឺរវល់តែមើលទូរស័ព្ទឌូវុនរបស់យើងក៏បានយកឱកាសហ្នឹងគឺឈ្មោះវាយទៅកាន់ជេមីនតែម្ដងបាននិយាយចំទៅឌូវុនរបស់យើងគឺដាក់តែ1មេក្រូនោះទេក៏ប៉ុន្តែជីមីនគឺស្បៃហ្មងក្រោយមកដោយឌូវុនគឺបានគិតថាតើគាត់នឹងគឺត្រូវតែធ្វើមិនទៀតទៅគាត់គឺអត់គិតច្រើននោះទេគាត់នឹងគឺអូសជេមីនទៅទុកមើលកណ្ដប់សិនប៉ុន្តែពេលនោះផងដែរគាត់នឹងគឺបានឃើញទូរស័ព្ទរបស់ជេមីនដោយសារតែបែបហ្នឹងគាត់នឹងគឺបាននឹកឃើញរឿងមួយសាច់រឿងកាន់មកកាន់ប្រូម៉ាប់វិញពេលនោះដែរគឺសារទូរស័ព្ទរបស់គាត់គឺបានលោតឡើងពេលដែលប្រូម៉ាប់គឺបានបើកមើលសារដោយយើងគឺបានឃើញថាជេមីនគឺបានឆាតជេទៅកាន់ប្រូម៉ាប់យកហ្មងក៏ប៉ុន្តែអ្នកដែលជេហ្នឹងគឺមិនមែនជេមីននោះទេគឺជាឌូវុនរបស់យើងបន្តមកទៀតឌូវុនគឺបានគិតថាគាត់នឹងគឺរោចេញហើយក៏ប៉ុន្តែពេលនោះផងដែរប្រូម៉ាប់នឹងក៏បានមកដល់ពីក្រោយខ្នងគាត់តែម្ដងក្រោយមកដោយ system គឺបានដាក់ខ្វេះទៅកាន់ឌូវុនរបស់យើងបន្តទៀតដែលខ្វេះមួយនោះគឺចង់ឲ្យឌូវុនរបស់យើងគឺផ្ដួលទៅកាន់ប្រូម៉ាប់ក្រឡេកមកមើលខាងក្រៅវិញដោយប្រូម៉ាប់គឺបានទាត់ទៅកាន់ឌូវុនរបស់យើងមួយជើងតែម្ដងមិនត្រឹមតែប៉ុណ្ណឹងនោះទេដោយប្រូម៉ាប់គឺបានចាប់ឌូវុនរបស់យើងហើយគាត់នឹងក៏បានវាយយោប្រូម៉ាប់គឺបាននិយាយទៅកាន់តួឯករបស់យើងជេមីនគឺបានខំហៅឯងនឹងក៏ចូលក្រុមក៏ប៉ុន្តែឯងនឹងគឺបែរជាធ្វើចរិតថោកទៅវិញក្រោយមកទៀតដោយប្រូម៉ាប់គឺបានបោះឌូវុនរបស់យើងទៅមកខាងហើយគាត់នឹងក៏សម្រេចចិត្តថានឹងទៅដាស់ជេមីនឲ្យភ្ញាក់ឡើងវិញសិននៅពេលដែលប្រូម៉ាប់គឺកំពុងតែដាស់ជេមីនដោយឌូវុនរបស់យើងនឹងគឺបាននឹកឃើញថាមែនហើយគាត់នឹងគឺមានសោពើមាសមួយយើងគឺបានឃើញថា system នឹងគឺបានចេញផ្ទៀងមេសោឲ្យទៅកាន់ឌូវុនរបស់យើងបន្ថែមទៀតដោយមិនចាំយូរឌូវុនរបស់យើងនឹងគឺបានអានឡុកវាតែម្ដងនៅពេលនោះផងដែរឌូវុនគឺបានក្រោកឈរមកវិញហើយគាត់នឹងគឺបាននិយាយទៅកាន់ប្រូម៉ាប់ថា
ថ្ងៃនេះហើយដឹងតែស្បៃហ្មងដោយមិនចាំយូរប្រមាណហ្នឹងក៏បានដើរតម្រង់ទៅកាន់ឌូវុនរបស់យើងហើយគាត់ហ្នឹងក៏បាននិយាយថាអាយ៉ាហើយនេះគឺក្លាហានតើដោយយើងក៏បានឃើញថាប្រមាណហ្នឹងគឺរត់ទៅលឿនខ្លាំងមែនទែនដោយឌូវុនក៏បានអន់ផងដែរគាត់ហ្នឹងក៏បានស្ទុះយ៉ាងលឿនជាមួយនឹងថាមពលរបស់គាត់ផងដែរចូលមកកាន់ chapter បន្ទាប់វិញដោយការពីតូច Duwon របស់យើងគឺជាកីឡាករនៃ game មួយហើយគាត់ក៏ជាជើងឯកនៃក្បាច់មួយផងដែរដែលក្បាច់មួយនោះគឺមានឈ្មោះថា Falcon Drop អញ្ចឹងខ្ញុំអត់ដឹងថាខ្ញុំអានខុសឬក៏ត្រូវទេអ្នកនាងសូមអធិស្ឋានផងចំណែកឯរង្វាន់ដែល Duwon របស់យើងគឺទទួលបានពី Quest ដែលក្បាច់មួយនោះគឺមានឈ្មោះថា Falcon នឹងឯងកាន់មកកាន់បច្ចុប្បន្នវិញដោយ Pro Map ក៏បានជាដៃវាយទៅកាន់ Duwon របស់យើងចំណែកឯ Duwon វិញគាត់ក៏បានសម្រកចូលទៅវាយដូចគ្នានៅពេលដែល Duwon គឺបំរុងតែប្រើ skill របស់គាត់ទៅហើយក៏ប៉ុន្តែពេលនោះផងដែរ system គឺបានពន្លឺឡើងថា mana របស់គាត់គឺអត់គ្រប់នោះទេដោយសារតែបែបហ្នឹងហើយក៏ធ្វើឲ្យ Duwon របស់យើងក៏ត្រូវម្ដាយរបស់អាប៉ែ map ហ្នឹងទៅ Pro Map ក៏បាននិយាយថាមិនហ្នឹងយើងក្រែងតែឯងខ្លាំងតាមពិតទៅគឺកាកតទៅសោះក្រឡេកមកមើល Duwon របស់យើងវិញតែគាត់ហ្នឹងក៏បានគិតថាគាត់ហ្នឹងក៏ពិតជាសយមែនមិនក៏ mana របស់គាត់ហ្នឹងក៏អត់គ្រប់អញ្ចឹងបើក្រឡេកមើលទៅកាន់ skill មួយនោះដែលវាហ្នឹងក៏ត្រូវការទៅដល់120 mana តែប៉ុណ្ណោះក៏ប៉ុន្តែ mana របស់ Duwon របស់យើងហ្នឹងគឺមានតែត្រឹម100ចឹងហើយគាត់ហ្នឹងគឺមិនអាចប្រើវាបាននោះទេអញ្ចឹងគាត់ហ្នឹងក៏បានគិតបន្តទៀតថាមើលទៅគាត់ថ្ងៃហ្នឹងដឹងតែស្បៃតែម្ដងនៅក្នុងគណៈពេលហ្នឹងដែរ Duwon ក៏បាននឹកឃើញថាមែនខ្វៃដែលគាត់ហ្នឹងក៏បានវាយទៅកាន់អាប៉ែ Jaemin តើវាហ្នឹងក៏បាននៅគ្រាន់តែគិតចប់ភ្លាមគាត់ហ្នឹងក៏បានរត់យ៉ាងលឿនទៅកាន់អាប៉ែ Jaemin ក៏ប៉ុន្តែខុសពីការគិតរបស់ Duwon របស់យើងដោយ Pro Map ហ្នឹងក៏បានចាប់អាគាត់ចប់ឬហើយ Pro Map ហ្នឹងក៏បានវាយគាត់យកហ្មងក្រោយមកទៀត Duwon ក៏បានគិតថាវាហ្នឹងគឺជាជំរើសចុងក្រោយហើយអញ្ចឹងគាត់ហ្នឹងក៏ត្រូវតែតស៊ូដោយ Duwon របស់យើងគឺបានរត់ទៅបោកអាប៉ែ Map ក៏ប៉ុន្តែត្រូវបានគាត់ហ្នឹងក៏ចាប់ក្បាលបោកនឹងថ្មតែម្ដងអាប៉ែ Map ក៏បាននិយាយថា Duwon ដំបូងយើងគិតថាឯងខ្លាំងតាមពិតឯងហ្នឹងគឺជាគីឡូមរៀលតែប៉ុណ្ណោះនៅក្នុងគណៈពេលហ្នឹងផងដែរ Duwon ក៏បានឃើញថាចដាយន្តហ្នឹងគឺរៀបនឹងបើកហើយពេលដែលចដាយន្តគឺបានបើក Duwon ក៏បាននិយាយថាពួកហែងហ្នឹងគឺចាប់មកវាយវាតែម្ដងទៅដោយបែបហ្នឹងហើយដែលធ្វើឲ្យប៉ែ Map ហ្នឹងក៏បានបែរទៅមើលចដាយន្តដោយសារតែគាត់ហ្នឹងក៏រៀងភ័យផងដែរពេលដែលគាត់បែរទៅអត់ឃើញគាត់ហ្នឹងក៏បានគិតក្នុងចិត្តថា Duwon ឯងគឺហ៊ានបោកគាត់ផងអញ្ចឹងថ្ងៃហ្នឹងដឹងតែស្បៃតែម្ដងពេលដែល Pro Map គឺបានបែរទៅក្រោយវិញយើងក៏បានឃើញថា Duwon គឺរត់បាត់ហើយពេលដែលគាត់ហ្នឹងគឺរត់អស់ប្រយ័ត្នអញ្ចឹងហើយគាត់ហ្នឹងក៏បានដួលបាត់ទៅ Duwon ក៏បានគិតក្នុងចិត្តថាមិនក៏គាត់ហ្នឹងគឺរត់ដួលនៅពេលនេះទៅវិញបើក៏លេចទៅមើលខាងក្រោយវិញដោយ Pro Map ហ្នឹងគឺចិត្តតាម Duwon របស់យើងហ្នឹងក៏តន់ហើយនៅក្នុងគណៈពេលហ្នឹងផងដែរ Duwon របស់យើងក៏បានឃើញសោរបស់គាត់ហើយដោយមិនចាំយូរ Duwon របស់យើងក៏បានយកសោហ្នឹងមក unlock skill ថ្មីបន្តទៀតទៅចំណែកឯកូនសោដែលគាត់ទទួលបានបាញ់វិញវាគឺជាកូនសោឈើតែលើកហ្នឹងគឺវាមិនមែន unlock skill នោះទេគឺវា unlock សមត្ថភាពរបស់គាត់ឲ្យខ្លាំងជាងមុនទោះសមត្ថភាពរបស់គាត់គឺខ្លាំងជាងមុនក៏ប៉ុន្តែវាប្រើបានតែរយៈពេលខ្លីនោះទេនៅពេលតែ Pro Map គឺបានមកវាយទៅកាន់ Duwon របស់យើង Duwon របស់យើងក៏បានទុំជើងទៅកាន់អាប៉ែ Map មួយហ្នឹងហើយគាត់ហ្នឹងក៏បានប្រើ technique ដាក់មក skill តែម្ដងការប្រើមក skill របស់គាត់មិញហ្នឹងដែលធ្វើអាប៉ែ Map ហ្នឹងគឺថាស្បៃយកតែម្ដងពេលដែលគាត់គឺបានផ្ដួលទៅកាន់អាប៉ែ Map ហ្នឹងហើយគាត់ហ្នឹងក៏បានគិតក្នុងចិត្តថាបើសិនជាគាត់ហ្នឹងគឺគ្មាន skill ហ្នឹងនោះទេប្រហែលជាគាត់ហ្នឹងគឺជាអ្នកស្បៃវិញក៏ប៉ុន្តែអាប៉ែ Jaemin ក៏បានក្រោកឡើងវិញហើយវាហ្នឹងក៏បាននិយាយថា Duwon ឯងនេះក៏ពិតជាហ៊ានខ្លាំងមែនទែនមិនត្រឹមតែប៉ុណ្ណឹងនោះទេសូម្បីតែបងប្រុសរបស់ Pro Map ហ្នឹងក៏បានមកផងដែរហើយគាត់ហ្នឹងក៏បាននិយាយថាតើឯងមិនមែនជាអ្នកវាយទៅកាន់ប្អូនប្រុសរបស់យើងប៉ុណ្ណឹងគឺវាមិនតាន់អស់នោះទេដោយយើងក៏បានឃើញថាគ្នារបស់ Jaemin ក៏បានចេញមកហើយអាប៉ែមួយក៏បាននិយាយថាមើលទៅអាអូនមួយនេះវាពិតជាហ៊ានដែលវាហ្នឹងគឺហ៊ានវាយទៅកាន់គ្នារបស់យើងបន្តមកទៀតដោយយើងក៏បានឃើញថាពួកគេហ្នឹងក៏បានត្រួតទៅកាន់ Duwon បានមកកាន់ chapter បន្តវិញដោយជេហានដោយសារតែគាត់នឹងក៏ដឹងថាប៉ូលីសមកអញ្ចឹងគាត់នឹងក៏បានចេញពីកន្លែងនឹងបាត់ទៅក្រឡេកមកមើលក្រុមរបស់ Jaemin វិញដែលពួកគេនឹងគឺបំរុងតែវាយទៅកាន់ Duwon របស់យើងក៏ប៉ុន្តែពេលនោះផងដែរអ្នកមើលការខុសត្រូវនៅក្នុងកន្លែងហ្នឹងគឺបាននិយាយថាពួកអដែងហើយនឹងគឺឆាប់រត់សិនទៅដោយសារប៉ូលីសនឹងគឺបានមកហើយក្រឡេកមកមើល Jaemin វិញដែលគាត់នឹងគឺបាននិយាយទៅកាន់ Duwon ថា Duwon អញអានេះក៏ពិតជាសំណាងក៏ប៉ុន្តែលើកក្រោយគឺមិនសំណាងដូចជាថ្ងៃនេះនោះទេក្រឡេកមកមើលក្រុម Jaemin វិញដែលពួកគេក៏បាននិយាយថាមិនដឹងជាអបកាច់ណាគឺវាទេហៅប៉ូលីសនោះទេបើសិនជាពួកគាត់ដឹងដល់អដែងធាក់តែម្ដងពេលដែលក្រុមរបស់ Jaemin ក៏បានចេញទៅអស់ Duwon របស់យើងក៏បានស្លាប់តែម្ដងដោយសារតែគាត់នឹងគឺវាយគ្នាអស់កម្លាំងខ្លាំងពេកនៅពេលដែល Duwon របស់យើងនឹងក៏បានងើបឡើងគាត់នឹងក៏បានឆ្ងល់ថាចុះមិនក៏គាត់នឹងគឺមកនៅជាមួយនឹងម្នាក់ស្រីនេះវិញដោយសារតែ Duwon គឺនិយាយខ្លាំងពេកអញ្ចឹងនាងនឹងគឺបានចាប់បិទមើលទៅកាន់ Duwon ហើយនាងក៏បាននិយាយថាដោយសារតែ Duwon គឺកំពុងតែនៅក្នុងបន្ទប់ទឹកមនុស្សស្រីអញ្ចឹងហើយសូម្បីគាត់នឹងគឺនិយាយតិចបានហើយ Duwon ក៏បានសួរទៅកាន់នាងថាចុះអ្នកណាជាអ្នកជួយមកកាន់គាត់ហើយនឹងទេទៅកាន់ប៉ូលីសម្នាក់ស្រីនឹងគឺបានបង្ហាញទូរស័ព្ទរបស់នាងហើយនាងក៏បាននិយាយថាគឺជានាងនឹងឯងជាអ្នកជួយទៅកាន់គាត់ហើយថែមទាំងទេទៅកាន់ប៉ូលីសផងដែរដោយសារតែបែបហ្នឹង Duwon របស់យើងគឺឆ្ងល់បន្ថែមទៀតហើយគាត់នឹងគឺបានសួរទៅកាន់នាងថាហើយមិនក៏នាងនឹងគឺជួយមកកាន់គាត់ទៅវិញនាងក៏បានឆ្លើយវិញថាមូលហេតុនោះដោយសារតែនាងនឹងក៏បានឃើញថា Duwon របស់យើងគឺពិតជាមានសមត្ថភាពខ្លាំងអញ្ចឹងហើយនាងនឹងក៏សម្រេចចិត្តថានឹងជួយទៅកាន់ Duwon តែម្ដងទៅដោយបែបហ្នឹង Duwon ក៏បានអរគុណទៅកាន់នាងផងដែរឬហើយគាត់នឹងក៏បានគិតក្នុងចិត្តថាយ៉ាឥឡូវគាត់នឹងគឺមានមនុស្សស្រីចាប់អារម្មណ៍ឯតើបន្តមកទៀតក្មេងស្រីម្នាក់ហ្នឹងគឺបានសួរទៅកាន់ Duwon យើងថាដោយសារតែនាងគឺបានជួយទៅកាន់គាត់តែគាត់នឹងគឺអាចធ្វើរឿងមួយឲ្យនាងបានដែរឬទេដោយបែបហ្នឹង Duwon ក៏បាននិយាយថាគាត់នឹងគឺយល់ព្រមនិយាយទៅយល់ព្រមទាំងមុខក្រហមតែម្ដង
ស្អីរឿងក៏បានកាត់ទៅផ្ទះរបស់ឌូវុនវិញពេលនោះផងដែរទូរស័ព្ទរបស់គាត់ក៏បានរោចឹងហើយគាត់ក៏បានយកវាមកលើកតែម្ដងទៅគ្រាន់តែឌូវុនក៏បានលើកភ្លាមម៉ាក់របស់គាត់ក៏បានជេរយកតែម្ដងដោយសារតែគាត់គឺអត់បានលើកទូរស័ព្ទគាត់3ថ្ងៃទៅហើយដោយម៉ាក់របស់គាត់ក៏បាននិយាយផងដែរថាសំណាងហើយដែលឯងហ្នឹងគឺមិនស្លាប់ដោយសារតែហ្គេមយើងក៏បានគិតថាឯងហ្នឹងគឺស្លាប់ដោយសារតែហ្គេមបាត់ទៅហើយដោយសារតែគាត់ហ្នឹងគឺអត់ចង់និយាយច្រើននោះទេអញ្ចឹងគាត់ហ្នឹងគឺមានតែសុំទោសម៉ាក់របស់គាត់ទៅបន្តមកទីឌូវុនរបស់យើងក៏សម្រេចចិត្តថាគាត់ហ្នឹងគឺកំងអីមួយញ៉ាំសិនទៅដោយសារតែគាត់ហ្នឹងគឺខានញ៉ាំអី3ថ្ងៃទៅហើយពេលដែលគាត់គឺបានកំងហើយគាត់ក៏សម្រេចចិត្តថានឹងមកឆែកប្រវត្តិអំពី System សិនក៏ប៉ុន្តែអ្វីដែលសំខាន់គាត់ហ្នឹងគឺបានដឹងថា System ជាហ្គេមមួយដែលគាត់បានលេងនឹងឯងហើយវាក៏មានការធ្វើ quest ដូចជានៅក្នុងហ្គេម RTG ផងដែរដែលរង្វាន់ដែលទទួលបានគឺជាកូនសោចំនួន3ដែលវាមានដូចជាកូនសោមាស1កូនសោប្រាក់1និងកូនសោឈើហើយមួយទៀត System បានចាប់ទុកមនុស្សអាក្រក់គឺជាបិសាចដែលនៅក្នុងហ្គេមរង្វាន់នៃ quest វាពិតជាល្អក៏ប៉ុន្តែការដាក់វិន័យនៃ quest វាពិតជាសាហាវពេកហើយគាត់ក៏បានគិតបន្តទៀតថាតែគាត់នឹងក៏មានកូនសោ Silver មួយចឹងហើយគាត់នឹងក៏ទុកវាសិនទៅចំណែកឯមួយទៀតវិញ skill ដែលគាត់ទទួលបានពីដំបូងគាត់នឹងគឺមិនអាចប្រើប្រាស់វាបាននោះទេដោយសារតែវានឹងគឺជាប់លក់ក៏ប៉ុន្តែពេលនេះរឿងដែលសំខាន់ជាងគេគឺជាក្រុមរបស់អបជ័យមីនបើសិនជាគាត់នឹងក៏ចេញទៅណាដឹងតែពួកវាគឺថាវាយស្បៃតែម្ដងក្រោយមកទៀតក៏មានគេគោះទ្វារគាត់ចឹងហើយគាត់នឹងក៏បានរត់ទៅមើលតែម្ដងដោយសារតែគាត់នឹងគឺគិតថាម្ហូបដែលគាត់កំងនឹងគឺបានមកដល់ហើយអញ្ចឹងចំណែកឯរឿង system នឹងគឺគាត់អត់ទាន់គិតនោះទេចាំគិតលើក្រោយទៀតពេលដែល Duwon ក៏បានរត់ទៅដល់មុខទ្វារ Quest នឹងក៏បានចាប់ផ្ដើមតែម្ដងដោយ system ក៏បាននិយាយថាត្រូវឲ្យ Duwon របស់យើងគឺខ្លាចជាបរិសុទ្ធពិតហើយគាត់នឹងគឺត្រូវតែបំពេញចិត្តរបស់នាងបើកលេសទៅកាន់ Duwon របស់យើងវិញគាត់នឹងគឺឆ្កល់ខ្លាំងមែនទែនមិនក៏ system នឹងគឺចេញបែបហ្នឹងទៅវិញហើយតែពាក្យតានាងនឹងគឺជាអ្នកណាទៅគាត់នឹងគឺអត់ដឹងនោះទេពេលដែលគាត់នឹងគឺបានបើកទ្វារមកដល់ម្នាក់នោះគឺជាមនុស្សស្រីដែលបានជួយគាត់នឹងឯងដោយសារតែបែបហ្នឹង Duwon ក៏បានសួរទៅកាន់នាងថាហើយអ្មេចក៏នាងនឹងក៏រកផ្ទះរបស់គាត់ឃើញទៅវិញមូលហេតុនោះដោយសារតែនាងគឺបានឃើញកាបូបរបស់គាត់នៅកន្លែងផឹកយប់មិញនឹងឯងដោយសារតែបែបហ្នឹងនាងគឺបានមើលអាស័យដ្ឋានផ្ទះរបស់ Duwon យើងទៅហើយនាងមកទីនេះដោយសារតែនាងនឹងគឺចង់ឲ្យ Duwon របស់យើងគឺជួយរឿងមួយដោយសារតែ Duwon របស់យើងគឺយល់ព្រមជាមួយនឹងនាងយប់មិញហើយមួយទៀតម្នាក់ស្រីហ្នឹងគឺមានឈ្មោះថាស៊ីយុនបាទមកកាន់ chapter បន្ទាប់ដែលយើងនឹងក៏បានឃើញថា quest ហ្នឹងគឺនៅតែចេញអញ្ចឹងដដែលហ្នឹងដល់ពេលរួចហើយយើងក៏បានឃើញថាស៊ីយុននឹងក៏ឲ្យ Duwon នឹងក៏ដោះអាវរបស់គាត់ចេញដោយមិនចាំយូរ Duwon នឹងក៏បានដោះយកតែម្ដងដល់ពេលរួចហើយគាត់នឹងគឺឆ្ងល់ថាចំហើយនាងនឹងក៏ឲ្យគាត់ដោះអាវធ្វើអីបន្តមកទៀតដោយស៊ីយុននឹងក៏បានឲ្យ Duwon របស់យើងនឹងក៏ជួលនាងទៅកាន់ទូសម្លៀកបំពាក់របស់គាត់ពេលដែលមកដល់កន្លែងទូកៅអៅដោយ Duwon ក៏បានសួរទៅកាន់នាងថាតើនាងនឹងក៏មកទីនេះដើម្បីអ្វីស៊ីយុននឹងក៏បាននិយាយថាគឺមករកកៅអៅឲ្យលោកនឹងឯងក៏តែទូរបស់លោកនឹងក៏ដូចជាគ្មានកៅអៅតទៅសោះដោយសារតែគ្មានកៅអៅអញ្ចឹងទៅនាងក៏សម្រេចចិត្តថានឹងជូន Duwon របស់យើងគឺទៅសពភីងតែម្ដងពេលដែលទៅដល់ហាងមួយដែលស៊ីយុននឹងក៏បានឲ្យ Duwon នឹងគឺផ្លាស់កៅអៅច្រើនមែនទែនក៏ប៉ុន្តែអាទាំងអស់ហ្នឹងក៏ដូចជាមិនស័ក្តិសមនឹងគាត់នោះឡើយស៊ីយុននឹងក៏បានបញ្ជាក់ប្រាប់ទៅកាន់ Duwon ថាពេលដែលលោកនឹងគឺដើរជាមួយខ្ញុំអញ្ចឹងលោកនឹងក៏ត្រូវធ្វើខ្លួនអ្នកក្លាហានផងក្រោយមកទៀតដែល Duwon ក៏បានយកកៅអៅមួយដល់ពេលឃើញអញ្ចឹងស៊ីយុននឹងក៏បានសរសើរថាវានឹងក៏ពិតជាស័ក្តិសមនឹងលោកលេងទៅស៊ីយុននិយាយបែបហ្នឹង Duwon របស់យើងនឹងគឺថាមុខក្រហមយកតែម្ដងនៅពេលដែលពួកគេគឺកំពុងនិយាយគ្នា Quest នឹងក៏បានលោតឡើងថាឲ្យ Duwon របស់យើងគឺបបួលស៊ីយុនទៅភោជនីយដ្ឋានមួយដោយមិនចាំយូរ Duwon ក៏បាននិយាយថាស៊ីយុនណាខ្ញុំនឹងក៏ដូចជាឃ្លានដល់ហើយតើនាងនឹងគឺអាចកំដរខ្ញុំទៅញ៉ាំអីនៅភោជនីយដ្ឋានក្រោយនេះបានអត់នៅពេលដែលពួកគេគឺកំពុងតែញ៉ាំអីដែលស៊ីយុននឹងគឺថាគ្មាននិយាយអីមួយម៉ាត់នោះទេដល់ពេលចឹងទៅ Duwon របស់យើងក៏រៀងឆ្ងល់ផងដែរ Duwon ក៏បានគិតថាប្រហែលជានាងនឹងគឺមិនដែរមកហើយទៅនាងនឹងគឺអត់និយាយអីអញ្ចឹងដោយសារតែភោជនីយដ្ឋានមួយនេះគាត់នឹងក៏បានស្វែងរកវាតាមទូរស័ព្ទតែប៉ុណ្ណោះហើយយើងក៏បានឃើញថា Quest នឹងក៏ឲ្យ Duwon របស់យើងគឺជួនស៊ីយុនមកមើលកូនមិនត្រឹមតែប៉ុណ្ណឹងនោះទេ Quest នឹងក៏ឲ្យគាត់ច្រៀងឲ្យស៊ីយុនស្ដាប់ហើយគាត់នឹងគឺត្រូវតែជួននាងគឺដើរលេងផងដែរយើងក៏បានឃើញថា Duwon របស់យើងគឺថាមានសមត្ថភាពនៅក្នុងការលេងហ្គេមទាំងអស់នឹងខ្លាំងមែនទែនដល់ពេលចឹងទៅដែលធ្វើឲ្យមនុស្សនៅចិត្តនឹងក៏បានមកមើលផងដែរមិនត្រឹមតែប៉ុណ្ណឹងនោះទេ Duwon របស់យើងក៏បានគិតក្នុងចិត្តថាគាត់នឹងធ្វើឲ្យស៊ីយុនចាប់អារម្មណ៍មកលើគាត់នៅពេលដែលគាត់នឹងក៏បានលេងហ្គេមទាំងអស់នឹងចប់ដោយគាត់នឹងក៏បានចាប់បានតុក្កតាឡាម៉ាកាណូហ្មងបន្តមកទៀតដោយគាត់នឹងក៏បានរត់ទៅកាន់ស៊ីយុនហើយ Duwon ក៏បាននិយាយថាស៊ីយុនតើនាងនឹងគឺឃើញអត់គាត់នឹងគឺចាប់បានតុក្កតាច្រើនមែនទែននៅពេលដែល Duwon គឺបំរុងនឹងរត់ទៅពេលនោះផងដែរក៏មានបារម្ភអ្នកនឹងគឺបានចាប់ក្បាលរបស់គាត់ចោលបន្តមកទៀតដល់ពេលនោះនឹងគឺបាននិយាយថាតើឯងនឹងគឺអាចហៅឈ្មោះស៊ីយុននឹងគឺបានតាមចិត្តមែនក្រោយមកទៀតដោយស៊ីយុនគឺបានប្រាប់អាប៉ែនឹងឲ្យបលេង Duwon ទៅឬហើយអាប៉ែនឹងក៏បានសួរទៅកាន់ស៊ីយុនថាតើនាងនឹងគឺមានន័យថាម៉េចដោយមិនចាំយូរគាត់នឹងក៏បានបលេងទៅកាន់ Duwon តែម្ដងទៅដោយសារតែគាត់នឹងគឺខ្លាចទៅកាន់ស៊ីយុនផងដែរបើនិយាយចំទៅប្រហែលជាអាប៉ែនឹងគឺលួចក្រាស់ទៅកាន់ស៊ីយុនរបស់យើងក្រោយមកទៀតដល់ប៉ែមួយនឹងក៏បានសួរទៅកាន់ Duwon ថាតើហែងនឹងគឺជានរណាមិនក៏ដើរជាមួយនឹងស៊ីយុនអញ្ចឹងដោយមិនចាំយូរស៊ីយុននឹងក៏បានស្រែកប្រាប់ពីចម្ងាយថា Duwon នឹងគឺជាសង្សាររបស់នាងគ្រាន់តែលើបែបហ្នឹងភ្លាមមិនថាប៉ែនឹងគឺភ្ញាក់ផ្អើលនោះទេសូម្បីតែ Duwon ក៏ភ្ញាក់ផ្អើលផងដែរបន្តមកទៀតដោយស៊ីយុនក៏បានទៅចាប់ដៃ Duwon តែម្ដងមុននឹងពួកគេនឹងក៏បានដើរចេញដោយស៊ីយុនក៏បានប្រាប់ទៅកាន់អាប៉ែនឹងថាបើសិនជាលោកដឹងហើយលោកនឹងគឺកុំមកប្រតិបត្តិជាមួយនឹងនាងទៀតនៅពេលដែលពួកគេទាំងពីរនាក់នឹងក៏បានដើរចេញពីផ្សារទំនើបដោយ Duwon របស់យើងនៅតែគិតរឿងអបាញ់មិញអញ្ចឹងគាត់ក៏បានគិតក្នុងចិត្តថាមិនក៏ស៊ីយុននឹងក៏ហៅគាត់ថាជាមិត្តប្រុសទៅវិញស៊ីយុនក៏បាននិយាយទៅកាន់ Duwon ថាលោកគឺបានសន្យាជាមួយនឹងខ្ញុំថាលោកនឹងនៅជាមួយនឹងខ្ញុំពេញមួយថ្ងៃអញ្ចឹងហើយនាងគឺតម្រូវឲ្យ Duwon ក៏ទៅកន្លែងមួយជាមួយនឹងនាងពេលដែលពួកគេគឺឡើងសត្ថាគារដោយ Duwon ក៏បានសួរទៅកាន់ស៊ីយុនថាតើស៊ីយុនឯងនឹងក៏ចង់ធ្វើអីឥឡូវគឺប្រាប់មកគាត់តិចមកគាត់នឹងក៏អត់ដឹងអីនោះទេ Duwon ក៏បាននិយាយបន្តទៀតថាបើសិនជាយើង
យើងចង់ធ្វើវាហ្នឹងគឺយើងគួរតែគិតពីការរៀនសូត្រសិនទៅដោយសារតែយើងហ្នឹងគឺនៅក្មេងខ្លាំងណាស់ស៊ីយុនក៏បានតបទៅវិញថាឥឡូវលោកហ្នឹងគឺនៅឲ្យតែស្ងៀមទៅទុកឲ្យនាងហ្នឹងគឺជាអ្នកធ្វើវាវិញនៅពេលដែលឌូវុនក៏ដូចជាស៊ីយុនហ្នឹងគឺបានចូលទៅខាងក្នុងដោយឌូវុនក៏បានគិតថាចុំហើយមកជាពួកហ្នឹងគឺវាមិននៅកន្លែងនេះដែរមិនត្រឹមតែប៉ុណ្ណឹងនោះទេនៅខាងក្នុងបរិមអ្នកគឺបាននិយាយអំពីឌូវុនរបស់យើងផងដែរចំណែកមូលហេតុវិញដោយសារតែឌូវុនរបស់យើងគឺមិនត្រឹមតែបកករឿងនៅក្នុងសាលាតែប៉ុណ្ណោះនោះទេដោយសារតែគាត់ហ្នឹងគឺបានបកករឿងនៅកន្លែងផឹកស៊ីមួយកន្លែងដូចគ្នាបើសិនជាយើងបកទៅក្រោយបន្តិចដែលខ្វែងហ្នឹងក៏បានប្រាប់គាត់ផងដែរថាកន្លែងនេះគឺជាកន្លែងដែលស៊ីយុនគឺបានត្រូវការបើបែរមកបច្ចុប្បន្នវិញដល់ប៉ែម្នាក់គឺបាននិយាយថាចុះមកប៉ែឌូវុនហ្នឹងក៏សាហាវម្លេះក្នុងមួយថ្ងៃហ្នឹងវាបកករឿងពីកន្លែងតែម្ដងបើកលេចមើលទៅកាន់ឌូវុនរបស់យើងវិញតែគាត់ហ្នឹងគឺបែរយើងស្រាក់តែម្ដងដោយសារតែគាត់ហ្នឹងគឺអត់ដឹងរឿងអីមកបន្តិចនោះទេចូលមកកាន់ chapter បន្ទាប់ដោយសាច់រឿងក៏បាននិយាយថានៅក្នុងសាលានីមួយៗគឺតែងតែមានក្មេងជំទង់ហើយពួកគេគឺធ្វើជាខ្លាំងដើម្បីធ្វើបាបទៅកាន់ក្មេងទុនខ្សោយមិនត្រឹមតែប៉ុណ្ណឹងនោះទេពួកគេនឹងក៏បានទារលុយទៅកាន់អ្នកដែលខ្សោយជាងពួកគេផងដែរចំណែកឯអ្នកដែលខ្លាំងពួកគេនឹងក៏តែងតែមានអ្វីនឹងគឺគ្រប់យ៉ាងតែម្ដងចំណែកអ្នកខ្លះវិញពួកគេនឹងគឺអត់ខ្លាំងនោះទេក៏ប៉ុន្តែមូលហេតុដែលពួកគេនឹងគឺធ្វើជាខ្លាំងដោយសារតែពួកគេនឹងគឺមានក្រុមអីចឹងទៅចំណែកអ្នកខ្លះវិញពួកគេនឹងគឺតែងតែធ្វើឲ្យខ្លួនឯងនឹងគឺខ្លាំងដើម្បីអាចគ្រប់គ្រងទៅកាន់ក្រុមនីមួយៗបានផងដែរកាន់មកកាន់បច្ចុប្បន្នវិញដែលឌូវុនក៏បានគិតថាតា system ហ្នឹងគឺចង់ឲ្យគាត់ហ្នឹងគឺខ្លាចជាបរិបទតែអាហ្នឹងមិនមែនដែល system គឺចង់បានហើយវាហ្នឹងក៏ពិតជាឈួតពេលនោះដែល system ហ្នឹងក៏បានបន្លឺឡើងថា Quest គឺត្រូវបានចាប់ផ្ដើមដោយ system ក៏ចង់ឲ្យតួឯករបស់យើងហ្នឹងគឺខ្លាចជាអ្នកខ្លាំងក៏ដូចជាបរិបទផងដែរដើម្បីលោតចេញពីកន្លែងហ្នឹងច្រឡំអ្នកទាំងគ្នាមិនមែនលោតចេញទេរត់ចេញអ្នកទាំងគ្នា system ក៏បាននិយាយបន្តទៀតថានៅពេលដែល Duvon គឺបញ្ចប់ Quest ហើយរង្វាន់ system នឹងទម្លាក់ឲ្យតែម្ដង Duvon គឺបាននិយាយថាតែឥឡូវនេះរង្វាន់គឺលេខសំខាន់សម្រាប់គាត់ទៀតហើយអីដែលគាត់ត្រូវការនោះគឺរកផ្លូវចេញពីទីនេះសិនបន្តមកទៀតដែល Duvon ក៏បានខ្សឹបប្រាប់ទៅកាន់ស៊ីយុនថាតានាងនឹងក៏ចង់លក់គាត់មែនមិនក៏នាងនឹងគឺនាំគាត់មកទីនេះទៅវិញបើក៏លេចមើលទៅកាន់បារម្ភអ្នកទៀតដែលគាត់នឹងក៏បាននិយាយថាឥឡូវយើងនឹងក៏ចាប់ផ្ដើមតាមការអនុវត្តហ្មងទៅចំណែកឯស៊ីយុនវិញនាងក៏យកស្របជាមួយនឹងបារម្ភអ្នកនឹងដូចគ្នាអាប៉ែ3អ្នកនេះក៏បាននិយាយថាចំហាមួយដែលនៅចិត្តស៊ីយុននឹងតើវាមកពីណាទៅចំណែកឯម្នាក់ទៀតក៏បាននិយាយថាចំមិនក៏វានឹងក៏ចាប់ផ្ដើមលឿនយ៉ាងហ្នឹងគាត់នឹងគឺមិនទាន់ប្រុងប្រៀបនោះទេចំណែកឯឌូវុនវិញដែលគាត់នឹងគឺបានគិតក្នុងចិត្តថាថ្ងៃនេះគាត់នឹងគឺដឹងតែស្បៃតែម្ដងមើលទៅគាត់នឹងគឺចេញពីកន្លែងហ្នឹងរួចអត់នោះទេក្រោយមកទៀតដល់ប៉ែដែលនៅលើក៏បាននិយាយថាឥឡូវយើងមិនចាំយូរទៀតនោះទេយើងនឹងធ្វើការបោះឆ្នោតលើនេះតែម្ដងបើមើលទៅកាន់ឌូវុនរបស់យើងដែលគាត់នឹងគឺបានគិតបន្តទៀតហើយថាចំអាប៉ែនេះគឺឈួតមែនគេបោះឆ្នោតសម្រាប់តែនយោបាយតែប៉ុណ្ណោះមិនក៏វានឹងគឺបោះឆ្នោតពេលនេះទៅវិញស៊ីយុនក៏បាននិយាយថាឥឡូវខ្ញុំក៏បានរកឃើញមនុស្សម្នាក់យកមកទីនេះហើយបើមើលទៅកាន់ឌូវុនវិញគាត់នឹងក៏បានគិតក្នុងចិត្តថាបើសិនជាគាត់រត់ឥឡូវនេះប្រហែលជាវានឹងគឺអាចទៅរួចពេលដែលគាត់រៀបនឹងរត់ទៅហើយនឹងស៊ីយុនក៏បានចាប់គាត់ជាប់ហើយនាងនឹងក៏បានបង្ហាញគាត់នឹងទៅកាន់មនុស្សដទៃឲ្យបានឃើញអ្នកដែលបានអង្គុយនៅកន្លែងហ្នឹងគឺបាននិយាយថាចំហាប៉ែហ្នឹងគឺជាអ្នកដែលបានបង្ហាញនៅក្នុងអេក្រង់មិញតាអាប៉ែម្នាក់នេះគឺបាននិយាយថាក៏ប៉ុន្តែវាក៏ដូចជាមិនស័ក្តិសមជាមួយនឹងគាត់នៅឡើយក៏ប៉ុន្តែមិនអីនោះទេគឺសាកទៅទោះបីជាយ៉ាងណាក៏វាក្រាន់ជាងអត់ដូចគ្នាក៏ប៉ុន្តែស៊ីយុននឹងក៏បានតបថាគាត់នឹងគឺមិនមែនអស់នោះទេគាត់នឹងក៏បានវាយជើងខ្លាំងចំនួន3នាក់នៅក្នុងរយៈពេលតែមួយថ្ងៃតែប៉ុណ្ណោះអញ្ចឹងវាក៏ជាផុសតាងដែលអាចធ្វើឲ្យឌូវុនរបស់យើងគឺខ្លាចជាតំណាងរាស្ត្របានផងដែរអាកន្លែងតំណាងរាស្ត្រហ្នឹងខ្ញុំអត់សូវយល់ដែរអ្នកទាំងគ្នាក៏ប៉ុន្តែ translate ទៅវាចេញអញ្ចឹងអាប៉ែម្នាក់គឺបាននិយាយថាហេអ៊ុនសុងតែឯងនេះគឺអត់និយាយអីទេមែនស៊ីយុនក៏បាននិយាយថាអាប៉ែឌូវុនវាគឺពិតជាស័ក្តិសមអាប៉ែម្នាក់ដែលមានឈ្មោះថាអ៊ុនសុងក៏បាននិយាយថាមែនហើយនេះគឺនិយាយពិតជាត្រូវឌូវុនក៏បានសួរទៅកាន់ស៊ីយុនថាតើនេះគឺកំពុងតែនិយាយអំពីអ្វីខ្ញុំនឹងគឺគ្មានផ្លូវចូលទៅក្នុងក្រុមមួយនេះនោះទេដោយស៊ីយុនក៏បានតបទៅវិញថាលោកនឹងគឺគួរតែនិយាយប្រយ័ត្នសម្ដីបន្តិចទៅឌូវុនដោយស៊ីយុនក៏បាននិយាយបន្តទៀតថាបើសិនជាលោកចូលនៅក្នុងក្រុមមួយនេះប្រហែលជាគេនឹងគឺមិនដាក់ទោសទៅលើលោកនោះទេក៏ប៉ុន្តែបើសិនជាលោកមិនចូលប្រហែលជាលោកនឹងគឺត្រូវទប់ទល់ជាមួយនឹងមនុស្សចំនួន500នាក់ហើយឌូវុនក៏បានតបទៅកាន់នាងវិញថាខ្ញុំនឹងគឺអរគុណទៅកាន់នាងហើយដែលនាងគឺបានបារម្ភមកកាន់ខ្ញុំស៊ីយុនក៏បានតបទៅវិញថាខ្ញុំនឹងគឺមិនបានធ្វើវាសម្រាប់អ្នកនោះទេនៅក្នុងគណៈពេលនឹងផងដែរអាប៉ែដែលបានធ្វើបាបគាត់នៅផ្សារទំនើបក៏បានដើរមកដូចគ្នាបន្តមកទៀតដែលឌូវុនរបស់យើងក៏បានអត់ទៅក្រោយហើយគាត់នឹងក៏បាននិយាយថាចំអាប៉ែនឹងតែដែលបានធ្វើបាបគាត់នៅផ្សារទំនើបហើយមិនបានជាអាប៉ែនឹងគឺមកទីនេះដែរពេលដែលអាប៉ែនឹងក៏បានដើរចូលក្នុងដោយវានឹងក៏បាននិយាយទៅកាន់ស៊ីយុនថាហេស៊ីយុនមិនក៏នេះនឹងក៏បានហៅគាត់មកប្រជុំអញ្ចឹងដោយអាប៉ែម្នាក់នឹងគឺមានឈ្មោះថាកាងសេហ៊ុនអាប៉ែសេហ៊ុននឹងក៏បាននិយាយថាតើឯងនឹងគឺជាតំណាងរាស្ត្រមែនឌូវុនខ្ញុំនឹងគឺមិនគិតអញ្ចឹងនោះទេក្រោយមកទៀតអាប៉ែម្នាក់នឹងគឺបានចាត់ច្បាច់កទៅកាន់ឌូវុនរបស់យើងហើយគាត់នឹងក៏បានសួរទៅកាន់ស៊ីយុនថាតើនេះមែនជាអ្នកតំណាងដែលនាងជ្រើសរើសស៊ីយុនអ្នកដែលប្រជុំនៅកន្លែងហ្នឹងគឺបាននិយាយថាស៊ីហ៊ុនសូមឯងនឹងគឺឈប់ទៅព្រោះវានឹងគឺជាការប្រជុំរបស់ពួកយើងសូម្បីតែស៊ីយុនក៏បានថាផងដែរស៊ីហ៊ុនណាឯងនឹងក៏ឈប់ធ្វើអីតាមអំពើចិត្តរបស់ឯងទៀតទៅអាប៉ែម្នាក់គឺបាននិយាយថាចំអាប៉ែឌូវុននឹងក៏ដូចជាទុនខ្សោយម៉េះវាដូចជាមិនមែនពាក្យដែលស៊ីយុននឹងគឺបាននិយាយសោះវានឹងក៏ដូចជាខ្សោយពេកហើយឌូវុនគឺបានតបទៅកាន់ពួកគេថាតែខ្ញុំនឹងគឺមិនបានសម្រេចចិត្តថានឹងធ្វើជាតំណាងរាស្ត្រណាគ្រាន់តែឌូវុនគឺបាននិយាយចប់ភ្លាមគេនឹងក៏បានប្រកាសឲ្យឌូវុនក៏ដូចជាស៊ីហ៊ុននឹងគឺវាយគ្នាទៅវិញទៅមកសម្រាប់អ្នកណាដែលឈ្នះពួកគេនឹងទទួលបានការបោះឆ្នោតចំនួន
មួយក្រោយមកទៀតអបិស៊ីហ៊ុននឹងក៏បានដើរចូលមកហើយគាត់នឹងក៏បាននិយាយថាមើលទៅខ្ញុំនឹងក៏ត្រូវតែធ្វើបែបហ្នឹងហើយឌូវុនក៏បាននិយាយថាមិនក៏ត្រូវវាយគ្នាទៅវិញក្រៃមិញគឺបាននិយាយថាមិនអោយភាពរញ៉េរញ៉ៃនៅក្នុងការប្រជុំអីអបិស៊ីហ៊ុនក៏បាននិយាយទៅកាន់ស៊ីយុនថានាងនឹងគឺកុំបន្ទោសខ្ញុំឲ្យសោះដោយសារតែនាងទេជាអ្នកនាំឌូវុនមកទីកន្លែងនេះគាត់តែនិយាយចប់ភ្លាមគឺថាបាត់ឌូវុនរបស់យើងតែម្ដងបើកលេចទៅមើលខាងក្រោយឌូវុនរបស់យើងគឺកំពុងតែប្រើ skill របស់គាត់នឹងឯងដែលមិនចាំយូរឌូវុនគឺបានប្រើជាមួយនឹង skill របស់គាត់ដែលមានឈ្មោះថា Falcon Drop នឹងគឺដាក់ទៅកាន់ស៊ីហ៊ុនតែម្ដងអ្នកនៅខាងលើនឹងក៏បានសរសើរទៅកាន់ឌូវុនផងដែរដែលពួកគេក៏បាននិយាយថាចុំម៉ាយហើយមិនក៏លបឿនអាប៉ែនឹងគឺលឿនយ៉ាងនេះក៏ប៉ុន្តែបើកលេចមើលទៅកាន់ស៊ីហ៊ុនវិញក៏ដូចជាគ្មានអីសម្រាប់គាត់នោះទេដោយឃើញបែបហ្នឹងឌូវុនរបស់យើងគឺថាបើកភ្នែកធំតែម្ដងដោយសារតែ skill Falcon Drop របស់គាត់នឹងគឺនៅកម្រិតទាបចឹងហើយគឺមិនអាចធ្វើអីទៅកាន់អាប៉ែនឹងបាននោះទេក៏ប៉ុន្តែបើកលេចមើលទៅកាន់អាប៉ែស៊ីហ៊ុនវិញដែលគាត់នឹងក៏ភ្ញាក់ផ្អើលជាមួយនឹងសមត្ថភាពរបស់ឌូវុនរបស់យើងផងដែររំលឹកពីភាពមុនបន្តិចដែលឌូវុនគឺបានប្រើជាមួយនឹង skill Falcon Drop របស់គាត់នឹងគឺដាក់ទៅកាន់អាប៉ែស៊ីហ៊ុននឹងគឺមួយជើងតែម្ដងក៏ប៉ុន្តែបើសិនជាយើងនឹងក៏លេចទៅមើលអាប៉ែស៊ីហ៊ុនគាត់នឹងក៏ដូចជាគ្មានបញ្ហាអ្វីនោះទេដល់ពេលចឹងទៅឌូវុនរបស់យើងនឹងគឺថាភ្ញាក់ផ្អើលខ្លាំងមែនទែនដោយសារតែសមត្ថភាពរបស់អាប៉ែស៊ីហ៊ុននឹងគឺថាខ្លាំងជាងប្រូម៉ាប់ទៅទៀតដល់ពេលចឹងទៅអាប៉ែស៊ីហ៊ុននឹងគឺបានងាស់ថាចុំម៉ាយហើយមិនក៏អាប៉ែឌូវុននឹងគឺខ្លាំងម៉េះវានឹងគឺបានធ្វើខ្ញុំនឹងគឺភ័យបន្តិចហើយក៏ប៉ុន្តែនៅក្នុងគណៈពេលហ្នឹងដែរ system នឹងគឺបានលោតឡើងថាម៉ាណារបស់អ្នកនឹងគឺបានអស់ហើយដល់ពេលចឹងទៅឌូវុននឹងគឺបានគិតថាឥឡូវគាត់នឹងគឺចប់បាត់ទៅហើយដោយសារតែគាត់នឹងគឺបានប្រើ skill មួយនឹងគឺអស់លីងហ្មងពេលដែលឌូវុនគឺបានភ្លេចខ្លួនអាប៉ែស៊ីហ៊ុននឹងគឺមកពីក្រោយខ្នងគាត់ហើយក៏បានចាប់ករបស់គាត់នឹងគឺចប់តែម្ដងដែលមិនចាំយូរទៀតអាប៉ែស៊ីហ៊ុននឹងក៏បានចាប់លើកឌូវុនរបស់យើងគឺឡើងលើក៏តែឌូវុននឹងក៏បានគិតក្នុងចិត្តថាខ្ញុំនឹងគឺមិនអាចចោះចាញ់តែត្រឹមនឹងបាននោះទេមួយទៀតគាត់ក៏មិនអាចចោះចាញ់ទៅកាន់អាប៉ែស៊ីហ៊ុនបានដូចគ្នាបើកលេចមើលទៅកាន់អតីតកាលរបស់ឌូវុនរបស់យើងបន្តិចដោយយើងនឹងក៏បានឃើញថាក៏មានមិត្តភក្តិរបស់គាត់ម្នាក់នឹងគឺថារឹតកគាត់រាល់ថ្ងៃតែម្ដងដល់ប៉ែនឹងនិយាយទៅកាន់ឌូវុនថាឌូវុនណាឯងនឹងគឺពិតជាគ្មានអ្នកមកជួយនោះទេដោយមិត្តភក្តិរបស់ប៉ែនឹងគឺមិនត្រឹមតែមិនជួយឌូវុននោះទេដែលពួកគេនឹងក៏បាននិយាយថាឌូវុនណាឯងនឹងគឺពិតជាគួរឲ្យអស់សំណើចខ្លាំងមែនតើមិនត្រឹមតែប៉ុណ្ណឹងនោះទេអាប៉ែមួយនឹងគឺបានចាប់ដោះសម្លៀកបំពាក់ឌូវុននៅមុខសិស្សដទៃទៀតផងបើសិនជាយើងកាន់មកបច្ចុប្បន្នវិញដោយឌូវុនក៏បានគិតថាអាប៉ែមួយនឹងណាអាប៉ែសេហ៊ុនគឺពិតជាដូចគ្នាពេលនោះផងដែរអាប៉ែសេហ៊ុននឹងក៏បាននិយាយថាវាយជាមួយនឹងមនុស្សកាកក៏ដូចជាមិនសប្បាយតតែសោះវានឹងក៏ពិតជាគួរឲ្យធុញតែគាត់នឹងក៏បានវាយជាមួយនឹងមនុស្សអន់ដូចជាឌូវុនអញ្ចឹងបើមើលទៅកាន់ឌូវុនរបស់យើងវិញតែគាត់នឹងក៏បាននិយាយថាគាត់នឹងគឺពិតជាកាកមិនក៏គាត់នឹងក៏ត្រូវចាញ់ទៅកាន់អាប៉ែនឹងទៅវិញក៏ប៉ុន្តែឥឡូវនេះគាត់នឹងគឺមិនចង់ចាញ់ទៅកាន់អាប៉ែសេហ៊ុននោះទេអាប៉ែម្នាក់ទៀតគឺបាននិយាយទៅកាន់ឌូវុនថាឌូវុនណាឯងគឺចោះចាញ់ទៅដោយសារតែឯងនេះគឺគ្មានថ្ងៃវាយឈ្នះទៅកាន់សេហ៊ុននោះឡើយក៏តែទោះជាយ៉ាងណាក៏ដោយក៏គាត់នឹងក៏បានគិតថាប្រហែលជាមានឱកាសអីមួយដែលអាចយកឈ្នះទៅកាន់អាប៉ែសេហ៊ុននឹងបានអាប៉ែសេហ៊ុនក៏បាននិយាយថាខ្ញុំនៅទេជាអ្នកដែលស័ក្តិសមធ្វើជាតំណាងរាស្ត្រក៏តែនៅក្នុងគណៈពេលនឹងផងដែរឌូវុនរបស់យើងគឺបានងើបឈរឡើងវិញដែលគាត់គឺបាននិយាយផងដែរថាគាត់នឹងគឺស្ទើរតែភ្លេចអ្វីមួយទៅហើយដោយឃើញបែបហ្នឹងអាប៉ែសេហ៊ុនគឺបានបែរទៅក្រោយហើយគាត់នឹងគឺបាននិយាយថាមិនហើយឌូវុនតែឯងនឹងគឺចង់ត្រូវទៀតមែនក៏តែឌូវុនគឺបានតបទៅវិញថាឯងនឹងគឺគួរតែបារម្ភអំពីខ្លួនឯងវិញទៅបន្តមកទៀតឌូវុនគឺបាននិយាយថាឥឡូវគាត់គឺបានសម្រេចចិត្តច្បាស់ហើយគាត់នឹងបដូរទៅកាន់សេហ៊ុនតែម្ដងដែលមិនចាំយូរឌូវុនរបស់យើងគឺបានចូលទៅដល់ហើយគាត់នឹងគឺបានប្រើជាមួយនឹង skill មួយក៏បានវាយទៅកាន់អាប៉ែសេហ៊ុនហ្មងបើនិយាយចំទៅក្បាច់របស់ឌូវុនរបស់យើងនឹងគឺដូចជាសត្វឆ្មាតែម្ដងឌូវុនគាត់គឺបានគិតក្នុងចិត្តថាគាត់នឹងគឺមិនត្រូវចោះចាញ់នោះទេចឹងហើយគាត់នឹងគឺត្រូវតែធ្វើបែបហ្នឹងរហូតបើថយទៅក្រោយបន្តិចដល់យើងគឺបានដឹងថាឌូវុននឹងគឺទទួលបានក្បាច់ហ្នឹងដោយសារតែកូនសោដែកនឹងឯងដោយ system ក៏បាននិយាយថាក្បាច់មួយនេះគឺមានឱកាសឈ្នះទៅកាន់គូប្រកួតហ្នឹងគឺត្រឹមតែ 1% តែប៉ុណ្ណោះដោយបែបហ្នឹងឌូវុនរបស់យើងគឺចាប់អារម្មណ៍ទៅកាន់ skill មួយហ្នឹងខ្លាំងមែនទែនដោយសារតែ skill មួយហ្នឹងគឺអត់ប្រើ mana នោះទេទោះ skill មួយហ្នឹងគឺវាអត់ប្រើ mana ក៏ប៉ុន្តែការយកឈ្នះទៅកាន់សត្រូវវាក៏ពិតជាមានភាគរយតិចក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយឌូវុនរបស់យើងហ្នឹងគឺនៅតែស្អប់ skill មួយហ្នឹងដោយសារតែ skill មួយហ្នឹងគឺថានៅក្នុង100ដៃគឺវាមាន damage តែមួយដៃតែប៉ុណ្ណោះកាលមកបច្ចុប្បន្នវិញដោយឌូវុនហ្នឹងគឺខំវាយទៅកាន់អាប៉ែសេហ៊ុនហ្នឹងគឺច្រើនដៃខ្លាំងមែនទែនអាប៉ែនៅខាងលើគឺបាននិយាយថាចុំម៉ាយហើយតែក្បាច់នេះគឺជាក្បាច់អ្វីទៅបើតាមគាត់មើលក៏ដូចជាមិនមែនមនុស្សប្រុសសោះបើមើលទៅកាន់ឌូវុនរបស់យើងវិញដែលគាត់ហ្នឹងគឺថាវាយផងគឺរាប់ផងតែម្ដងពេលដែលឌូវុនហ្នឹងគឺវាយដល់ដៃទី99គាត់ហ្នឹងគឺខំលើកដៃយ៉ាងខ្ពស់តែម្ដងក៏ប៉ុន្តែពេលដាក់ទៅកាន់អាប៉ែស៊ីយុនហ្នឹងក៏ដូចជាគ្មានសរសើរអីទៅកាន់អាប៉ែហ្នឹងតិចនោះទេដោយសារតែបែបហ្នឹងឌូវុនហ្នឹងគឺបានគិតថាចុំមិនក៏ skill របស់គាត់ហ្នឹងគឺអត់ដំណើរការអញ្ចឹងសាច់គ្រឿងរបស់យើងគឺបានកាត់ទៅកាន់កន្លែងលេងហ្គេមមួយដែលសាច់គ្រឿងគឺបាននិយាយថានៅក្នុងហ្គេម RNG គឺថាអ្នកដែលប្រើ skill មួយហ្នឹងគឺតែងតែបរាជ័យបើនិយាយចំទៅភាគរយដែលអាចប្រើ skill ហ្នឹងបានគឺមានតែត្រឹម 1% តែប៉ុណ្ណោះអាប៉ែមួយដែលនៅជិតឌូវុនហ្នឹងគឺបាននិយាយថាឌូវុនណាឯងហ្នឹងគឺបានចំណាយការរៀនអង់គ្លេសរបស់ឯងហ្នឹងគឺមកលើហ្គេមទាំងអស់តែឥឡូវពេលនេះឯងហ្នឹងគឺគិតមិនទៅឌូវុនគឺបានតបទៅកាន់អាប៉ែហ្នឹងវិញថាតែខ្ញុំហ្នឹងគឺមិនខ្វល់នោះទេឌូវុនរបស់យើងគឺបាននិយាយថានោះហើយគឺជាអ្វីដែលគាត់ហ្នឹងគឺត្រូវការគាត់នឹងត្រូវយកវាមកវិញឲ្យបានដោយសារតែគាត់ហ្នឹងគឺបរាជ័យច្រើនដងហើយអាប៉ែដែលអង្គុយនៅជិតឌូវុនគឺបាននិយាយថាទោះជាយ៉ាងណាក៏ដោយឯងហ្នឹងគឺត្រូវប្រុងប្រយ័ត្នព្រោះឱកាសរបស់ឯងហ្នឹងគឺមានតែមួយនោះទេគ្រាន់តែប៉ែហ្នឹងគឺនិយាយចប់ភ្លាម system គឺបានបន្លឺតឡើងថាការអាប់ដេតកំណែរបស់នេះគឺបានបរាជ័យគ្រាន់តែលើបែបហ្នឹងភ្លាមឌូវុនរបស់យើងគឺថាជេរហ្គេមយកជេរហ្គេមយកតែម្ដងបើកាន់មកបច្ចុប្បន្នវិញដែលឌូវុនគឺបាននិយាយថា ecosystem ហ្នឹងគឺធ្វើបែបហ្នឹងដាក់គាត់ហើយអ្វីក៏ skill របស់គាត់ហ្នឹងគឺមិនដំណើរការទៅវិញពេលនោះផងដែរអាប៉ែសេហ៊ុនគឺបានវាយទៅកាន់ឌូវុនរបស់យើងគឺមិនដៃតែម្ដងហើយគាត់គឺបាននិយាយថាឥឡូវនេះគឺព្រោះកដាប់ដៃរបស់គាត់ម្ដងទៅមកកដាប់ដៃរបស់អាប៉ែសេហ៊ុនហ្នឹងដែលធ្វើឲ្យឌូវុនគឺថាចិត្តស្បៃតែម្ដងសេហ៊ុនគឺបាននិយាយ
យាយថាដំបូងហ្នឹងយើងក្រែងតែឯងហ្នឹងគឺខ្លាំងតាមពិតគឺសម្រាមអញ្ចឹងសោះឌូវរបស់យើងហ្នឹងគឺថាអត់តន់ស្លាប់នោះទេដែលគាត់គឺបានគិតក្នុងចិត្តថាតាមពិតទៅអ្នកដែលបានធ្វើបាបគាត់កាលមុននិងអាប៉ែសេហ៊ុនគឺជាមនុស្សតែមួយបើនិយាយចំទៅអាប៉ែសេហ៊ុនកាលពីមុនហ្នឹងគឺថន់នោះទេក៏តែឥឡូវគាត់ហ្នឹងគឺសម្រក់ទម្ងន់ដែលធ្វើគាត់ហ្នឹងគឺថាខ្លាំងជាងមុនតែម្ដងដោយសារតែឌូវរបស់យើងហ្នឹងគឺក្រោកមកវិញដល់ពេលចឹងតែអាប៉ែសេហ៊ុនគឺបាននិយាយថាចុំមិនក៏អាប៉ែហ្នឹងគឺអាចក្រោកមកវិញបានអញ្ចឹងឌូវគឺបាននិយាយទៅកាន់អាប៉ែសេហ៊ុនថាសេហ៊ុនតាមពិតហ្នឹងគឺជាឯងនោះទេដែលបានធ្វើបាបយើងកាលពីមុនឥឡូវយើងគឺបានចាំឯងហ្នឹងគឺច្បាស់ហើយអាប៉ែសេហ៊ុនគឺបាននិយាយទៅកាន់ឌូវថាតើយើងហ្នឹងគឺធ្លាប់ជួបគ្នាពីមុនមែនឌូវក៏បានតបទៅគាត់វិញថាឯងនេះគឺមិនបាក់ធ្វើជាផ្លេចនោះទេតាមពិតទៅឯងកាលពីមុនឥឡូវគឺពិតជាដូចគ្នាអាប៉ែសេហ៊ុនគឺបាននិយាយថាចុំយើងហ្នឹងក៏ដូចជាមិនចាំឯងតទៅសោះអាប៉ែសេហ៊ុនក៏បាននិយាយបន្តទៀតថាតើឥឡូវហ្នឹងយើងហ្នឹងក៏គួរតែធ្វើដូចម្ដេចទៅបន្តមកទៀតអាប៉ែសេហ៊ុនក៏បានដើរចូលទៅកាន់ឌូវរបស់យើងហើយគាត់ក៏បានចាប់ជើងឌូវគឺបោកទៅម្ខាងតែម្ដងការកវិរបស់អាប៉ែសេហ៊ុនហ្នឹងដែលធ្វើឲ្យឌូវរបស់យើងគឺថាចិត្តស្លាប់តែម្ដងក៏ប៉ុន្តែគាត់ហ្នឹងគឺអត់ស្លាប់នោះទេក្រោយមកដល់អាប៉ែសេហ៊ុនគឺបាននិយាយថាយើងក៏បានចាំឲ្យឌូវតាមពិតឯងក៏ជារបស់លេងដែលយើងគឺបានលេងតាំងពីក្មេងអាប៉ែមួយដែលមានឈ្មោះថាស៊ីលីមក៏បាននិយាយថាឌូវគឺពិតជាចោះចាញ់មែនតែនហើយដោយសារតែឌូវគឺបានបាត់បង់ឆន្ទៈនៅក្នុងការប្រយុទ្ធអស់លីងតែម្ដងបើកលេចមកមើលឌូវរបស់យើងវិញតែគាត់ក៏បាននិយាយថាគាត់គឺពិតជាជឿជាក់ទៅកាន់ skill របស់គាត់គឺខ្លាំងពេកហើយឌូវក៏បានគេបន្តទៀតថាមើលទៅគាត់គឺគ្មានសង្ឃឹមវាយឈ្នះទៅកាន់អាប៉ែស៊ូហ៊ុននឹងទេក៏ប៉ុន្តែបើសិនជាខ្ញុំក៏បោះបង់វាខ្ញុំគឺដឹងតែស្បៃបោះពួកនឹងតែម្ដងអាប៉ែស៊ីលីមក៏បាននិយាយថាការប្រកួតនឹងក៏ត្រូវបានចប់ហើយតែអាប៉ែនឹងខ្ញុំមិនដឹងថាឈ្មោះស៊ីលីមឬក៏អ៊ុនសុងនោះទេក៏ប៉ុន្តែអាភាគមុនគេហៅគាត់ថាអ៊ុនសុងក៏ប៉ុន្តែឌូវរបស់យើងគាត់បោះបង់វាចោលនៅឡើយដែលគាត់នៅតែក្រោកឈរដើម្បីប្រយុទ្ធឌូវគឺបាននិយាយថាកាលពីនៅសាលាចាស់ខ្ញុំគឺតែងតែរត់ចេញពីបញ្ហាក៏ប៉ុន្តែឥឡូវគឺមិនដូចពីមុនទៀតនោះទេដោយស៊ីយុនក៏បានគិតក្នុងចិត្តថាចុំមិនក៏អាប៉ែនឹងគឺងើបឡើងវិញតែគាត់នឹងគឺគិតអីទៅឌូវគឺនៅតែនិយាយអញ្ចឹងឥឡូវនេះគាត់គឺមិនចោះចាញ់ដូចពីមុនទៀតឡើយកាលពីមុនអញក៏ធ្លាប់សើចចំអកយើងក៏ប៉ុន្តែឥឡូវឯងគឺមិនអាចសើចចំអកយើងបានទៀតនោះទេគាត់តែនិយាយចប់ភ្លាមឌូវគឺថារត់ទៅវាយអាប៉ែសេហ៊ុនតែម្ដងក៏ប៉ុន្តែពេលដែលគាត់នឹងគឺរត់ទៅគាត់នឹងគឺបានតាកជាមួយនឹងកៅអៅខ្លួនឯងដែលធ្វើឲ្យគាត់នឹងគឺថាដួលយកហ្មងនៅពេលដែលគាត់ដួលគាត់ក៏បានយកដៃរបស់គាត់នឹងគឺទៅប៉ះជាមួយនឹងខ្លួនអាប៉ែសេហ៊ុនផងដែរដោយសារតែបែបនឹង skill របស់ឌូវគឺចាប់ផ្ដើមដំណើរការតែម្ដងគ្រាន់តែ skill គឺដំណើរការភ្លាមអាប៉ែសេហ៊ុននឹងគឺថាខ្ទាតទៅត្រូវទូមកទៅហឹងហ្មងមួយ skill របស់ឌូវអំបញ្ញមិញដែលធ្វើអាប៉ែសេហ៊ុននឹងគឺថាងើបអត់រួចនោះទេអ្នកដែលនៅកន្លែងហ្នឹងគឺបាននិយាយថាចុំមិនក៏អាប៉ែនឹងសក់បែរជាខ្លាំងភ្លាមអញ្ចឹងមិនត្រឹមតែពួកហ្នឹងគឺភ្ញាក់ផ្អើលនោះទេសូម្បីតែស៊ីយុនហ្នឹងក៏ភ្ញាក់ផ្អើលផងដែរក្បាច់ដែលឌូវរបស់យើងប្រើវានេះគឺបញ្ចូលកម្លាំងទៅកាន់ដៃខាងឆ្វេងពេលដែលគាត់គឺវាយទៅកាន់សត្រូវដែលធ្វើសត្រូវនេះគឺថាបាក់ឆ្អឹងតែម្ដងខ្ញុំច្រឡំតិចអ្នកតគ្នាមិនមែនបាក់ឆ្អឹងនោះទេគឺរបួសចំកន្លែងឆ្អឹងអញ្ចឹងណាដោយក្បាច់ដែលឌូវគឺបានប្រើដែលវានេះគឺមានឈ្មោះថាបាតដៃដែកពេលដែលប្រើរួចហើយឌូវគឺបាននិយាយថាគាត់នឹងគឺមិននឹកស្មានថាក្បាច់មួយនេះគឺខ្លាំងដល់ថ្នាក់នឹងសោះក៏ប៉ុន្តែនៅក្នុងគណៈពេលហ្នឹងដែរស៊ីហ៊ុននឹងគឺបានងើបឡើងវិញដែលគាត់គឺបាននិយាយថាមិននឹកស្មានថាឯងនេះគឺខ្លាំងដល់ថ្នាក់នឹងសោះឌូវក៏ប៉ុន្តែយើងក៏មិនអាចចាញ់ទៅកាន់ឯងបានដូចគ្នាសេហ៊ុនក៏បាននិយាយបន្តទៀតថាឌូវឯងហ៊ានធ្វើពុតជាខ្សោយនៅមុខយើងផងថ្ងៃនេះយើងក៏សន្យាថានឹងត្រូវសម្លាប់ទៅកាន់ឯងតែម្ដងគ្រាន់តែឃើញបែបហ្នឹងភ្លាមឌូវក៏បានគិតក្នុងចិត្តថាចប់ហើយគាត់មិនក៏អាប៉ែហ្នឹងគឺអាចក្រោកឡើងវិញបានអញ្ចឹងអាប៉ែមួយដែលនៅចិត្តហ្នឹងគឺបាននិយាយថាចុំមិនក៏អាប៉ែឌូវហ្នឹងគឺភ័យម៉េះឌូវគឺបានគិតក្នុងចិត្តថាតើឥឡូវហ្នឹងគឺគាត់ត្រូវតែធ្វើដូចម្ដេចទៀតទៅស្អែកហ្នឹងគឺបានកាត់ទៅកន្លែងមួយដល់មានមនុស្សនេះគឺបាននិយាយថាការអស់សង្ឃឹមគឺជាការយុត្តិធម៌មួយមនុស្សភាគច្រើនគឺតែអស់សង្ឃឹមនៅពេលដែលពួកគេហ្នឹងគឺធ្វើអ្វីមួយបរាជ័យបើក៏លេចមើលទៅកាន់ឌូវកាលមុនដល់ប៉ែម្នាក់ហ្នឹងគឺបាននិយាយថាឌូវណាឯងហ្នឹងគឺមិនស្លាប់ដោយសារតែការបាត់បង់អ្វីមួយទេមែនទេឌូវតែឯងហ្នឹងគឺកើតអីមិនក៏ឯងហ្នឹងគឺភ្លឹកអញ្ចឹងនៅពេលនោះឌូវគឺបាននិយាយថាមិនក៏គាត់ហ្នឹងគឺបរាជ័យទៀតអញ្ចឹងឥឡូវគាត់ហ្នឹងគឺបានបរាជ័យទៀតហើយចំណែកឯមូលហេតុដែលឌូវរបស់យើងហ្នឹងគឺនិយាយអញ្ចឹងដោយសារតែគាត់ហ្នឹងគឺបានបំពេញខ្វេះខុសទៀតហើយដោយសារតែបែបហ្នឹង system គឺបានលោតប្រាប់គាត់ថាការបំពេញខ្វេះគឺត្រូវបានបរាជ័យក៏ប៉ុន្តែវាមិនអីនោះទេប្រាក់ដែលគាត់ហ្នឹងគឺទុកសិក្សាហ្នឹងគឺវាមិនទាន់អស់នោះឡើយបើកាន់មកបច្ចុប្បន្នវិញដោយឌូវគឺរត់យ៉ាងលឿនដើម្បីវាយទៅកាន់អាប៉ែសេហ៊ុនតែម្ដងបានមកកាន់ឆាប់ថតបវិញដែលយើងគឺបានឃើញថាឌូវហ្នឹងគឺខំរត់យ៉ាងលឿនមែនទែនដើម្បីវាយទៅកាន់អាប៉ែសេហ៊ុនតែម្ដងសេហ៊ុនគឺបានគិតថាបើសិនជាគាត់គឺចាញ់ទៅកាន់អាប៉ែឌូវនោះគាត់នឹងត្រូវចប់ហើយបើមើលទៅកាន់ឌូវរបស់យើងវិញគាត់នឹងកើតចាំយូរទេបន្តមកទៀតគាត់នឹងក៏បានដាក់ទៅកាន់អាប៉ែសេហ៊ុនមួយដៃហ្មងមួយក្តាប់ដៃរបស់ឌូវអំបញ្ញមិញដែលធ្វើអាប៉ែសេហ៊ុនហ្នឹងគឺងើបអត់ចង់រួចនោះទេបើមើលទៅកាន់ឌូវវិញតែគាត់នឹងគឺបានងាស់ថាចុំម៉ាយហើយគាត់វាយទៅកាន់អាប៉ែនឹងមិនឆាប់បាក់ដៃខ្លួនឯងឌូវរបស់យើងគឺមិនត្រឹមតែវាយទៅកាន់អាប៉ែសេហ៊ុនតែប៉ុណ្ណឹងនោះឡើយតែគាត់នឹងគឺបានចាប់ចំអាប៉ែសេហ៊ុននឹងគឺថាងើយឡើងលើទៀតផងអាប៉ែមួយដែលនៅកន្លែងហ្នឹងគឺបាននិយាយថាចុំមិនក៏ឌូវហ្នឹងគឺបែរជាសាហាវបែបហ្នឹងទៅវិញមិនត្រឹមតែប៉ុណ្ណឹងនោះទេសូម្បីតែស៊ីយុនហ្នឹងក៏ភ្ញាក់ផ្អើលផងដែរបន្ទាប់ពីឌូវហ្នឹងគឺបានធ្វើបែបហ្នឹងចប់យើងគឺបានឃើញថាអាប៉ែសេហ៊ុនហ្នឹងគឺស្បៃតែម្ដងដោយឃើញបែបហ្នឹងឌូវគឺសប្បាយចិត្តខ្លាំងមែនទែនដោយគាត់គឺបាននិយាយថាលើកទី1ហើយដែលខ្ញុំហ្នឹងគឺវាយឈ្នះទៅកាន់អាប៉ែសេហ៊ុនអញ្ចឹងក៏ប៉ុន្តែនៅពេលដែលឌូវគឺបានបែរទៅក្រោយយើងគឺបានឃើញថាភ្លើងហ្នឹងគឺឆេះខ្លាំងមែនទែនអាប៉ែមួយដែលនៅកន្លែងហ្នឹងគឺបាននិយាយថាចំនេះគឺជាភ្លើងពិតតើហើយអាម៉េចក៏វាហ្នឹងគឺទៅឆេះនៅកន្លែងហ្នឹងវិញបន្តមកទៀតដោយមនុស្សនៅកន្លែងហ្នឹងគឺថាឆ្លេឆ្លាយកតែម្ដងអាប៉ែមួយដែលនៅកន្លែងហ្នឹងគឺបាននិយាយថាឥឡូវចដាយុទ្ធហ្នឹងគឺត្រូវបានបិទហើយពួកយើងគឺមានតែរត់តាមចដាជើងតែប៉ុណ្ណោះ
នៅពេលដែលឌូវុនគឺបានរត់ចេញមកដល់ខាងក្រៅអាប៉ែពីនេះគឺបាននិយាយថាចុំតឯងនេះគឺឃើញស៊ីយុនអត់យើងនឹងក៏ដូចជាមិនឃើញនាងតទៅសោះដោយបែបហ្នឹងអាប៉ែម្នាក់ទៀតគឺបានឆ្លើយតបថាស៊ីយុននឹងប្រហែលជានៅខាងក្នុងហើយដោយសារតែនាងនឹងគឺចាំយកទៅកាន់អាប៉ែសេហ៊ុននឹងឯងពេលអាប៉ែពីរនាក់ហ្នឹងគឺបាននិយាយចប់ឌូវុនគឺបានគិតថាចុំតស៊ីយុននឹងគឺនៅខាងក្នុងដើម្បីអ្វីមើលទៅគាត់នឹងគឺអត់គិតច្រើនទេនោះទេគាត់នឹងគឺត្រូវតែជួយនាងសិនហើយពេលដែលឌូវុនគឺរត់ទៅគាត់នឹងគឺបានសម័យរឿងដែលគាត់នឹងគឺបានដើរលេងជាមួយនឹងស៊ីយុននឹងឯងមិនត្រឹមតែប៉ុណ្្នឹងនោះទេដោយឌូវុនគឺបានសម័យឃើញនៅពេលដែលគាត់គឺបានសន្យាជាមួយនឹងស៊ីយុនថាគាត់នឹងនៅក្បែរស៊ីយុនគឺពេញមួយថ្ងៃតែម្ដងនៅពេលដែលឌូវុនគឺទៅដល់គាត់នឹងគឺបានបើកទ្វារក៏តែកន្លែងហ្នឹងក៏ដូចជាគ្មានភ្លើងឆេះអីបន្តិចនោះទេមូលហេតុហ្នឹងដោយសារតែប៉ែម្នាក់ដែលនៅកន្លែងហ្នឹងគឺបានបលូតវាបាត់ទៅហើយបរិមម្នាក់ដែលនៅចិត្តស៊ីយុនហ្នឹងគឺបានបែរមកឌូវុនរបស់យើងហើយគាត់នឹងគឺបាននិយាយថាចំអាប៉ែហ្នឹងគឺកើតអីមែនមុននឹងអាប៉ែហ្នឹងគឺលើកសេហ៊ុនដើរចេញតែគាត់គឺបាននិយាយថាការប្រជុំនៅថ្ងៃនេះគឺបានបរាជ័យចឹងហើយគាត់សម្រេចចិត្តថានឹងលើកការប្រជុំទៅថ្ងៃក្រោយតែម្ដងចំណែកឯនេះតំណាងឲ្យក្រុមវិញជាងគឺបានសម្រេចចិត្តថានឹងឲ្យវាទៅកាន់ឯងយកតែម្ដងឌូវុនបើមើលឌូវុនរបស់យើងវិញតែគាត់គឺបានគិតក្នុងចិត្តថាហើយគាត់នឹងគឺមិនចង់ខ្លាចទៅជាអ្នកតំណាងអីនោះទេមើលទៅវានឹងគឺជាសុបិនដ៏ស្រាបស្រាលមួយសម្រាប់គាត់ហើយនៅពេលដែលឌូវុនក៏ដូចជាស៊ីយុនគឺបានដើរចេញពីកន្លែងហ្នឹងដោយស៊ីយុនគឺបាននិយាយទៅកាន់ឌូវុនថាឌូវុនណាខ្ញុំនឹងគឺដឹងថាឯងនឹងគឺកំពុងតែច្បុកច្បល់នៅក្នុងខួរក្បាលតាមពិតទៅខ្ញុំនឹងគឺមិនចង់ឲ្យតំណែងមួយនេះទៅកាន់ឯងនោះឡើយឌូវុនក៏ប៉ុន្តែបើសិនជាយើងនឹងគឺមិនធ្វើបែបហ្នឹងឯងនឹងគឺដឹងតែស្បៃតែម្ដងក៏ប៉ុន្តែឯងនឹងគឺពិតជាសំណាងដោយសារតែឯងនឹងគឺបានរត់ចេញពីកន្លែងប្រជុំបានឌូវុនរបស់យើងគឺបានតបទៅកាន់ស៊ីយុនវិញថាមែនហើយនាងនឹងគឺពិតជានិយាយត្រូវបើសិនជាគាត់នឹងគឺមិនខ្លាចទៅជាតំណាងរាស្ត្រប្រហែលជាពួកនឹងគឺតាមធ្វើបាបគាត់តែម្ដងអ្នកគ្នាពាក្យថាតំណាងរាស្ត្រហ្នឹងគឺជាពាក្យឧទាហរណ៍ថាអ្នកគ្រប់គ្រងទៅកាន់ក្រុមអីមួយចឹងទៅហើយខ្ញុំនឹងគឺអត់សូវយល់ដែរអ្នកតើគ្នាសូមអធិស្ឋានផងព្រោះថាខ្ញុំសាកចូលទៅ translate ហើយក៏ប៉ុន្តែគេនិយាយថាតំណាងរាស្ត្រដល់ពេលចឹងទៅខ្ញុំនិយាយតាមគេទេអ្នកគ្នាបន្តមកទៀតដោយស៊ីយុនគឺបាននិយាយថាឌូវុនណាឥឡូវខ្ញុំនឹងគឺបានមកដល់ផ្ទះរបស់ខ្ញុំហើយនៅពេលដែលស៊ីយុនគឺបំរុងតែដើរចេញហើយឌូវុនគឺបាននិយាយថាស៊ីយុនណាឈប់សិនតើនាងនឹងគឺចង់យកតុក្កតាមួយនេះអត់ខ្ញុំនឹងគឺនៅសល់វាតែមួយតែប៉ុណ្ណោះដោយឌូវុនគឺបាននិយាយថាមូលហេតុដែលគាត់នឹងគឺសម្រេចចិត្តថាឲ្យតុក្កតាមួយនេះទៅកាន់ស៊ីយុនដោយសារតែគាត់នឹងគឺបានឃើញថាស៊ីយុននឹងគឺឈោមមើលទៅកាន់តុក្កតាមួយនេះដោយស៊ីយុនគឺបានតបវិញថាឌូវុនណាលោកនឹងគឺបានយល់ច្រឡំហើយតាមពិតទៅនាងគឺមិនបានចូលចិត្តទៅកាន់តុក្កតាមួយនេះនោះទេតាមពិតទៅពេលនោះនាងនឹងគឺបានមើលទៅកាន់กระดาษមួយដែលគេនឹងគឺនិយមពីបរិសម្នាក់អញ្ចឹងហើយគឺសូមឲ្យឌូវុនរបស់យើងគឺឈប់យល់ច្រឡំទៅកាន់នាងទៀតទៅស៊ីយុនគឺបាននិយាយបន្តទៀតថាក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយនាងក៏ចង់អរគុណទៅកាន់ឌូវុនផងដែរដោយសារតែគាត់នឹងគឺបានជូនវាមកកាន់នាងក្រោយមកទៀតដោយស៊ីយុននឹងគឺបានបាយទៅកាន់ឌូវុនរបស់យើងទៅពេលនោះ system គឺបានបន្លឺឡើងថាឥឡូវនេះឌូវុនរបស់យើងគឺអាចបំពេញ quest របស់គាត់បានសម្រេចដូចគ្នាចំណែកឯរឿងមួយទៀតដោយសារតែឌូវុនរបស់យើងគឺបានបំពេញ quest ទៅដល់8ឯណោះដោយសារតែបែបហ្នឹង system គឺសម្រេចចិត្តថានឹងផ្ដល់រង្វាន់មួយទៅកាន់ឌូវុនរបស់យើងដោយយើងក៏ដឹងថារង្វាន់ហ្នឹងគឺជារង្វាន់អីផងថ្ងៃស្អែកហ្នឹងក៏បានមកដល់ដោយឌូវុនក៏បាននិយាយថាឥឡូវថ្ងៃចូលរៀននៅក្នុងថ្នាក់ទី12របស់គាត់គឺបានចាប់ផ្ដើមហើយបើយើងមើលទៅកាន់ឌូវុនដោយគាត់ហ្នឹងគឺនៅតែយកឧបករណ៍របស់គាត់ទៅលេងនៅក្នុងថ្នាក់ដដែលពេលដែលឌូវុនគឺចូលទៅដល់ក្នុងថ្នាក់ដោយមិនចាំយូរគាត់ហ្នឹងគឺទម្លាក់ឧបករណ៍ហ្គេមរបស់គាត់នៅលើតុតែម្ដងបើយើងក៏លេចទៅមើលមកខាងទៀតដល់ពេលអ៊ុនសុងក៏បានគេងនៅកន្លែងហ្នឹងដូចគ្នាដោយឃើញបែបហ្នឹងឌូវុនរបស់យើងគឺភ័យខ្លាំងមែនទែនដោយសារតែគាត់មិញគឺទម្លាក់ខ្លាំងពេកខ្លាចតាប៉ែហ្នឹងក្រោកមកវាយគាត់នោះទេបើយើងគឺកាត់ថយក្រោយបន្តិចពេលនោះស៊ីយុនគឺបានប្រាប់ទៅកាន់ឌូវុនថាអាប៉ែអ៊ុនសុងក៏មានរហស្សនាមមួយដែលមានឈ្មោះថាស៊ីលីមដុងបើកាន់មកបច្ចុប្បន្នវិញដោយឌូវុនក៏បានគិតក្នុងចិត្តថាចប់ហើយគាត់បើសិនជាអាប៉ែហ្នឹងក្រោកមកគាត់ហ្នឹងគឺដឹងតែស្ពៃហ្មងគ្រាន់តែឌូវុនរបស់យើងគឺនិយាយចប់ភ្លាមដល់ប៉ែអ៊ុនសុងក៏បានក្រោកមកតែម្ដងដោយមិនចាំយូរទៀតអ៊ុនសុងគឺទៅក្បួយកោអាវឌូវុនរបស់យើងយកហ្មងដោយគាត់គឺបាននិយាយផងដែរថាមើលទៅឯងហ្នឹងគឺត្រូវតែនៅទីនេះហើយយើងគឺបានឃើញថាអ៊ុនសុងហ្នឹងគឺជាដៃរវាយទៅកាន់ឌូវុនតែម្ដងនៅពេលដែលឌូវុនគឺបានគិតក្នុងចិត្តថាគាត់នៅពេលនេះគឺចប់ហើយក៏ប៉ុន្តែអ៊ុនសុងហ្នឹងគឺបែរជាទម្លាក់ឌូវុនរបស់យើងគឺចុះក្រោមវិញហើយគាត់ហ្នឹងគឺបាននិយាយថាខ្ញុំហ្នឹងគឺពិតជាខ្ជិលធ្វើបាបទៅកាន់ឯងខ្លាំងមែនតើមុននឹងអាប៉ែអ៊ុនសុងគឺដើរចេញតែគាត់គឺបានប្រាប់ទៅកាន់ឌូវុនថាឯងហ្នឹងគឺកំភៃអីខ្ញុំនឹងប្រាប់អ្នកនៅក្នុងសាលានេះគឺមិនអាចឲ្យណាគេហ្នឹងគឺធ្វើបាបឯងបាននោះទេដោយសារតែបែបហ្នឹងឌូវុនរបស់យើងគឺថាធ្វើមុខឆ្ងល់តែម្ដងនៅពេលដែលអាប៉ែអ៊ុនសុងគឺដើរចេញទៅបាត់ដោយឌូវុនគឺបានគិតក្នុងចិត្តថាខ្ញុំនឹងគឺឆាតែធ្វើឲ្យខ្លួនឯងនឹងគឺស្លាប់ហើយគ្រាន់តែចូលឆ្នាំទី2ភ្លាមគាត់នឹងគឺថាឆាស្បៃរបស់អាប៉ែអ៊ុនសុងនឹងហ្មងខ្ញុំចង់ប្រាប់អ្នកតគ្នាថាកន្លែងទៅថាខ្ញុំនិយាយថាឌូវុននឹងគឺចូលថ្នាក់ទី12មិនមែននោះទេអ្នកគ្នាគឺចូលឆ្នាំទី2នៅពេលដែលឌូវុនរបស់យើងគឺអង្គុយលើតុរបស់គាត់ដែលគាត់នឹងគឺបាននិយាយថាចុំមិនក៏ថ្ងៃហ្នឹងគឺអត់មានណាគេឲ្យគាត់នឹងគឺលេងហ្គេមឲ្យអញ្ចឹងក្រោយមកទៀតឌូវុនរបស់យើងក៏សម្រេចចិត្តថានឹងដើរទៅមើលខាងក្រៅម្ដងបើមើលទៅកាន់ខាងក្រៅវិញដែលយើងក៏បានឃើញថាអាប៉ែពីរនាក់ហ្នឹងគឺកំពុងតែប៊ូលីទៅកាន់សិស្សម្នាក់និយាយចំទៅអ្នកដែលត្រូវបានគេប៊ូលីគឺមិនមែនតែម្នាក់នោះទេនៅក្នុងថ្នាក់មួយនេះគឺថាមានច្រើនអ្នកខ្លាំងមែនតើបើមើលទៅកាន់ឌូវុនវិញដែលគាត់ក៏បានគិតក្នុងចិត្តថាចុងម៉ៃហើយមិនក៏ពួកនេះគឺប៊ូលីគ្នាសាហាវម៉េះឌូវុនក៏បានគិតបន្តទៀតថាគាត់នឹងគឺមិនត្រូវមើលទៅកាន់អាពួកហ្នឹងនោះទេបើសិនជាគាត់នឹងគឺមើលវាដឹងវានឹងវាយដោយទាំងគាត់ទៀតផងដោយនៅក្នុងសាលារបស់ឌូវុននឹងគឺប្រៀបបានដូចជានៅក្នុងព្រៃអញ្ចឹងដោយសត្វនឹងក៏តែងតែប្រមាញ់គ្នាទៅវិញទៅមកបើមើលទៅកាន់ឌូវុនរបស់យើងវិញដោយគាត់នឹងក៏ដឹងទៅណាហ្នឹងក៏សម្រេចចិត្តថាមកប្រ
បន្ទប់ទឹកសិនទៅនៅពេលដែលឌូវុនក៏ដើរចូលទៅក្នុងបន្ទប់ទឹកដែលយើងក៏បានឃើញថាអាប៉ែជេមីនក៏នៅក្នុងហ្នឹងផងដែរនៅពេលដែលអាប៉ែជេមីនក៏ឃើញឌូវុនរបស់យើងភ្លាមដែលគាត់នឹងគឺថារត់មកយ៉ាងលឿនតែម្ដងឌូវុនរបស់យើងវិញដោយឃើញបែបហ្នឹងគាត់នឹងគឺថាភ័យខ្លាំងមែនទែនដោយសារតែគាត់នឹងគឺគិតថាអាប៉ែជេមីននឹងគឺមកសងសឹកគាត់ក៏តែអាប៉ែជេមីននឹងគឺមិនមែនវាយទៅកាន់ឌូវុនរបស់យើងអីនោះទេដែលគាត់នឹងគឺបានចាប់ដៃទៅកាន់ឌូវុនហើយគាត់នឹងគឺបាននិយាយថាឌូវុនណាយើងនឹងគឺបានលើថាឯងនឹងខ្លាចទៅជាអ្នកតំណាងឲ្យក្រុមបូរ៉ាមដងមែនឌូវុនរបស់យើងគឺឆ្ងល់ថាចុះមកក៏អាប៉ែជេមីននឹងគឺមកល្អមុខគាត់ទៅវិញជីមីនក៏បាននិយាយបន្តទៀតថាឌូវុនណាបើតាមយើងមើលទៅឯងទៅដូចជាស្និទ្ធស្នាលជាមួយនឹងអ៊ុនសងខ្លាំងមែនទែនឥឡូវគាត់នឹងគឺសុំចាប់ដៃមួយអាប៉ែម្នាក់នឹងគឺបាននិយាយបន្តទៀតថាអូក៏ថាឥឡូវហ្នឹងគឺវាដល់ម៉ោងហើយចឹងគាត់ហ្នឹងគឺសុំទៅមុនហើយណាឌូវុននៅពេលដែលជីមីនគឺរត់ចេញពីបន្ទប់ទឹកដោយឌូវុនគឺបានគិតម្នាក់ឯងថាមិនក៏ពួកហ្នឹងគឺវាប្លែកម៉េះឥឡូវពេលដែលឌូវុនគឺបានមកតក់វិញគាត់ហ្នឹងគឺបានគិតម្នាក់ឯងទៀតហើយដែលគាត់ហ្នឹងគឺបាននិយាយថាវាហ្នឹងគឺពិតអត់ដែលគ្មានអាគេហ្នឹងគឺធ្វើបាបខ្ញុំទៀតបើតាមឌូវុនគិតប្រហែលជាអាប៉ែអ៊ុនសងហើយដែលធ្វើឲ្យគាត់ហ្នឹងគឺអត់មានអ្នកធ្វើបាបចំណែកឯរឿងមួយទៀតវិញប្រហែលជាគាត់ហ្នឹងខ្លាចទៅជាអ្នកតំណាងដែលធ្វើគ្រប់គ្នាហ្នឹងគឺអត់បានធ្វើបាបមកកាន់គាត់ហើយក៏ប៉ុន្តែគាត់ហ្នឹងគឺអត់ខ្វល់នោះទេអីដែលសំខាន់គាត់ហ្នឹងគឺអត់បានលេងហ្គេមនៅក្នុងថ្ងៃនេះនៅក្នុងគណៈពេលហ្នឹងផងដែរអារេហ្នឹងគឺបានដើរមកហើយនេះហ្នឹងគឺបាននិយាយថាឌូវុនណាតាលោកហ្នឹងគឺចង់ញ៉ាំវាអត់ខ្ញុំហ្នឹងគឺឲ្យវាទៅកាន់លោកគ្រាន់តែក្រាស់ហ្នឹងគឺឲ្យកដោភ្លាមឌូវុនរបស់យើងហ្នឹងគឺអត់គិតអារឿងមុនទេនោះទេដែលគាត់ហ្នឹងគឺអរគុណទៅកាន់នាងហ្នឹងគឺថាលឿនតែម្ដងឌូវុនរបស់យើងគឺអត់ចាំយូរនោះទេគាត់ហ្នឹងគឺបានបើកកដោនឹងទាំងចេញពលឺដល់ពេលលេងតបើចេញមកវាហ្នឹងគឺជាកូនមឹកមួយតែខ្ញុំអត់ដឹងអាមឹកហ្នឹងគឺរស់ក៏ងាប់នោះទេលេងតែឃើញបែបហ្នឹងឌូវុនរបស់យើងហ្នឹងគឺថាបាក់ចកេះយកហ្មងហើយគាត់ហ្នឹងក៏បានសួរទៅកាន់អារីមថាអារីមតើគាត់ហ្នឹងគឺអាចញ៉ាំវាបានអត់ក៏ប៉ុន្តែវាហ្នឹងក៏ដូចជាឆៅនោះទេតែគាត់ហ្នឹងគឺញ៉ាំវាមិនទៅអារីមគឺបានតបទៅវិញថាហ្នឹងហើយគេញ៉ាំទាំងឆៅនឹងឯងមូលហេតុដោយសារតែខ្ញុំហ្នឹងគឺបានលឺអ្នកខ្លះនិយាយថាការញ៉ាំមឹកទាំងឆៅដែលធ្វើឲ្យរបួសហ្នឹងគឺឆាប់ជាសះស្បើយនៅក្នុងគណៈពេលហ្នឹងផងដែរអាប៉ែសក់ក្រហមម្នាក់ហ្នឹងគឺបានដើរមកហើយគាត់ហ្នឹងគឺបាននិយាយថាឌូវុនណាឯងនេះគឺជួយអូសរ៉េងឲ្យយើងផងអាប៉ែហ្នឹងដែលនិយាយប្រាប់ឌូវុនយើងហើយគាត់ហ្នឹងគឺបានដើរទៅកន្លែងរបស់គាត់វិញទៅអារីមហ្នឹងគឺបានសួរទៅកាន់ឌូវុនថាតើលោកហ្នឹងគឺស្គាល់គាត់មែនឌូវុនក៏បានឆ្លើយទៅវិញថាអត់នោះទេគាត់ហ្នឹងគឺមិនដែលស្គាល់អាប៉ែហ្នឹងនោះឡើយសាច់រឿងរបស់យើងគឺកាត់ទៅកាន់បន្ទប់មួយដែលមានឈ្មោះថាដាគ្រូមនៅក្នុងបន្ទប់នោះដល់អាប៉ែអ៊ុនសុងក៏បាននិយាយថាអ្នកហ្នឹងគឺមិនដែលធ្វើបែបហ្នឹងពីមុនមកនោះទេបារម្ភម្នាក់ដែលមានឈ្មោះថាគីជីនក៏បាននិយាយថាឯងហ្នឹងគឺគួរតែផ្ដោតវាវិញខ្លះទៅបើកាន់មកបច្ចុប្បន្នវិញដោយឌូវុនរបស់យើងគឺអត់ខ្លាចទៅកាន់អាប៉ែសក់ក្រហមហ្នឹងនោះទេហើយគាត់ហ្នឹងគឺបានដើរទៅរកអាប៉ែហ្នឹងតែម្ដងនៅពេលដែលឌូវុនគឺដើរទៅដល់តអាប៉ែហ្នឹងដែលគាត់គឺបាននិយាយថាឯងហ្នឹងគឺយកទូរស័ព្ទរបស់ឯងវិញទៅគាត់ហ្នឹងគឺមិនលេងឲ្យឯងនោះទេបើឯងហ្នឹងគឺអត់យកនោះទេប្រយ័ត្នឯងហ្នឹងគឺថាស្បៃរបស់អញដល់អាប៉ែសក់ក្រហមម្នាក់ហ្នឹងគឺមានឈ្មោះថាសុងវូចូលមកកាន់ឆាប់ថាបន្ទាប់ដោយសុងវូក៏បាននិយាយទៅកាន់ឌូវុនថាតើឯងនឹងគឺចង់បានន័យថាម៉េចឌូវុនគឺបានតបទៅវិញថាម៉េចក៏ឯងនឹងគឺសម្លឹងមកយើងអញ្ចឹងបើសិនជាយើងអត់ចង់លេងឯងតើឯងនឹងគឺចង់ធ្វើអីមកកាន់យើងដោយសារតែសុងវូនឹងគាត់គឺអត់ចង់មានរឿងអញ្ចឹងគាត់គឺបាននិយាយទៅវិញថាឥឡូវចេះក៏បានដែរគាត់នឹងគឺសុំទោសដោយបែបហ្នឹងឌូវុនរបស់យើងគឺថាសប្បាយចិត្តខ្លាំងមែនតើដោយសារតែគាត់នឹងគឺគិតថារីមនឹងគឺសរសើរមកកាន់គាត់ពេលដែលឌូវុនគឺបានទៅក្រោយដែលយើងគឺបានឃើញថាមិត្តភ័ក្តិរបស់រីមនឹងគឺរុញរីមចេញតែម្ដងដោយសារតែបែបហ្នឹងដោយឌូវុនគឺបាននិយាយថាចោលឲ្យគាត់ចុងក្រោយនឹងគឺអត់ដដែលសំបីតែសុងវូគាត់នឹងក៏ដើរចេញពីថ្នាក់នឹងដូចគ្នាដោយឃើញបែបហ្នឹងឌូវុនគឺបាននិយាយថាឥឡូវគាត់នឹងគឺមិនដឹងនៅធ្វើអីទេគាត់នឹងគឺចេញទៅដែលទៅក៏ប៉ុន្តែនៅក្នុងគណៈពេលហ្នឹងដែរដោយជេហាននឹងគឺបានចាប់ដៃទៅកាន់ឌូវុនជាប់ដល់ពេលអញ្ចឹងឌូវុនគឺបានសួរទៅកាន់ជេហានថាតើជេហានឯងនឹងគឺមានរឿងអីមែនដោយសាច់រឿងរបស់យើងគឺកាត់ទៅមើលអាប៉ែសុងហូវិញដែលគាត់នឹងគឺកំពុងតែដើរនៅក្នុងសាលានឹងឯងពេលដែលសុងហូគឺបានដើរទៅមុខបន្តទៀតដោយឃើញថាអាប៉ែម្នាក់នឹងគឺបានរងផ្លូវទៅកាន់សុងហូជាប់ដល់ពេលអញ្ចឹងទៅដល់អាប៉ែនឹងគឺបាននិយាយទៅកាន់សុងហូថាអេអូណាតើឯងនឹងគឺរៀននៅក្នុងឆ្នាំទី2មែនក៏តែយើងនឹងគឺរៀននៅក្នុងឆ្នាំទី3ចឹងហើយឯងនឹងគឺសុំដើរគៀកផ្លូវបន្តិចទៅដល់ពេលរួចហើយនឹងដល់ពេលម្នាក់ហ្នឹងគឺថានិយាយទូរស័ព្ទបដានឹងយកដៃបាំងទ្វារបដាបើមើលទៅកាន់សុងហូវិញតែគាត់នឹងគឺខឹងទៅកាន់អាប៉ែហ្នឹងខ្លាំងមែនតើសាច់រឿងគឺកាត់ទៅកន្លែងឌូវុនជាមួយនឹងជេហានម្ដងដោយឌូវុនគឺបានសួរទៅកាន់ជេហានថាមិនក៏ឯងនឹងគឺមកនៅក្នុងថ្នាក់នេះវិញជេហានគឺបានតបទៅកាន់ឌូវុនវិញថាតាមពិតទៅគាត់នឹងក៏ជាសិស្សនៅក្នុងឆ្នាំទី3មួយរូបផងដែរជេហានគឺបាននិយាយបន្តទៀតថាតាមមិញឯងនឹងគឺធ្វើអីទៅកាន់សុងវូតែឯងគឺអត់ដឹងពីសាលានេះទេមែនឌូវុនគឺបានតបវិញថាហេគាត់នឹងគឺអត់ដឹងពីសាលានេះនោះទេដោយសារតែគាត់នឹងថាលេងហ្គេមពេញមួយឆ្នាំតែម្ដងជេហានគឺបានគិតក្នុងចិត្តថាចុំមិនក៏មិញអាប៉ែសុងវូនឹងក៏ធ្វើបាបទៅកាន់ឌូវុនអញ្ចឹងក៏ប៉ុន្តែប្រហែលជាគាត់នឹងគឺអត់ចង់ធ្វើបាបទៅកាន់អ្នកដទៃដោយគ្មានមូលហេតុហើយបើកាត់ទៅកន្លែងសុងវូវិញដែលគាត់គឺបាននិយាយទៅកាន់អាប៉ែនឹងថាឥឡូវយើងនិយាយម្ដងទៀតតើឯងនឹងគឺចេញអត់អាប៉ែម្នាក់នឹងគឺបានតបទៅវិញថាមិនតើឯងនឹងគឺចង់ងាប់មែនទុកមាត់របស់ឯងនឹងគឺស៊ីបាយទៅសុងវូគាត់គឺបាននិយាយថាឥឡូវយើងគឺនិយាយម្ដងទៀតតើឯងនឹងគឺចេញអត់យើងនឹងគឺមិនចង់វាយគ្នានោះទេអាប៉ែនឹងគឺបានតបទៅវិញថាអូតើឯងនឹងគឺចង់វាយគ្នាមែនក៏ប៉ុន្តែដៃយើងគឺលឿនជាងឯងអាប៉ែនឹងគឺនិយាយមិនតាន់ចប់ផងដោយសុងវូគឺដាក់ទៅកាន់អាប៉ែនឹងម្ដាយតែម្ដងត្រូវម្ដាយរបស់សុងវូមិញដល់អាប៉ែនឹងគឺបានងាស់ថាចុំហើយមិនក្ដៃរបស់អាប៉ែនឹងគឺថា
ថាលឿនម៉េះដល់បែបម្នាក់នឹងគឺបានជាដៃយ៉ាងលឿនគឺវាយទៅកាន់សងវូក៏ប៉ុន្តែសងវូនឹងគឺបានគេចផុតដោយបែបហ្នឹងហើយសងវូគឺមានឱកាសវាយទៅកាន់អាប៉ែនឹងគឺថា3ដៃទៀតអាប៉ែម្នាក់នឹងគឺអត់ចោះចាញ់នោះទេដែលគាត់គឺនៅតែខំប្រឹងវាយទៅកាន់សងវូក៏ប៉ុន្តែសងវូរបស់យើងគឺថាគេចងាយងាយតែម្ដងដោយមានឱកាសសងវូក៏បានសាប់ទៅកាន់អាប៉ែនឹងគឺថាដូចចេកអាំងយកហ្មងនិយាយចំទៅសងវូគឺប្រើតែមួយស្នៀតនោះទេដែលធ្វើអាប៉ែនឹងគឺថាស្បៃអ្នកដែលបានឃើញហេតុការណ៍នេះគឺបាននិយាយថាអាប៉ែសងវូគឺស្លូតនោះទេក៏ប៉ុន្តែឥឡូវគាត់នឹងគឺថាកាចខ្លាំងមែនតើមិនត្រឹមតែប៉ុណ្្នឹងនោះទេសូម្បីតែឌូវុនរបស់យើងក៏បានមើលហេតុការណ៍មួយនឹងដូចគ្នាដល់ពេលចឹងទៅដោយឌូវុនក៏បានគិតក្នុងចិត្តថាចុំម៉ាយហើយគាត់នឹងគឺសំណាងមែនតើដល់ប៉ែមួយនឹងគឺអត់បានវាយទៅកាន់គាត់នៅពេលដែលឌូវុនគឺដើរចេញទៅផ្ទះដែលគាត់នឹងគឺបានថាឲ្យខ្លួនឯងថាអាឌូវុនណាលើក្រោយឯងនឹងគឺចេះគិតផងបើមិនចឹងនោះទេឯងនឹងគឺដឹងតែស្បៃយកហ្មងចំណែកអាប៉ែសុងវូវិញពេលដែលនៅក្នុងថ្នាក់គាត់គឺថាស្លូតនោះទេក៏ប៉ុន្តែពេលចេញពីថ្នាក់គាត់នឹងគឺថាកាចម៉េះក៏ប៉ុន្តែវានឹងគឺមិនអីនោះទេយ៉ាងណាក៏គាត់សប្បាយចិត្តផងដែរដរាបណាគាត់គឺមិនធ្វើអីទៅកាន់អាប៉ែសុងវូអាប៉ែសុងវូក៏មិនធ្វើអីមកកាន់គាត់ដូចគ្នាក៏ប៉ុន្តែនៅក្នុងគណៈពេលហ្នឹងផងដែរខ្វេសគឺបានលោតឡើងថាសូមឲ្យឌូវុនរបស់យើងគឺទៅវិឈប់ទៅកាន់អាប៉ែសុងវូចំណែកឯពេលកំណត់វានឹងគឺមានត្រឹមតែ10នាទីតែប៉ុណ្ណោះលេងតែឃើញបែបហ្នឹងឌូវុនរបស់យើងគឺបាននិយាយថាចុំម៉ាយហើយមិនក៏ខ្វេសហ្នឹងគឺវាទៅជាអញ្ចឹងវិញឌូវុនគឺបាននិយាយតទៀតថាច្បាស់ណាស់ខ្វេសដឹងតែឲ្យគាត់ហ្នឹងគឺថាប្រយុទ្ធជាមួយនឹងអាប៉ែហ្នឹងតែម្ដងយើងគឺបានឃើញថាសាច់រឿងគឺកាត់ទៅកន្លែងបរិសម្នាក់ដែលបរិសម្នាក់ហ្នឹងគឺបាននិយាយទៅកាន់សុងវូថាឲ្យខ្ញុំហ្នឹងគឺសុំទោសផងខ្ញុំហ្នឹងគឺមិនដឹងថាអ្នកហ្នឹងគឺនៅពីមុខខ្ញុំនោះទេដោយសារតែខ្ញុំបញ្ញាប់ពេកដែលធ្វើឲ្យខ្ញុំហ្នឹងគឺរត់បកទៅកាន់អ្នកអញ្ចឹងឲ្យខ្ញុំហ្នឹងគឺសុំទោសផងក៏ប៉ុន្តែអាប៉ែសុងវូគឺអត់ខ្វល់នោះទេគាត់គឺបានវាយទៅកាន់អាប៉ែហ្នឹងថែមតែម្ដងហើយគាត់គឺបានដើរចេញទៅនៅពេលដែលអាប៉ែសុងវូគឺបានដើរចេញទៅបាត់យូរបន្តិចដោយឌូវុនរបស់យើងគឺបានមកម្ដងហើយគាត់នេះគឺបានឲ្យកណាត់ទៅកាន់អាប៉ែមួយដែលដេកនៅកន្លែងហ្នឹងដោយគាត់គឺបាននិយាយថាណេះតែឯងហ្នឹងគឺយកវាអត់អាប៉ែហ្នឹងគឺបាននិយាយថាខ្ញុំហ្នឹងគឺអរគុណហើយឌូវុនដោយឌូវុនគឺបាននិយាយថាវាហ្នឹងគឺបានរំលឹកខ្ញុំឲ្យខ្ញុំហ្នឹងគឺចាំអំពីរឿងចាស់ហើយកាលពីមុនខ្ញុំហ្នឹងក៏ដូចឯងផងដែរដោយឌូវុនគឺបាននិយាយបន្តទៀតថាឥឡូវឯងហ្នឹងគឺឈប់អារម្មណ៍អីទៀតទៅខ្ញុំសម្រេចចិត្តថានឹងសងសឹកវាជំនួសឯងដល់ពេលហ្នឹងគឺនិយាយទាំងសប្បាយចិត្តថាអូចាប់ពីថ្ងៃនេះទៅប្រហែលជាខ្ញុំហ្នឹងគឺមិនដូចជាពីមុនទៀតនោះទេបើមើលទៅកាន់ឌូវុនរបស់យើងវិញដែលគាត់ហ្នឹងគឺបានគិតក្នុងចិត្តថាហើយតែគាត់ហ្នឹងគឺគួរតែវាយទៅកាន់អាប៉ែសុងវូហ្នឹងមិនបើវាហ្នឹងគឺខ្លាំងម្លឹងមើលទៅបើសិនជាគាត់ហ្នឹងគឺវាយចាញ់ទៅកាន់អាប៉ែសុងវូគាត់ហ្នឹងគឺថារត់តែម្ដងនៅពេលដែលឌូវុនគឺបាននិយាយចប់ដែលគាត់ហ្នឹងគឺថារត់ចេញពីកន្លែងហ្នឹងយ៉ាងលឿនភ្លាមតែម្ដងនៅពេលដែលឌូវុនគឺរត់ទៅដល់កន្លែងមួយដែលគាត់ហ្នឹងគឺបាននិយាយថាចុំម៉ាយហើយគាត់រត់មិញគឺឆាធ្លាក់បេះដូងឥឡូវពេលវេលាក៏វាសល់តិចផងដែរគាត់ហ្នឹងគឺគួរតែមើល system កន្លែងណាដែលអត់មានមនុស្សបន្តមកទៀតដែលយើងក៏បានឃើញថាឌូវុនគឺយកកូនសោពើមេទៅ unlock skill ពេលដែលគាត់ហ្នឹងគឺ unlock គាត់ហ្នឹងគឺទទួលបានជាមួយនឹង skill មួយដែលមានឈ្មោះថា Blind Spot ដែល skill មួយនេះគឺវាចំណាយតែ20 mana តែប៉ុណ្ណោះចំណែកឯចំណុចសំខាន់របស់វាគឺវាយទៅកន្លែងណាដែលសត្រូវនឹងគឺមិនប្រុងប្រយ័ត្នហើយវានឹងគឺមានល្បឿនលឿនខ្លាំងមែនទែនឌូវុនគឺបាននិយាយថាទោះម៉ាណារបស់គាត់នឹងគឺតិចក៏ប៉ុន្តែបើប្រើ skill មួយនេះវានឹងក៏ដូចជាមិនចំណាយម៉ាណាច្រើនប្រហែលនោះទេបន្តមកទៀតដែលយើងគឺបានឃើញថាឌូវុនគឺបានប្រើសោសម្រិតដើម្បី unlock ទៅកាន់ MP ម្ដងនៅពេលដែលគាត់នឹងគឺបានចាក់ហើយដែលយើងគឺបានឃើញថាគាត់នឹងគឺបាន100ម៉ាណាឯណោះក្រោយមកឌូវុនគឺបានគិតថាតែខ្ញុំនឹងគឺគួរតែដោះសោចំនួន3ទៀតអត់បើតាមគាត់គិតគាត់នឹងក៏ចង់ដោះវានោះទេក៏តែមិនអីនោះទេគាត់នឹងគឺ unlock វាទាំងអស់តែម្ដងទៅសាច់រឿងគឺបានកាត់តកន្លែងនារីម្នាក់ដែលនាងគឺបាននិយាយថាមិនក៏ឡានក្រុងនឹងគឺជិះលឿនម៉េះថ្ងៃហ្នឹងនៅពេលដែលនាងគឺបានរត់តាមឡានក្រុងយើងគឺបានឃើញថានាងហ្នឹងគឺបានរត់បកទៅកាន់អាប៉ែសុងវូមុននឹងនាងរត់ទៅមុខបន្តទៀតដោយនាងគឺបានសុំទោសទៅកាន់អាប៉ែហ្នឹងផងដែរនៅពេលដែលនារីម្នាក់ហ្នឹងគឺរត់ទៅតនឡានក្រុងដោយនាងគឺបាននិយាយថាតែប៉ុណ្ណេះនាងហ្នឹងគឺតាមឡានក្រុងតនស្រាច់ក៏ប៉ុន្តែនៅក្នុងគណៈពេលហ្នឹងដែរអាប៉ែសុងវូហ្នឹងគឺបានរោចាប់ទៅកាន់នារីម្នាក់ហ្នឹងដោយយើងគឺបានឃើញថាវីរៈបរិសជិះស្បែកជើងរបស់យើងហ្នឹងគឺបានចាប់អាប៉ែសុងវូហ្នឹងគឺថយក្រោយយកតែម្ដងបន្តមកទៀតដោយឌូវុនគឺបាននិយាយថាឥឡូវគាត់ហ្នឹងគឺបានបំពេញខ្វេសរបស់គាត់រួចហើយដល់ពេលរួចហើយដល់ពេលសុងវូគឺបានសួរទៅកាន់ឌូវុនថាហេតើឯងហ្នឹងគឺបានធ្វើអ្វីមកកាន់យើងឲ្យបាញ់មិញឌូវុនក៏ឆ្លើយជាមួយនឹងអាប៉ែហ្នឹងទេដែលគាត់ហ្នឹងគឺបានគិតក្នុងចិត្តថាបើសិនជាគាត់ហ្នឹងគឺសុំទោសទៅកាន់អាប៉ែហ្នឹងតើអាប៉ែហ្នឹងគឺឲ្យគាត់រួចខ្លួនអត់ណោះក៏ប៉ុន្តែនៅក្នុងគណៈពេលហ្នឹងផងដែរ system គឺបានពន្លឺឡើងថាឥឡូវខ្វេសគឺបានចាប់ផ្ដើមតម្រូវឲ្យឌូវុនរបស់យើងគឺបដួលទៅកាន់អាប៉ែសុងវូដល់ពេលអញ្ចឹងឌូវុនរបស់យើងគឺបានគិតថាចុំម៉ាយហើយខ្វេសហ្នឹងគឺលេងសើចនឹងគាត់ដល់ហើយគាត់ហ្នឹងគឺថាអញ្ចឹងមែនដល់ពេលរួចហើយឌូវុនគឺបាននិយាយបន្តទៀតថាឥឡូវគាត់ហ្នឹងគឺអត់ចង់និយាយអីច្រើនទេនោះទេគាត់គឺត្រូវតែបដួលទៅកាន់អាប៉ែសុងវូតែម្ដងដែលមិនចាំយូរឌូវុនរបស់យើងគឺបានប្រើក្បាច់ដែលគាត់ទទួលបានវាយទៅកាន់អាប៉ែសុងវូនៅពេលដែលឌូវុនគឺវាយត្រូវទៅកាន់អាប៉ែសុងវូដល់អាប៉ែសុងវូហ្នឹងគឺថាងើយកតែម្ដងក្រោយមកទៀតដល់អាប៉ែហ្នឹងគឺនិយាយទៅកាន់ឌូវុនថាឌូវុនមិនក៏ឯងហ្នឹងគឺធ្វើបែបហ្នឹងដាក់មកកាន់យើងបាននិយាយចំទៅអាប៉ែហ្នឹងគឺថានិយាយទាំងសម្លុតយកហ្មងដោយឃើញបែបហ្នឹងឌូវុនរបស់យើងហ្នឹងគឺថារត់យកតែម្ដងដោយគាត់ហ្នឹងគឺបានគិតថាចុំម៉ាយហើយមិនក៏អាប៉ែហ្នឹងគឺគួរឲ្យខ្លាចអញ្ចឹងឥឡូវគាត់ហ្នឹងក៏ដកថយសិនហើយនៅពេលដែលឌូវុនរបស់យើងគាត់រត់គាត់ហ្នឹងគឺបានមើលក្រោយផងដែរដោយសារតែ
គាត់នឹងគឺខ្លាចថាប៉ែនឹងគឺចាប់គាត់បានគ្រាន់តែគាត់នឹងគឺបែរក្រោយមកផ្លេតនឹងដល់ប៉ែសងវូគឺបានចាប់កតាបរបស់គាត់ចាប់យកមកឌូវុនគាត់គឺបានគិតថាចុះមកហើយមិនក៏ប៉ែនឹងគឺលឿនយ៉ាងនេះឥឡូវគាត់នឹងគឺលោតចេញពីកតាបសិនហើយឌូវុនគាត់គឺបានគិតបន្តទៀតថាឥឡូវបើសិនជាគាត់នឹងគឺប្រើស្គីលរបស់គាត់ប្រហែលជាវានឹងគឺប្រើម៉ាណាតិចនោះទេហើយឥឡូវអត់គិតអីច្រើនទៅនោះទេប្រើស្គីលនឹងសិនតែម្ដងទៅដោយមិនចាំយូរឌូវុនរបស់យើងគឺបានប្រើស្គីលរបស់គាត់ដដែលនឹងគឺវាយទៅកាន់អាប៉ែនឹងដល់ពេលរួចហើយដែលឌូវុនគឺបានសួរទៅកាន់អាប៉ែសងវូនឹងថាមិនហើយអាប៉ៅទៅដៃរបស់គាត់នឹងគឺលឿនអត់មើលទៅប្រហែលជាអាប៉ៅឯងនឹងគឺចាប់ចលនាដៃរបស់គាត់នឹងគឺមិនតាន់នោះទេដល់ពេលរួចហើយអាប៉ែនឹងគឺបានឆ្លើយទៅវិញថាឯងនេះក៏ដូចជាអួតពេកហើយឥឡូវយើងនឹងគឺចាប់ផ្ដើមវាម្ដងទៀតទៅដោយឃើញបែបហ្នឹងឌូវុនគឺបានគិតថាចំតើវានឹងគឺឈួតមែនអាប៉ែនឹងគឺត្រូវប្រមាណស្គីរបស់គាត់ហើយមិនក៏វានឹងគឺនៅតែងើបរួចអញ្ចឹងគាត់និយាយមិនតាន់ចប់ផងដល់ប៉ែសងវូគឺរត់មកកាត់មុខរបស់គាត់តែម្ដងដោយសារតែអញ្ចឹងឌូវុនរបស់យើងគឺបានថយទៅក្រោយបន្តិចហើយគាត់នឹងគឺនៅតែប្រើស្គីដដែលគឺវាយទៅកាន់អាប៉ែមួយនឹងគឺប៉ុន្តែលើកនេះអាប៉ែសងវូគឺបានកិច្ចយ៉ាងងាយស្រួលដោយមិនចាំយូរអាប៉ែសងវូគឺបានជាដៃយ៉ាងលឿនវាយទៅកាន់ឌូវុនយកមកឌូវុនគឺបានគិតថាវាមិនអាចទៅរួចនោះទេមិនក៏អាប៉ែសងវូនឹងគឺការលបឿនខ្លាំងជាងមុនទៅទៀតក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយឌូវុនរបស់យើងគឺមិនចោះចាញ់ទៅកាន់អាប៉ែនឹងនោះទេគាត់គឺនៅតែខំប្រឹងវាយទៅកាន់អាប៉ែនឹងដដែលទោះឌូវុនរបស់យើងគឺខំប្រឹងវាយទៅកាន់អាប៉ែនឹងយ៉ាងណាក៏ដោយក៏ប៉ុន្តែអាប៉ែមួយនឹងគឺនៅតែអាចគេចផុតនៅពេលដែលអាប៉ែសងវូគឺមានឱកាសដោយគាត់នឹងគឺបានដាក់ទៅកាន់ឌូវុនរបស់យើងម្ដាយពេញយកតែម្ដងឌូវុនគឺបាននិយាយថាបើសិនជាគាត់គឺប្រើ skill fan control នោះម៉ាណារបស់គាត់នឹងត្រូវអស់បើសិនជា skill មួយនឹងគឺវាយត្រូវវាមិនអីនោះទេខ្លាចតែអាប៉ែសងវូនឹងគឺអាចគេចផុតនោះឡើយហើយវាមិនអីនោះទេក៏ប៉ុន្តែពេលនេះគាត់គឺត្រូវតែបញ្ជាពេលដើម្បីឲ្យម៉ាណារបស់គាត់គឺការឡើងមកវិញអាប៉ែសងវូគឺបានសួរទៅកាន់ឌូវុនថាមិនហើយអពៅក្រៃមិញគឺឯងអួតទៅកាន់យើងអីតែឥឡូវមិនក៏ឯងនេះគឺស្កាត់ជ្រាបអញ្ចឹងដល់ពេលរួចហើយឌូវុនរបស់យើងនេះគឺបានរត់ចូលទៅដោយគាត់គឺបាននិយាយផងដែរថាឯងនេះគឺកុំឈួតពេកយើងគឺគ្មានថ្ងៃចោះចាញ់ទៅកាន់ឯងនោះឡើយនៅពេលដែលគាត់នឹងគឺរត់កັບទៅកាន់អាប៉ែសងវូដោយគាត់គឺបានប្រើស្គីរបស់គាត់វាយទៅកាន់អាប៉ែសងវូយកមកនៅពេលដែលសងវូគាត់គឺភ្លេចខ្លួនដោយឌូវុនគឺបានដាក់ទៅកាន់អាប៉ែសងវូចំម្ដាយដោយឃើញបែបហ្នឹងសងវូគឺបាននិយាយថាហើយយើងក៏ដូចជាមើងងាយទៅកាន់ឯងពេកហើយឌូវុននៅពេលដែលគាត់គឺអាចវាយត្រូវទៅកាន់អាប៉ែសងវូដោយគាត់គឺបាននិយាយថាឥឡូវគាត់គឺមានវិធីមួយដោយវិធីនោះគឺបើសិនជាអាប៉ែសងវូគឺវាយគាត់តែបើសិនជាវានឹងគឺភ្លេចខ្លួនគាត់នឹងក៏វាដៃទៅមកខាងដើម្បីឲ្យត្រូវទៅកាន់អាប៉ែសងវូយកមកដោយសារតែគាត់នឹងគឺរងនៅវិធីឃើញអញ្ចឹងឌូវុនគឺបាននិយាយថាឥឡូវយើងនឹងគឺលេងមែនតែនហើយក្រោយមកទៀតឌូវុនគឺបានស្រែកខ្លាំងថាឥឡូវឯងនឹងគឺចូលមកយើងគឺមិនខ្លាចទៅកាន់ឯងនោះទេដែលយើងគឺបានឃើញថានៅក្នុង chapter មួយនេះដោយសងវូគឺបានរត់យ៉ាងលឿនដើម្បីវាយទៅកាន់ឌូវុនរបស់យើងដោយឃើញបែបហ្នឹងឌូវុនរបស់យើងគឺបានប្រើក្បាច់ blind spot របស់គាត់នេះគឺវាយទៅកាន់អាប៉ែសងវូយកមកក៏ប៉ុន្តែអាប៉ែសងវូនេះគឺបានរត់ទៅជាហៀងនិងបានយកជើងរបស់គាត់នេះគឺទៅកាន់ឌូវុនរបស់យើងមកទៅហឹងដោយត្រឹមតែជើបែបហ្នឹងឌូវុនរបស់យើងគឺបានគិតក្នុងចិត្តថាដល់កហើយមិនក៏ជើងអាប៉ែសងវូនេះគឺលឿនយ៉ាងនេះឌូវុនគាត់គឺបានគិតបន្តទៀតថាបើសិនជាគាត់គឺនៅតែបែបហ្នឹងនោះច្បាស់ណាស់គាត់នឹងត្រូវស្បៃរបស់អាប៉ែសងវូតែម្ដងនៅពេលដែលឌូវុនគឺនិយាយចប់ដោយគាត់គឺថាខំប្រឹងវាយទៅកាន់អាប៉ែសងវូនេះគឺខ្លាំងមែនទែនអូខេអ្នកទាំងគ្នាហើយមុននឹងចូលទៅដល់វីដេអូបន្តហ្នឹងខ្ញុំគឺសូមប្រម៉ូទទៅកាន់ channel មួយដែលគាត់នឹងគឺថាសម្រាប់ anime អញ្ចឹងសម្រាប់អ្នកណាដែលចង់មើល anime ហ្នឹងគឺអាចចូល channel របស់គាត់បានដែល link ហ្នឹងខ្ញុំគឺបានដាក់នៅខាងក្រោម description អញ្ចឹងអ្នកគ្នាហ្នឹងគឺចូលទៅ sub គាត់ម្នាក់មួយទៅអញ្ចឹងកុំភ្លេចណាអ្នកគ្នាគឺថា sub គាត់ហើយកុំភ្លេច sub ខ្ញុំផងឥឡូវចូលមកកាន់សាច់រឿងរបស់យើងវិញនៅពេលដែលអាប៉ែសងវូគឺភ្លេចខ្លួនដោយឌូវុនរបស់យើងគឺថាដាក់អាប៉ែហ្នឹងគឺចំម្ដាយយកតែម្ដងក៏ប៉ុន្តែការវាយរបស់ឌូវុនដល់អាប៉ែសងវូគឺបានចាប់ដៃរបស់គាត់ជាប់ដោយមិនចាំយូរសងវូគឺបានតទៅកាន់ចកាឌូវុនយកមកឌូវុនគាត់គឺបានគិតក្នុងចិត្តថាប្រហែលជាគាត់គឺថាគ្មានក្បាច់វាយទៅកាន់អាប៉ែសងវូទៀតនោះទេសងវូគឺបានសួរថាមិនហើយអាប៉ៅតែឯងក៏បានមើលវាអត់ឥឡូវឯងក៏បើកភ្នែកមើលច្បាស់ទៅគាត់តែនិយាយចប់ភ្លាមអាប៉ែនឹងក៏បានដាក់ទៅកាន់ឌូវុនរបស់យើងមួយជើងទៀតតែម្ដងបើនិយាយចំទៅឌូវុនរបស់យើងគឺថាសាច់កម្មខ្លាំងមែនតើអាប៉ែសងវូគឺបាននិយាយដូចទៅកាន់ឌូវុនថាមិនហើយឌូវុនមិនក៏ឯងនឹងគឺអត់ងើបមកវិញអញ្ចឹងដែលឌូវុនគឺបានគិតថាហើយអាប៉ែមួយនេះគឺដូចជា monster អញ្ចឹងតែគាត់នឹងគឺធ្វើមិនអាចយកឈ្នះទៅកាន់អាប៉ែនឹងបានទៅបើសិនជាខ្ញុំគឺមិនធ្វើសកម្មភាពនោះទេនោះច្បាស់ណាស់ខ្ញុំនឹងត្រូវចាញ់ទៅកាន់អាប៉ែសងវូតែម្ដងចំណែកឯមួយទៀតវិញ MP ក៏ដូចជា AP របស់ខ្ញុំនឹងគឺចិត្តអស់ហើយចឹងហើយគាត់នឹងគឺមិនអាចប្រើ skill បានច្រើនទៀតនោះទេចំណែកឯ skill blind spot របស់គាត់វិញវានឹងគឺអាចប្រើបានតែ2ដងទៀតតែប៉ុណ្ណោះបើនិយាយចំទៅឌូវុនរបស់យើងគឺគិតឡើងកញ្ញាញ់ខួរតែម្ដងនៅក្នុងគណៈពេលហ្នឹងផងដែរដែលសងវូគឺបំរុងតែតទៅកាន់ឌូវុនហើយក៏តែឌូវុនគឺបានកិច្ចតន់ហើយនឹងដាក់មួយជើងទៅកាន់អាប៉ែសងវូវិញចំណែកឯក្បាច់ដែលគាត់នឹងគឺកំពុងតែប្រើដែលគាត់គឺបាន combo ក្បាច់ចំនួន2បញ្ចូលគ្នាដែលវាមានដូចជា Falcon Trap ជាមួយនឹង Blind Spot Strike នៅពេលដែលគាត់គឺបាន combo skill នេះបញ្ចូលគ្នាដែល skill មួយទៀតគឺបានលេចឡើងដែលវាមានឈ្មោះថា Kick to the Head នៅពេលដែលប៉ែសងវូគឺកំពុងតែឈឺជើងឌូវុនរបស់យើងក៏ចាំអីច្រើនទៀតនោះទេគឺបានចាប់កអាវក្រោយរបស់ប៉ែសងវូនឹងគឺចុះទៅក្រោមតែម្ដងបន្តមកទៀតដែលឌូវុនគឺបាននិយាយថាឥឡូវខ្ញុំនឹងត្រូវបញ្ចប់ទៅកាន់ប៉ែសងវូតែម្ដងនៅពេលដែលគាត់គឺបានវាយទៅកាន់ប៉ែសងវូដែលយើងគឺបានឃើញថាសងវូនឹងគឺអាចគេចផុតដែលមិនចាំយូរសងវូគឺបានតទៅកាន់ឌូវុនមួយជើងយ៉ាងខ្លាំងដែលធ្វើឲ្យឌូវុនរបស់យើងគឺថាត្រឡប់ទ្រុះ3-4ជុំហើយដល់ប៉ែសងវូគឺ
បាននិយាយទៅកាន់ដូវ៉ុនថាដូវ៉ុនណាឥឡូវយើងហ្នឹងគឺមិនចង់លេងជាមួយនឹងឯងទៀតនោះទេសាច់រឿងគឺបានកាត់ទៅកាន់អតីតកាលរបស់សងវូដោយយើងគឺបានឃើញថាសងវូហ្នឹងគឺបានប្រកួតទៅកាន់ការរត់ប្រណាំងមួយដែលគាត់ហ្នឹងគឺទទួលបានលេខ2តែប៉ុណ្ណោះចំណែកឯពេលយប់វិញគាត់គឺតែត្រូវបានឪពុករបស់គាត់គឺធ្វើបាបដូចជាគាត់គឺអត់ចង់មានជីវិតបែបហ្នឹងក៏ប៉ុន្តែគាត់គឺមិនដឹងថាធ្វើម៉េចនោះទេដូចជាសងវូគឺខំយ៉ាងណាក៏ដោយក៏ប៉ុន្តែការប្រកួតរបស់គាត់គឺនៅតែបានលេខ2ដដែលអញ្ចឹងនៅពេលមួយដល់ពេលម្នាក់គឺបានសួរទៅកាន់សងវូថាសងវូតើឯងនេះគឺនាំយើងមកទីនេះដើម្បីអ្វីហើយសងវូរបស់យើងគឺអត់ចង់និយាយអីច្រើនទៀតនោះទេគាត់គឺថាលោតបាយអាប៉ែតហ្នឹងយកហ្មងនៅពេលដែលសងវូគឺបានចាប់ការទៅកាន់អាប៉ែតហ្នឹងរួចដែលគាត់គឺបាននិយាយថាចាប់ពីពេលនេះទៅគ្មានណាគេហ្នឹងគឺលឿនជាងខ្ញុំទៀតនោះទេបើកាន់មកបច្ចុប្បន្នវិញដែលសងវូគឺបានយកដុំឥដ្ឋមួយរៀបនឹងវាយទៅកាន់ដូវ៉ុនតែម្ដងនៅក្នុងគណៈពេលហ្នឹងដែរសងវូគឺបាននិយាយថាចំតើវាមានអ្វីហ្នឹងគឺនៅលើក្បាលរបស់គាត់ទៅនៅពេលដែលសងវូគឺបានដោះអាវក្រៅរបស់គាត់ចេញដែលយើងគឺបានឃើញថាមាត់របស់ដូវ៉ុនគឺស្ថិតនៅលើក្បាលសងវូនឹងឯងគ្រាន់តែឃើញបែបហ្នឹងភ្លាមដូវ៉ុនគឺបាននិយាយថាវានេះគឺពិតជាល្អណាស់ផែនការរបស់គាត់នេះគឺបានជោគជ័យហើយដោយលើបែបហ្នឹងអាប៉ែសងវូគឺបានដកមកមួយហ្នឹងគឺចេញហើយគាត់គឺបាននិយាយថាហើយគិតតែល្បិចប៉ុណ្ណឹងគឺអាចធ្វើអីទៅកាន់យើងបានមែនក៏ប៉ុន្តែអីដែលសងវូអត់ដឹងដែលមកមួយហ្នឹងគឺធ្វើឲ្យគាត់នឹងផ្សារភ្នែកខ្លាំងមែនតើក្រោយមកទៀតដូវ៉ុនគឺបាននិយាយថាឯងនេះគឺពិតជាភ្លើខ្លាំងមែនតើមកមួយហ្នឹងគាត់នឹងគឺបានត្រាំវាជាមួយនឹង spray ក្រោយមកទៀតដែលដូវ៉ុនគឺបាននិយាយថារឿងមួយហ្នឹងគឺគួរតែអរគុណទៅកាន់អារីនហើយដែលនាងហ្នឹងគឺបានឲ្យវាមកកាន់ខ្ញុំបើសិនជាគ្មានអារីននោះទេច្បាស់ណាស់គាត់នឹងត្រូវស្ពៃរបស់អាប៉ែសងវូតែម្ដងដោយមិនចាំយូរដូវ៉ុនរបស់យើងគឺថារត់ចូលយ៉ាងលឿនដើម្បីវាយទៅកាន់អាប៉ែសងវូនៅពេលដែលដូវ៉ុនគឺបានវាយទៅកាន់អាប៉ែហ្នឹងចំដៃរបស់គាត់ហើយដោយគាត់គឺបាននិយាយថាខ្ញុំគឺត្រូវតែឈ្នះទៅកាន់អាប៉ែហ្នឹងឲ្យទាល់តែបានដោយមិនចាំការទៀតដូវ៉ុនរបស់យើងគឺបានប្រើជាមួយនឹងក្បាច់មួយដែលមានឈ្មោះថា Sport Strike គឺវាយទៅកាន់អាប៉ែដងវូចំចការយកតែម្ដងចូលមកកាន់ chapter បន្ទាប់ដែលយើងគឺបានឃើញថាអាប៉ែសងវូនឹងគឺត្រូវតែមួយជើងរបស់ដូវ៉ុននោះទេតែគាត់នឹងគឺថាស្លាប់យកតែម្ដងដូវ៉ុនគាត់គឺបានគិតក្នុងចិត្តថាហើយស្នាហើយដែលគាត់នឹងគឺអាចយកឈ្នះទៅកាន់អាប៉ែនឹងបានខំអីគាត់នឹងគឺដឹងតែស្បៃហើយពេលនោះផងដែរ system គឺបានបន្លឺឡើងថាឥឡូវដោយសារតែដូវ៉ុនគឺបានប្ដូរទៅកាន់3សាច់សងវូអញ្ចឹងរង្វាន់ដែលទទួលបានគឺជាកូនសោចំនួន3នៅពេលដែលដូវ៉ុនរបស់យើងគឺបំរុងតែរើសទៅកាន់កូនសោក៏ប៉ុន្តែនៅក្នុងគណៈពេលនឹងដែរអ្វីមួយនឹងគឺបានកើតឡើងនៅក្នុងក្បាលរបស់គាត់ដោយសារតែបែបហ្នឹងដូវ៉ុនគឺបាននិយាយថាលបល់យោមិនក៏វានឹងគឺកើតឡើងម្ដងទៀតអញ្ចឹងតាមពិតរឿងមួយនឹងគឺបានកើតឡើងរួចទៅហើយបើតាមគាត់គិតឈាមរបស់គាត់គឺនៅសល់តិចពេកហើយតើឥឡូវគាត់នឹងគិតធ្វើអីទៀតទៅឥឡូវចេះហ្មងទៅសល់តែគាត់មានប៉ុន្មានគាត់គឺអានឡុកវាទាំងអស់ដោយយើងគឺបានឃើញថាដូវ៉ុនរបស់យើងគឺបានយកកូនសោមាសទៅអានឡុកមុនគេតែម្ដងចំណែកឯរង្វាន់ដែលទទួលបាននោះគឺជាឈាមចំនួន500ដល់ពេលហើយដូវ៉ុនគឺបាននិយាយថាចុះម៉ាយហើយមិនក៏ឈាមរបស់គាត់នឹងគឺឡើងច្រើនម៉េះតើវាជាការពិតអត់ណោះដែល system គឺឲ្យឈាមទៅកាន់គាត់ចំនួន500ដល់កហើយបើសិនជាគាត់នឹងគឺសំណាងអញ្ចឹងឥឡូវគាត់នឹងគឺបើកវាទាំងអស់តែម្ដងទៅដែលមិនចាំយូរដូវ៉ុនរបស់យើងគឺបានយកកូនសោមួយទៀតគឺញឹតចូលតែម្ដងចំណែករង្វាន់ដែលគាត់ទទួលបាននោះគឺជា skill មួយដែល skill មួយនេះគឺមានឈ្មោះថា multi strike destruction ចំណែកផលប្រយោជន៍របស់វានេះគឺអាចវាយចេញច្រើនដងនៅក្នុងរយៈពេលតែមួយក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយវានេះគឺចំណាយទៅដល់200ម៉ាណាឯណោះដោយឃើញបែបហ្នឹងដូវ៉ុនរបស់យើងគឺថាសប្បាយចិត្តខ្លាំងមែនទែនដែលគាត់គឺបាននិយាយថាឥឡូវគាត់គឺទទួលបាន skill ចាស់របស់គាត់មកវិញហើយចំណែករង្វាន់នៃកូនសោទី3នោះគឺជាម៉ាណាចំនួន100ដល់ពេលហើយដូវ៉ុនគឺបាននិយាយថាខ្ញុំនេះគឺច្បាស់ជាស្លាប់របស់អប៉ែសងវូបើសិនជាគ្មានម៉ាក់របស់គាត់នោះទេហើយគាត់នេះគឺសម្រេចចិត្តច្បាស់ណាស់គាត់នឹងគឺមិនយកម៉ាក់មួយហ្នឹងគឺទៅញ៉ាំនោះឡើយដែលគាត់នឹងគឺយកវាធ្វើជាសត្វចិញ្ចឹមរបស់គាត់តែម្ដងចំតាបកាច់ណាគឺវាលួចម៉ាក់របស់គាត់ទៅដែលយើងគឺបានឃើញថាគ្មានណាគេឆ្ងាយនេះគឺក្រៅពីឆ្មាមួយនោះទេហើយឲ្យឆ្មារបស់យកឈប់សិនហើយនេះគឺឆាប់ឲ្យវាមកគាត់វិញមកកាត់មកពេលយប់វិញដែលដូវ៉ុនគឺបាននិយាយទាំងយំថាឲ្យខ្ញុំនេះគឺសុំទោសផងអារីមដោយសារតែខ្ញុំនេះគឺមិនអាចការពារទៅកាន់វាបាននោះឡើយនៅក្នុងគណៈពេលហ្នឹងដែរដែលម៉ាក់ដូវ៉ុនគឺបានទេមកដែលគាត់គឺបានសួរថាមិនហើយដូវ៉ុនតើឯងនេះគឺរៀនមិនហើយនៅក្នុងឆ្នាំទី2មួយនេះមិនអីទេម៉ាក់ simple ក៏ប៉ុន្តែមេរៀនវាពិតជាពិបាកខ្លាំងមែនតើម៉ាក់របស់ដូវ៉ុនគឺបានតបវិញថាមិនអីនោះទេអញ្ចឹងក៏ប៉ុន្តែរឿងមួយទៀតដោយសារតែម៉ាក់ហ្នឹងគឺធ្វើការនៅឆ្ងាយខ្លាំងមែនតើអញ្ចឹងហើយឯងនេះគឺកុំភ្លេចរឿងមួយផងឯងនេះគឺគួរតែទៅគោរពខួបមរណភាពរបស់ពុកឯងផងដោយសារតែវាហ្នឹងគឺមានរយៈពេលយូរខ្លាំងមែនតើចំណែកមួយទៀតវិញប្រហែលជាម៉ាក់ហ្នឹងគឺមិនអាចទៅកើតនោះទេដោយសារតែម៉ាក់នេះគឺជួបរវល់នឹងការងារតែដូវ៉ុនរបស់យើងគឺបានតបថាមិនអីនោះទេគាត់ហ្នឹងគឺមិនភ្លេចវានោះឡើយដោយម៉ាក់របស់គាត់គឺបានតបវិញថាអញ្ចឹងឲ្យគាត់ហ្នឹងគឺអរគុណហើយក្រោយមកទៀតដែលដូវ៉ុនគឺបាននិយាយថាហើយមើលទៅថ្ងៃនេះគាត់ហ្នឹងគឺគួរតែញ៉ាំត្រីងៀតមួយថ្ងៃយកហ្មងស្អីរឿងរបស់យើងគឺកាត់ទៅកាន់អប៉ែម្នាក់ដែលគាត់គឺបាននិយាយថាសងវូមិនក៏ឯងគឺបានឆ្លោះគ្នាជាមួយនឹងក្រុមបូរ៉ាមដងទៅវិញមិនត្រឹមតែប៉ុណ្ណឹងនោះទេឯងនឹងក៏ត្រូវបានអប៉ែមួយនឹងគឺវាយទៀតផងមើលទៅយើងគួរឲ្យឯងដេកនៅទីនេះរហូតអត់ណោះដែលអប៉ែមួយនឹងគឺមានឈ្មោះថាបែកឆាងនិងអនុប្រធានរបស់គាត់ឆេអ៊ុនអញ្ចឹងបើសិនជាខ្ញុំអានឈ្មោះខុសអីអ្នកគ្នាជួយប្រាប់ខ្ញុំផងដោយសារតែខ្ញុំអានមិនគាត់ថាត្រូវទាំងអស់នោះទេអ្នកទាំងគ្នាដល់ពេលហ្នឹងគឺបាននិយាយថាសងវូឯងហ្នឹងគឺមកខំរើទៀតនោះទេទោះជាឯងហ្នឹងគឺខំប៉ុណ្ណាក៏ដោយក៏វានឹងគឺគ្មានប្រយោជន៍ទៀតនោះដែរដល់ពេលហ្នឹងគឺបាននិយាយបន្តទៀតថាសងវូតែឯងហ្នឹងគឺដឹងអត់បើសិនជាតំណាងរបស់
របស់យើងគឺដឹងថាឯងនេះគឺខ្សោយតែគាត់នឹងគិតយ៉ាងណាទៅក្រោយមកទៀតអប៉ែបែកឆានេះក៏បានតទៅកាន់សងវូមួយជើងតែម្ដងហើយគាត់នឹងក៏បាននិយាយថាយើងនឹងក៏ដូចជាមិនចង់ទុកមនុស្សខ្សោយដូចជាឯងតទៅសោះកាលពីមុនឪពុករបស់ឯងក៏បានបោះបង់ឯងចោលសងវូក៏ប៉ុន្តែក្រុមរបស់យើងក៏បានយកឯងមកចិញ្ចឹមតែឥឡូវនេះឯងនឹងក៏ដូចជាមិនសូវសំខាន់សម្រាប់ក្រុមទៀតនោះទេនៅពេលដែលអប៉ែនឹងក៏បានឃើញក្បួនរបស់សងវូដោយគាត់ក៏បានងាស់ថាចុះមកហើយមិនក៏ខ្សាច់នៅក្នុងនឹងគឺច្រើនម៉េះសងវូក៏បាននិយាយថាខ្ញុំនឹងក៏ពិតជាស្អប់មនុស្សដែលងប់ងល់ខ្លាំងមែនតើអប៉ែជាអូនក៏បាននិយាយថាបែកឆាងឥឡូវចេះមកទៅចាំគាត់ជាអ្នកដោះស្រាយវិញអប៉ែបែកឆាងក៏បានតបទៅវិញថាឥឡូវហើយនេះក៏ទៅមើលទៅកាន់អប៉ែឌូវុនផងយើងក៏ចង់ដឹងខ្លាំងណាស់ថាអប៉ែមួយហ្នឹងគឺខ្លាំងប៉ុណ្ណាទៅដល់ថ្ងៃស្អែកគេបានមកដល់ចេហានក៏បានសួរទៅកាន់ឌូវុនថាឌូវុនណាតែឯងនេះក៏បានដឹងអត់មិនក៏សងវូនក៏អត់មករៀនអញ្ចឹងដល់ឌូវុនក៏បានតបទៅវិញថាហើយគាត់នឹងគឺមិនដឹងនោះទេប្រហែលជាអប៉ែហ្នឹងគឺឈឺហើយបានគាត់ហ្នឹងក៏អត់មករៀននៅក្នុងគណៈពេលហ្នឹងផងដែរដែលមានសិស្សម្នាក់ហ្នឹងក៏បានរត់មកទាំងទៅហប់ទៅហល់តែម្ដងដោយគាត់គឺបាននិយាយថាឌូវុនណាឯងនេះក៏ជួយមើលបន្តិចទៅមិនដឹងជាពួកណាគឺមកសាលានេះនោះទេក៏ប៉ុន្តែពួកវាហ្នឹងក៏ដូចជាតាមរកឯងអប៉ែម្នាក់ហ្នឹងគឺបានសួរទៅកាន់ឌូវុនទៀតថាឌូវុនណាតើឯងនេះក៏បានធ្វើអីទៅកាន់ពួកវាមិនក៏ពួកវាហ្នឹងក៏មកទីនេះអញ្ចឹងក្រោយមកទៀតដល់អប៉ែម្នាក់ក៏បានដើរចូលទៅក្នុងថ្នាក់មួយហ្នឹងដែលគាត់គឺបាននិយាយថាទាំងអស់គ្នាឥឡូវយើងហ្នឹងក៏បានរកឃើញទៅកាន់អប៉ែឌូវុនហើយក្រោយមកទៀតដល់អប៉ែជាអូនក៏បានដើរចូលមកដែលគាត់ក៏បាននិយាយថាអប៉ៅហើយនេះក៏ទៀតផ្លូវបន្តិចទៅដោយឌូវុនក៏បានគិតក្នុងចិត្តថារបស់យយមិនក៏ពួកហ្នឹងក៏មករកគាត់អញ្ចឹងហើយតើអប៉ែហ្នឹងគឺជាក្រុមប្រឹក្សានៅក្នុងសាលានេះមែនមិនក៏គាត់ហ្នឹងក៏មករកខ្ញុំអញ្ចឹងតែខ្ញុំហ្នឹងក៏បានធ្វើអីខុសទៅនៅពេលដែលអប៉ែហ្នឹងក៏បានដើរចូលមកក្នុងដែលគាត់ក៏បាននិយាយថាឌូវុនណាតើឯងហ្នឹងក៏អាចទៅក្រៅជាមួយនឹងគាត់បានបន្តិចដែរឬទេឌូវុនរបស់យើងក៏បានគិតក្នុងចិត្តថាបើសិនជាគាត់ហ្នឹងក៏ទៅជាមួយអប៉ែហ្នឹងច្បាស់ណាស់អប៉ែហ្នឹងគឺថាកញ្ញិចគាត់ដូចចាយយកហ្មងនៅពេលដែលឌូវុនក៏បានគិតចប់ដែលគាត់ក៏បានសួរទៅកាន់អប៉ែហ្នឹងថាមិនក៏ខ្ញុំហ្នឹងក៏ត្រូវទៅជាមួយឯងហើយខ្ញុំនឹងគឺទៅដើម្បីអ្វីទៅចុះបើសិនជាខ្ញុំនិយាយពាក្យថាអត់តើឯងនឹងគឺធ្វើអ្វីមកកាន់យើងអភ័យជាអូនក៏បានតបវិញថាបើសិនជាឯងនឹងក៏អត់ទៅជាមួយនឹងយើងនោះទេអញ្ចឹងយើងមានតែធ្វើវាដោយបង្ខំតែប៉ុណ្ណោះហើយឌូវុនណាបើសិនជាឯងនឹងមិនទៅនោះទេឯងនឹងគឺគួរតែប្រយុទ្ធជាមួយនឹង10ក្បាលនេះហើយហើយរបស់យោអានឹងមិនម្នាក់នោះទេអានេះ10នាក់យកហ្មងតែគាត់នឹងគឺអាចយកឈ្នះទៅកាន់ពួកនឹងបានមិនទៅពេលនោះផងដែរអូនសុងនេះក៏បានដើរចូលមកដែលគាត់គឺបាននិយាយថាអារបស់យកបងជាអូនណាតែឯងនឹងគឺធ្វើអីនៅទីនេះនៅក្នុងគណៈពេលហ្នឹងផងដែរដល់ពេលនេះគឺបាននិយាយថាមិនតើហើយនឹងក៏ចេះមើលទេមែនឥឡូវបើសិនជាហើយមើលហើយនេះក៏ដើរចេញទៅវិញទៅអប៉ែហ្នឹងគឺនិយាយមិនតាន់ចប់ផងក៏ប៉ុន្តែអូនសុងនេះក៏ដាក់ទៅកាន់អប៉ែហ្នឹងមួយជើងយកហ្មងបាននិយាយចំទៅអប៉ែមួយហ្នឹងគឺត្រូវតែមួយជើងរបស់អូនសុងនោះទេក៏ប៉ុន្តែគាត់ហ្នឹងគឺងើបអត់រួចនោះឡើយលោកវុនគឺបានឆ្កល់ថាចំតាអប៉ែអូនសុងហ្នឹងគឺវាកាត់អីវានៅថ្ងៃហ្នឹងមិនក៏វាហ្នឹងគឺជួយមកកាន់គាត់ទៅវិញអូនសុងក៏បាននិយាយបន្តទៀតថាឯងហ្នឹងគឺមិនអាចយកហាឌូវុនគឺទៅបាននោះឡើយហើយមួយទៀតវិញតើឯងហ្នឹងគឺគិតថាអាសម្រាប់10នាក់ហ្នឹងគឺអាចចាប់ការទៅលើយើងបានមែនចាប់ផ្ដើមនៅក្នុងភ័ក្រថ្មីមួយនេះដែលយើងគឺបានឃើញថាអប៉ែម្នាក់ហ្នឹងក៏បានរត់មកយ៉ាងលឿនដោយគាត់គឺបាននិយាយថាអារបស់យកហើយនេះគឺឆាប់ងាប់ទៅអប៉ែម្នាក់ហ្នឹងគឺថាគ្មានបានមកសង្ខិនអីនោះទេម្ដាយរបស់អូនសុងហ្នឹងគឺថាស្បៃយកតែម្ដងអប៉ែម្នាក់ទៀតគឺថាចង់ធ្វើស៊ីអូនសុងពីក្រោយក៏ប៉ុន្តែអប៉ែមួយហ្នឹងគឺថាវាយអត់ត្រូវទៅកាន់អូនសុងនោះទេបើមើលទៅកាន់អូនសុងវិញតែគាត់គឺបំលាស់ទីលឿនខ្លាំងមែនទែនដែលមិនចាំយូរអូនសុងគឺបានដាក់ទៅកាន់អប៉ែហ្នឹងម្ដាយខ្ទីឡើងចង់10ម៉ែត្រហើយតែម្ដាយរបស់អូនសុងនោះទេនិយាយចំទៅអប៉ែមួយហ្នឹងគឺថាស្បៃយកតែម្ដងដល់យើងគឺបានឃើញថាអាពីរនាក់ទៀតគឺបានលោតចូលមកក៏ប៉ុន្តែអូនសុងរបស់យើងគឺបានគេចផុតនិងដាក់មួយជើងទៅកាន់អាពីរនាក់ហ្នឹងវិញក្រោយមកទៀតអូនសុងគឺបាននិយាយថាហើយវាហ្នឹងគឺគួរឲ្យធុញខ្លាំងមែនទែនដោយសារតែគាត់ហ្នឹងគឺវាយជាមួយនឹងពួកអាសម្រាមទាំងអស់ហ្នឹងអប៉ែជាអូនក៏បានគិតក្នុងចិត្តថារបស់យយអាប៉ែមួយហ្នឹងគឺថាវាយលេងសើចនោះទេក៏ប៉ុន្តែវាហ្នឹងក៏ដូចជាខ្លាំងពេកហើយអូនសុងគឺបាននិយាយថាពួករបស់យពួកឯងហ្នឹងក៏ចូលមកទាំងអស់មកដោយសារតែគាត់គឺអត់មានអារម្មណ៍លេងសើចទៀតនោះទេដែលមិនចាំយូរទៀតអប៉ែជាអូនក៏បានបញ្ជាកូនចៅរបស់គាត់ឲ្យចូលទាំងអស់តែម្ដងអូនសុងរបស់យើងគឺថាដាក់តែមួយស្នៀតនោះទេក៏តែធ្វើឲ្យពួកទាំងអស់ហ្នឹងគឺថាស្បៃយកហ្មងក្រោយមកទៀតដូនរបស់យើងក៏បានគិតថាវាមិនអាចទៅរួចនោះទេមិនក៏ប៉ែហ្នឹងគឺខ្លាំងដល់ថ្នាក់ហ្នឹងមនុស្សចំនួន9នាក់ក៏តែប៉ែហ្នឹងគឺថាវាយតែមួយផ្លេតនោះទេគឺថារៀបអស់តែម្ដងហើយបើតាមគាត់គិតប្រហែលជាប៉ែហ្នឹងគឺមិនមែនមនុស្សនោះទេដែលគាត់ក៏ដូចជា monster អញ្ចឹងបន្តមកទៀតដល់ពេលជាអូនក៏បាននិយាយថាអូនសុងឥឡូវយើងនេះក៏ចាប់ផ្ដើមវាម្ដងទៀតទៅនៅពេលដែលជាអូនក៏បាននិយាយចប់ជាងក៏បានឃើញថាអូនសុងនេះក៏មកដល់ទល់មុខរបស់គាត់យកតែម្ដងក៏តែអូនសុងនេះក៏បានវាយទៅកាន់អាប៉ែជាអូននោះទេដែលគាត់គឺបាននិយាយថាយើងនេះក៏ដូចជាខ្ជិលវាយទៅកាន់ឯងដល់កោហើយឯងនេះក៏នាំពួកអសម្រាមទាំងអស់នេះក៏ទៅវិញផងហើយក៏ភ្លេចសម្អាតថ្នាក់ឲ្យយើងផងណាក្រោយមកទៀតអូនសុងក៏បានហៅឌូវុនរបស់យើងឲ្យទៅនិយាយជាមួយនឹងគាត់បន្តិចនៅពេលដែលឌូវុនក៏ដូចជាអូនសុងនេះទៅដល់កន្លែងមួយដែលឌូវុនក៏បាននិយាយថាអូនសុងខ្ញុំនេះគឺអរគុណទៅកាន់ឯងណាដែលឯងនេះក៏បានជួយមកកាន់ខ្ញុំថ្ងៃហ្នឹងបើនិយាយចំទៅបើសិនជាគ្មានឯងនោះទេខ្ញុំនេះគឺថាស្បៃយកហ្មងអូនសុងក៏បានតបទៅវិញថាហើយវាមិនអីនោះទេដោយសារតែពួកយើងនេះក៏នៅក្នុងក្រុមតែមួយបន្តមកទៀតដែលអូនសុងក៏បានសួរទៅកាន់ឌូវុនថាឌូវុនតើអីទៅគឺជាហេតុផលរបស់ឯងហើយឯងនេះគឺមិនបាច់ឆ្លក់វានោះទេដោយសារតែយើងនេះគឺឆ្ងល់ថាមិនក៏សក់ឯងនេះគឺខ្លាចទៅជាអ្នកតំណាងដោយសារតែបែបហ្នឹងហើយតើយើងនេះគឺគិតថាឯងនេះគឺមានហេតុផលអ្វីមួយហើយចំណែករឿងមួយទៀតវិញយើងនេះគឺឆ្ងល់ថាមិនក៏ឯងនេះគឺពាក់ព័ន្ធជាមួយនឹងសងវូដែលស្ថិតនៅក្នុងក្រុមបងឆេអ៊ុនហើយអ្នកទាំងអស់គ្នាមកឆ្ងល់ថាមិនក៏សក់ខ្ញុំនេះគឺបដូរសលេងនោះទេដោយសារតែអាមិញហ្នឹងខ្ញុំស្អុតកខ្លាំងមែនទែនតែឥឡូវហ្នឹងវារៀងក្រន់មកវិញដូវរបស់យើងក៏បានតបវិញថាហើយគាត់ហ្នឹងគឺមិនបានធ្វើអីទៅកាន់អប៉ែហ្នឹងនោះទេគ្រាន់តែគាត់ហ្នឹងគឺចង់ផ្ដល់ហេតុផលមួយទៅកាន់អប៉ែមួយហ្នឹងក្រោយមកទៀតអូនសុងក៏បានតបទៅវិញថាហើយវាមិនអីនោះទេឥឡូវគាត់ហ្នឹងក៏ទៅមុនហើយសំណាងល្អផ
ផងឌូវុននៅពេលដែលអូនសុងគឺបានដើរចេញទៅបាត់ដោយឌូវុនគឺបានគិតថាបើសិនជាអាប៉ែឆេអូននឹងគឺមកម្ដងទៀតតែគាត់នឹងគឺត្រូវធ្វើមិនទៅណោះហើយមួយទៀតវិញតើអាប៉ែអូនសុងនឹងគឺមានអីជាប់ពាក្យពន្ធជាមួយនឹងអាប៉ែឆេអូនទៅស្អីរបស់យើងគឺបានកាត់ទៅពេលដែលឌូវុនគឺកំពុងតែលេងហ្គេមដែលគាត់គឺថាសប្បាយចិត្តខ្លាំងមែនទែនដោយសារតែគាត់គឺថាខានលេងហ្គេមរៀងយូរដែរឡើយក្រោយមកទៀតដែលយើងគឺបានឃើញថាឌូវុនគឺភ្ញាក់ផ្អើលយកហ្មងដោយសារតែរីមនឹងគឺធ្វើការនៅកន្លែងដែលគាត់លេងហ្គេមបើនិយាយចាំទៅមិនតែឌូវុនរបស់យើងគឺថាភ្ញាក់ផ្អើលនៅទេសម្បីតែរីមក៏ភ្ញាក់ផ្អើលផងដែរដល់ពេលរួចហើយឌូវុនរបស់យើងគឺបានសួរថាអារីម៉ាតើនាងនឹងគឺធ្វើការនៅទីនេះមែនអារីមនឹងគឺបានតបទៅវិញថាខ្ញុំនឹងគឺមិនបានធ្វើការនៅទីនេះនោះទេក៏ប៉ុន្តែកន្លែងនេះគឺជាកន្លែងរបស់ឪពុករបស់ខ្ញុំអញ្ចឹងទៅខ្ញុំនឹងគឺជួយវាម្ដងម្កាលទៅក្រោយមកទៀតអារីមគឺបាននិយាយថាឌូវុនណាឥឡូវឌូវុនឯងនឹងគឺនៅទីនេះសិនហើយចាំនាងនឹងទៅយករបស់ឥតគិតថ្លៃមួយឲ្យទៅកាន់លោកបើយើងក៏លេចមើលទៅកាន់មនុស្សមួយក្រុមដែលពួកគេគឺបាននិយាយថាអាកូនណាតើឯងនឹងគឺលេងហ្គេមអត់ទៅរៀនទេមែនហើយឥឡូវយើងនឹងគឺបដៅទៅកាន់អាក្មេងនឹងតិចទៅឌូវុនរបស់យើងគឺបានឆ្ងល់ថាចំតាពួកនឹងវាធ្វើអីវាណោះក្រោយមកទៀតដែលយើងគឺបានឃើញថាពួកអាក្មេងស្ទីលទាំងអស់ហ្នឹងគឺបានដើរចេញក៏ប៉ុន្តែអូនពីរនេះគឺបានដើរចូលនៅពេលដែលកូនមួយនេះគឺចូលលេងហ្គេមរបស់គាត់វិញដល់រីមក៏បានឆ្ងល់ថាចុះមិនក៏កូនមួយនេះគឺធ្វើមុខស្លើអញ្ចឹងដល់អូនមួយនេះគឺនិយាយទាំងយំផងអីផងថាចុះមកហើយមើលក៏អាយធីមរបស់គាត់នេះគឺបាត់តាអស់ទៅគាត់នេះគឺចូលបន្ទប់ទឹកតែមកផ្លេនោះទេក៏ប៉ុន្តែមកវិញអាយធីមរបស់គាត់ទាំងអស់នេះគឺថាបាត់យកហ្មងអារីមគឺបាននិយាយថាហើយដឹងចេះរបល់យូណាហ្នឹងគឺវាថោកម៉េះមិនក៏វានេះគឺលួចរបស់របរក្មេងអញ្ចឹងបន្តមកទៀតនេះគឺបានសួរទៅកាន់ឌូវុនថាឌូវុនណាតើលោកនេះគឺបានឃើញថាណាគេនេះគឺលួចវាអត់ឌូវុនរបស់យើងក៏បានតបទៅវិញថាហើយគាត់នេះក៏ដូចជាមិនដឹងនោះទេក៏ប៉ុន្តែប្រហែលជា4ក្បាលដែលចេញទៅមិញហើយក្រោយមកទៀតដល់អូនម្នាក់ហ្នឹងគឺបានចាប់ដៃឌូវុនរបស់យើងដែលគាត់គឺបាននិយាយថាអាបងតើបងឯងនេះគឺអាចជួយខ្ញុំបានអត់បើនិយាយចំទៅអូនម្នាក់ហ្នឹងគឺថានិយាយផងយំផងយកហ្មងបើមើលទៅកាន់ឌូវុនរបស់យើងវិញដែលគាត់នេះគឺបានគិតក្នុងចិត្តថារបស់យូរហើយគាត់នឹងគឺជួយខ្លួនឯងបានផងឥឡូវនេះគឺជួយក្មេងទៀតនៅពេលដែលឌូវុនគឺបានគិតចប់ពេលហ្នឹងផងដែរស៊ីស្តឹងគឺបានបង្ហាញថាខ្វែគឺបានចាប់ផ្ដើមតម្រូវឲ្យឌូវុនរបស់យើងគឺថាដេញចាប់ចោលចំនួន4នាក់ចំណែកឯរង្វិនវិញគឺទទួលបានកូនសោប្រាក់ចំនួន1ដោយឌូវុនរបស់យើងគឺបានគិតថាហើយរបស់យូរហើយតែគាត់នឹងគឺអាចយកឈ្នះទៅកាន់មនុស្ស4នាក់អត់មិនទៅក៏ប៉ុន្តែអីដែលសំខាន់ system គឺបានទុករង្វិនមួយទៀតឲ្យមកកាន់គាត់ក៏ប៉ុន្តែ system ក៏បានបង្ហាញថារង្វិនមួយនោះគឺជាអ្វីនោះទេអាកន្លែងនេះបើសិនជាខអីក៏សូមអធិស្ឋានផងដោយសារតែខ្ញុំនឹងគឺអត់សូវប្រកបខ្លាំងម៉ានោះទេស្អីរឿងក៏បានកាត់ទៅកន្លែង4នាក់នេះវិញដល់បរិមម្នាក់គឺបាននិយាយថាឥឡូវពួកយើងនឹងគឺដាក់ទំនិញលក់ហ្មងទៅនៅពេលដែលពួកយើងគឺដាក់លក់ទំនិញនេះអស់ពួកយើងនឹងផឹកឲ្យណានៃតែម្ដងអាប៉ែម្នាក់ទៀតគឺបាននិយាយថាហើយថ្ងៃនេះនឹងគឺពិតជាសំណាងខ្លាំងមែនតើនៅក្នុងគណៈពេលនឹងផងដែរអាប៉ែម្នាក់នឹងគឺស្រាប់តែដួលយកតែម្ដងចំណែកឯមូលហេតុវិញដោយសារតែដួលរបស់យើងគឺថាដាក់អាប៉ែនឹងមក blind spot ឥឡូវ system គឺបានបង្ហាញរង្វិនទី2ហើយដែលរង្វិននោះគឺជាការណាត់ជួបជាមួយនឹងអារីមនឹងឯងគ្រាន់តែឃើញបែបហ្នឹងភ្លាមឌូវុនគឺបាននិយាយថាពួកអដែងញ៉ាពួកឯងនេះគឺចូលមកទាំងអស់មកយើងនេះគឺមិនខ្លាចនោះទេចូលមកកាន់ chapter បន្ទាប់វិញដែលយើងគឺបានឃើញថារង្វិលទី2របស់ Duvon គឺអាច date ជាមួយនឹង Arim បានគ្រាន់តែឃើញបែបហ្នឹង Duvon គឺបាននិយាយថាអូននឹងថាមិនអីទេអូនចាំគាត់នឹងយកវាឲ្យឯងវិញដល់កាន់មកបច្ចុប្បន្នដោយ Duvon គឺបាននិយាយទៅកាន់ពួកហ្នឹងថាពួកឯងហ្នឹងគឺចូលទាំងអស់មកគាត់ហ្នឹងគឺមិនខ្លាចនោះទេដល់យើងគឺបានឃើញថាអាប៉ែមួយដែល Duvon វាយគឺបានងើបមកវិញហើយបន្តមកទៀតអាប៉ែមួយហ្នឹងគឺបាននិយាយថារបល់យកឲ្យតាមមួយណាគឺហ៊ានឆ្មក់វាយមកកាន់គាត់មិញអាប៉ែម្នាក់ទៀតគឺបាននិយាយថាហេអារបល់យកអាប៉ែមួយហ្នឹងគឺជាសិស្សវិទ្យាល័យតើអាមិនក៏អាប៉ែហ្នឹងគឺមកធ្វើអីនៅទីនេះទៅវិញក្រោយមកទៀត Duvon របស់យើងក៏បានគិតក្នុងចិត្តថាហើយឥឡូវគាត់នឹងរត់សិនហើយដោយសារតែគាត់នឹងគឺមិនអាចតតាំងជាមួយនឹង4នាក់ក្នុងពេលតែមួយបាននោះទេដែលមិនចាំយូរទៀតពួកក្មេងស្ទីលទាំងអស់ហ្នឹងគឺបានរត់តាមយកតែម្ដងនៅពេលទៅដល់កន្លែងមួយអាប៉ែម្នាក់គឺបាននិយាយថាបើសិនជាយើងតាមតាន់អាប៉ែមួយហ្នឹងគឺដឹងតែងាប់យកហ្មងនៅពេលដែលពួកហ្នឹងគឺរត់តាមតាន់ឌូវុនដែលពួកគេហ្នឹងគឺបាននិយាយថាចំតាប៉ែហ្នឹងគឺបាត់តាណាបាត់ហើយអាប៉ែម្នាក់គឺបាននិយាយថាហើយរបស់យកហើយនេះគឺចេញពីប្រអប់ហ្នឹងមកហើយគិតថាពួកយើងហ្នឹងគឺរត់អត់ឃើញមែនយើងគឺបានឃើញថាអាប៉ែម្នាក់ហ្នឹងគឺឆាទៅបើកទៅកាន់ធុងហ្នឹងហើយក៏ប៉ុន្តែឌូវុនរបស់យើងគឺបាននៅពីក្រោយហើយគាត់ហ្នឹងគឺបានប្រើជាមួយនឹងក្បាច់ file control របស់គាត់គឺដាក់ទៅកាន់អាប៉ែហ្នឹងមកជើងពេញតែម្ដងបើនិយាយចំទៅតែមកក្បាច់នោះទេគឺថាប៉ែហ្នឹងគឺងើបអត់រួចនោះឡើយបន្តមកទៀតឌូវុនរបស់យើងគឺបាននិយាយថាហើយរបស់យកហើយឥឡូវគាត់គឺបានផ្ដួលទៅកាន់ម្នាក់អើយអាប៉ែម្នាក់គឺបាននិយាយថារបស់យកហើយអាប៉ែមួយហ្នឹងគឺដូចជាខ្លាំងម៉េះវាហ្នឹងគឺមិនមែនជាសិស្សវិទ្យាល័យធម្មតានោះទេប្រហែលជាគាត់ហ្នឹងគឺចេញពីក្រុមណាមួយហើយឌូវុនគាត់គឺបាននិយាយថាពួកកូនណាពួកឯងហ្នឹងក៏ដូចជាសម្រាមពេកហើយគាត់ហ្នឹងគឺពិតជាខ្ជិលវាយជាមួយនឹងពួកឯងខ្លាំងមែនតើក្រោយមកទៀតដែលយើងគឺបានឃើញថាអាប៉ែម្នាក់ហ្នឹងគឺបានរត់យ៉ាងលឿនដើម្បីវាយទៅកាន់ឌូវុនរបស់យើងឌូវុនគាត់គឺអត់ចាំយូរនោះទេគឺថាដាក់ទៅកាន់អាប៉ែហ្នឹងមក blind spot យកតែម្ដងឌូវុនគឺបានគិតក្នុងចិត្តថាពណ៌នេះគឺថាគ្មានបានមកចំណិតសងវូអីបន្តិចនោះទេគ្រាន់តែដាក់មក blind spot គឺថាស្បៃយកហ្មងឌូវុនគឺបាននិយាយទៅកាន់អាពួកហ្នឹងថាមិនឲ្យពណ៌អពៅឯងក៏ដូចជាយឺតពេកហើយអាពីរអ្នកទៀតគឺអត់ចាំយូរនោះទេដែលពួកគេនេះគឺថារត់ចូលទៅវាយឌូវុនយកហ្មងឌូវុនរបស់យើងក៏បាននិយាយថាសម្រាមគឺនៅតែជាសម្រាមដដែលនឹងបន្តមកទៀតដោយឌូវុនក៏បានប្រើក្បាច់ blind spot របស់គាត់គឺដាក់ទៅកាន់អាពីរអ្នកហ្នឹងម្ដងទៀតហើយអាពីរអ្នកហ្នឹងក៏ដូចជាសម្រាមសុតហ្មងគាត់នឹងគឺខ្ជិលវាយទៅកាន់ពួកវាខ្លាំងមែនតើហើយរបស់យកឲ្យមិនក៏ពេលហ្នឹងគឺខ្លាំង
ងម៉េះគាត់នឹងគេថាគ្មានគីឡូជាមួយអាប៉ែហ្នឹងនោះទេអាប៉ែម្នាក់គឺបាននិយាយថាល្បងឥឡូវយើងនឹងក៏ធ្វើអីទៀតទៅហើយអញក៏មិនដឹងដូចតែគ្នាហ្នឹងក៏តែបើសិនជាយើងតល់ច្រកយើងនឹងក៏រត់យកហ្មងទៅនៅពេលដែល3ក្បាលហ្នឹងក៏ដើរថយក្រោយដែលយើងក៏បានឃើញថាមានល្បងមួយហ្នឹងគឺនៅពីក្រោយពួកគេយកហ្មងដល់ពេលយើងទៅអា3ក្បាលហ្នឹងគឺអាចរត់តាបានទេនោះទេដោយមានឱកាសល្អឌូវុនរបស់យើងក៏បានប្រើជាមួយនឹងក្បាច់ multi strike របស់គាត់ដើម្បីខ្វាយទៅកាន់អាប៉ែហ្នឹងយកហ្មងបើនិយាយចំទៅតែមកក្បាច់នោះទេក៏តែ3ក្បាលហ្នឹងគឺថាងើបអត់រួចនោះឡើយក្រោយមកទៀតឌូវុនរបស់យើងក៏បានគិតក្នុងចិត្តថាហើយមិនក៏គាត់ឥឡូវហ្នឹងក៏ចូលចិត្តវាយគ្នាម៉េះមិនត្រឹមតែប៉ុណ្ណឹងនោះទេឥឡូវគាត់ហ្នឹងគឺថាវាយគ្នារហូតយកហ្មងចុះមកហើយគាត់ហ្នឹងគឺមិនចង់បាត់បង់ភាពមនុស្សធម៌របស់គាត់នោះទេក្រោយមកទៀតអាប៉ែម្នាក់ក៏បាននិយាយថាល្បងឲ្យខ្ញុំសុំទោសផងខ្ញុំនឹងក៏ឈប់លួចគេទៀតហើយចំណែកឯរបស់របរដែលខ្ញុំលួចមកខ្ញុំនឹងសងវាទៅកាន់ម្ចាស់គេវិញសង្ឃឹមថាល្បងហ្នឹងនឹងលើកលែងទោសឲ្យខ្ញុំចុះឌូវុនរបស់យើងក៏បានតបទៅកាន់អាប៉ែហ្នឹងវិញថាឥឡូវចេះឲ្យគាត់ហ្នឹងគឺសុំទោសវិញផងដោយសារគាត់ហ្នឹងគឺមិនអាចបោះបង់វាចោលបាននោះឡើយចំណែកឯភាពជាមនុស្សធម៌របស់គាត់ប្រហែលជាគាត់ហ្នឹងគឺត្រូវទុកវាមួយកដប់សិនហើយមើលទៅចំណែកឯមូលហេតុវិញដោយសារតែ system ឲ្យគាត់ហ្នឹងគឺផ្ដួលទៅកាន់មនុស្ស4នាក់តែឥឡូវគាត់ហ្នឹងគឺផ្ដួលបានតែ3នាក់តែប៉ុណ្ណោះហើយអញ្ចឹងឲ្យគាត់សុំទោសផងណាបើដែលមិនចាំយូរទៀតឌូវុនរបស់យើងក៏ថាលោតទៅតតកដាមកអាប៉ែហ្នឹងយកហ្មងចំណែកឯរង្វាន់ដែលគាត់ទទួលបាននោះគឺជាកូនសោ silver ចំនួន1ដែលយើងក៏បានឃើញថាសាច់រឿងរបស់យើងគឺកាត់ទៅកន្លែងលេងហ្គេមវិញដល់4ក្បាលហ្នឹងគឺសុំទោសទៅកាន់អូនម្នាក់ដល់4នាក់ហ្នឹងគឺបាននិយាយថាឲ្យខ្ញុំហ្នឹងគឺសុំទោសផងលបងលើកក្រោយខ្ញុំហ្នឹងគឺលេងធ្វើអញ្ចឹងទៀតហើយអូនម្នាក់ហ្នឹងក៏បានតបវិញថាមិនអីនោះទេចាំខ្ញុំហ្នឹងគឺអភ័យទោសឲ្យទៅកាន់ពួកអញទៅចុះដែលយើងក៏បានឃើញថា4នាក់ហ្នឹងក៏បានលាឌូវុនចេញពីកន្លែងហ្នឹងបាត់ទៅបន្តមកទៀតអារីមក៏បាននិយាយថាឌូវុនខ្ញុំនឹងក៏ពិតជាអរគុណទៅកាន់ឯងខ្លាំងមែនតើបើសិនជាគ្មានឯងនោះទេអាជីវកម្មមួយនេះនឹងអាលីលត់យកហ្មងឌូវុនរបស់យើងក៏បានតទៅវិញថាហើយវាមិនអីនោះទេវាគ្រាន់តែជារឿងតូចតាចសម្រាប់ខ្ញុំតែប៉ុណ្ណោះហើយឥឡូវនេះគាត់នឹងក៏ពិតជាចង់ដេតជាមួយអារីមគឺខ្លាំងមែនតើអារីមក៏បាននិយាយថាឌូវុនតើសម្លៀកបំពាក់ខ្ញុំបែបនេះគឺមិនអីណាស់ដែលដើរជាមួយលោកក៏ប៉ុន្តែឯកសំខាន់សម្លៀកបំពាក់មួយនេះក៏ពិតជាតឹងសារីរបស់យើងក៏បានកាត់នៅពេលអារីមក៏នៅក្មេងវិញហើយយើងក៏បានឃើញថាមានក្មេងស្រីពីរនាក់នឹងក៏បានប៊ូលីទៅកាន់អារីមបន្តមកទៀតឌូវុនរបស់យើងក៏បានចេញមកតែម្ដងដោយគាត់គឺបាននិយាយថាខ្ញុំនឹងគឺមិនអនុញ្ញាតឲ្យពួកនេះគឺប៊ូលូទៅកាន់អារីមនោះទេបើនិយាយចំទៅកន្លែងនេះគឺជាកន្លែងដែលអារីមជាមួយនឹងឌូវុនគឺបានជួបគ្នាដំបូងនឹងឯងកាលមកបច្ចុប្បន្នវិញដល់អារីមគឺបានសួរទៅកាន់ឌូវុនថាឌូវុនតើសម្លៀកបំពាក់មួយនេះគឺថាស័ក្តិសមនឹងនាងអត់ឌូវុនក៏បានតបទៅវិញថាហើយវាមិនត្រឹមតែស័ក្តិសមនោះទេវាថែមទាំងស្អាតទៀតផងក្រោយមកទៀតដែលយើងគឺបានឃើញថាពួកគេនេះគឺទៅញ៉ាំអីកន្លែងមួយដែលឌូវុនក៏បានសួរថាអារីមតើហ្នឹងគឺជាអីហើយអារីមក៏បានឆ្លើយថាអូអាហ្នឹងមិនមែនអាហ្នឹងគឺជាតុបាគីរសជាតិសូកូឡាឌូវុនមិនក៏ឌូវុនឯងនេះក៏ញ៉ាំវាអញ្ចឹងប្រហែលជាវាហ្នឹងគឺអត់ឆ្ងាញ់មែនឬក៏ឌូវុនឯងនេះក៏ចូលចិត្តវាគ្រាន់តែលើបែបហ្នឹងភ្លាមឌូវុនរបស់យើងថាញ៉ាំយកតែម្ដងបន្តមកទៀតគាត់គឺបាននិយាយថាចុះមកហើយមិនក៏តុបាគីនេះគឺឆ្ងាញ់ម៉េះចុះនិយាយលេងក៏និយាយមែនឌូវុនខ្ញុំមានបានកុហកណាស់ខ្ញុំនិយាយមែនតានេះតែគ្នាគឺជាតុបាគីដែលឌូវុនហ្នឹងគឺកំពុងតែញ៉ាំក្រោយមកទៀតឌូវុនគឺបានសួរទៅកាន់អារីមថាអារីមបើសិនជាគាត់ញ៉ាំហើយតើនាងនឹងក៏ចង់ជូនគាត់ទៅដើរលេងតាណាទៀតអត់ក្រោយមកទៀតដែលយើងគឺបានឃើញថាពួកគេនឹងក៏បានមកលេងល្បែងមួយក៏ប៉ុន្តែល្បែងមួយហ្នឹងខ្ញុំគឺអត់ស្គាល់ឈ្មោះវានៅទេអ្នកគ្នាបើសិនជាណាគេស្គាល់អីក៏អាចខមមិនប្រាប់បានផងដែរដល់យើងគឺបានឃើញថាអារីមនឹងក៏លេងចាញ់ទៅកាន់ឌូវុនដល់ពេលចឹងទៅនាងនឹងក៏អន់ចិត្តខ្លាំងមែនតើដល់បែបហ្នឹងហើយឌូវុនក៏បានលើកទឹកចិត្តទៅកាន់អារីមថាហ្គេមហ្នឹងវាតែងតែមានឈ្នះមានចាញ់ចឹងឯងក៏តែបើសិនជាយើងនឹងក៏ចេះព្យាយាមវានឹងគឺគង់តែឈ្នះនោះទេចំណែកឯហ្គេមទី2ដែលពួកគេមកលេងនោះគឺជាម៉ាស៊ីនមួយដែលម៉ាស៊ីនមួយហ្នឹងវានឹងគឺអាចវាដឹងពីការពិតនិងការកុហករបស់មនុស្សយើងផងដែរក៏ប៉ុន្តែលុះត្រាតែយើងនឹងក៏ដាក់ដៃទៅលើវាទៅវានឹងក៏អាចវាដឹងក្រោយមកទៀតឌូវុននឹងគឺសុំអារីមនឹងក៏ដាក់ដៃទៅលើនឹងដល់ពេលចឹងទៅអារីមនឹងក៏យល់ព្រមផងដែរបន្តមកទៀតឌូវុនគឺបាននិយាយថាខ្ញុំគឺគិតថាខ្ញុំនឹងក៏ពិតជាស្រស់ស្អាតនៅពេលដែលម៉ាស៊ីនគឺវារួចដល់យើងក៏បានឃើញថាភាពពិតចំនួន3ចំណែកឯភាពកុហកចំនួន2យើងក៏បានឃើញថាពួកគេនឹងក៏សាកម៉ាស៊ីននឹងមួយសារទៀតលើកនេះឌូវុនក៏បាននិយាយថាខ្ញុំនឹងក៏មានសង្សារក៏ប៉ុន្តែឯដែលចម្លែកលើកនឹងម៉ាស៊ីនគឺបានវាថាការកុហកគឺមានទាំងអស់យកហ្មងឌូវុនគឺបាននិយាយម្ដងទៀតខ្ញុំគឺគ្មានសង្សារដោយម៉ាស៊ីនគឺវាឃើញភាពពិតចំនួន3និងភាពមិនពិតចំនួន2ហើយរបស់យកឲ្យតែម៉ាស៊ីននឹងវាកាត់អីវាមិនក៏វានឹងកើតប្រាប់ឲ្យច្បាស់អញ្ចឹងឌូវុនណាលោកនឹងមិនបាក់សូវជឿទៅកាន់ម៉ាស៊ីនពេកនោះទេពេលខ្លះម៉ាស៊ីននឹងវាក៏អាចបោកប្រាស់មកកាន់យើងបានផងដែរមិនអីនោះទេអារីមគាត់នឹងក៏ចង់ដឹងថាម៉ាស៊ីននឹងគឺនិយាយការពិតអត់ស្អីរបស់យើងក៏បានកាត់ទៅកាន់អាប៉ែនេះវិញតែគាត់គឺបាននិយាយថាហើយរបស់យកតែពួកឯងនឹងគឺឃើញអាឌូវុននឹងគឺដើរតាមផ្លូវនេះអត់បើយើងវិញដូចជាឃើញវានឹងគឺដើរជាមួយនឹងនារីម្នាក់ហើយអារបស់យកនឹងពីថ្ងៃមិញវានឹងក៏បានធ្វើយើងក៏មកខ្លាំងមែនតើមិនអីនោះទេយើងនឹងសងសឹកទៅកាន់វាតែម្ដងបន្តមកទៀតអាប៉ែម្នាក់នឹងក៏បានដើរមកកន្លែងហ្នឹងហើយគាត់នឹងក៏បានសួរទៅកាន់អាប៉ែហ្នឹងថាហេហូប៊ីតើណាគេនឹងគឺធ្វើឲ្យមុខរបស់ឯងគឺខ្លាចទៅជាបែបហ្នឹងឥឡូវតើឯងនឹងក៏ចង់ឲ្យយើងសងសឹកទៅកាន់វាអត់កាន់មកមើលឌូវុនវិញដែលគាត់នឹងគឺកំពុងតែលេងល្បែងមួយជាមួយនឹងអារីមដែលល្បែងមួយហ្នឹងគឺជាការដំដៃគោយកតុក្កតាអីនឹងឯងបើនិយាយចំទៅគ្រាន់តែឌូវុនរបស់យើងគឺរត់ដំដៃគោលក៏តែរូបមន្តនឹងគឺចេញពេញក្បាលយកតែម្ដងនៅពេលដែលឌូវុនរបស់យើងគឺបានគិតថាឥឡូវគាត់នឹងយកឈ្នះទៅកាន់វាឲ្យបានក៏តែពេលហ្នឹងផងដែរគាត់នឹងគឺភ្ញាក់ផ្អើលខ្លាំងមែនតើហេឌូវុនតើលោកនឹងគឺអត់អីទេមែនមូលហេតុដែលឌូវុនគឺភ្ញាក់ផ្អើលដោយសារតែ system គឺបាននិយាយថាឲ្យឌូវុនគឺយកញូគឺវាយទៅកាន់ក្បាលអារីមតែម្ដងហើយវាមិនអាចទៅរួចនោះទេមិនក៏ system វាធ្វើបែបហ្នឹងទៅវិញអារីមគឺបានសួរថាហេឌូវុនតើលោកនឹងគឺអត់អីទេមែនមិនក៏លោកនឹងគឺភ្លឹកអញ្ចឹងទៅវិញ
វិញរយៈពេលកំណត់ចំនួន5នាទីចំណាយរង្វិនវិញគឺជាផែនទីដងគេអូនរបស់យោតែគាត់នឹងគឺគួរតែធ្វើមិនទៅគាត់គឺមិនអាចធ្វើរឿងហ្នឹងទៅកាន់អារីមបាននោះទេដូចណាតែលោកនឹងគឺអត់អីណាយមិនក៏លោកនឹងគឺសម្លឹងមកមើលខ្ញុំវិញអញ្ចឹងហើយឥឡូវវាអស់ជំរឿហើយគាត់នឹងវាយវាទៅកាន់ដៃកោសិនហ្មងទៅចាំគាត់នឹងគឺរកវិធីផ្សេងអារីម៉ាឲ្យលឿនមកឥឡូវយើងទៅលេងហ្គេមមួយទៀតហើយមានតែហ្គេមមួយហ្នឹងទេដែលវានឹងគឺអាចជួយទៅកាន់គាត់បានដែលហ្គេមមួយហ្នឹងតម្រូវពួកគេនឹងគឺប៉ាយកអ្នកឈ្នះឬក៏អ្នកចាញ់នឹងឯងសម្រាប់អ្នកដែលឈ្នះពួកគេគឺអាចយករញូវាយទៅកាន់អ្នកដែលចាញ់បាននៅពេលដែលដូវុនគឺប៉ាឈ្នះភ្លាមដែលគាត់នឹងគឺបានយកញូជឿមួយហ្នឹងគឺវាយទៅកាន់អារីមយកតែម្ដងក៏ប៉ុន្តែត្រូវបានអារីមហ្នឹងគឺចូលឆ្នាំងមកត្រក្បាលតាន់ទោះបីជាដូវុនរបស់យើងគឺយកឈ្នះទៅកាន់អារីមច្រើនយ៉ាងណាក៏ដោយក៏ប៉ុន្តែអារីមក៏នៅតែអាចយកឆ្នាំងត្រក្បាលរបស់នាងតាន់ដដែលនឹងហើយរបស់យកនាទីគឺនៅសល់តែ10សេខិននោះទេតែគាត់នឹងគឺធ្វើអីទៀតទៅហេដូវុនណាឥឡូវយើងនឹងគឺលេងអីផ្សេងទៀតអត់នៅពេលដែលអារីមគឺភ្លេចខ្លួនដូវុនរបស់យើងគឺបានយកញូជឿហ្នឹងគឺវាយទៅកាន់អារីមមកទៅហឹងតែម្ដងហើយរបស់យកតាបែបមួយហ្នឹងគឺវាកើតអីទៅមិនក៏វានឹងគឺធ្វើបែបហ្នឹងទៅវិញពេលនោះផងដែរស៊ីស្តឹងគឺបានបន្លឺឡើងថាឥឡូវខ្វេះគឺបានសម្រេចអ្នកលក់នៅកន្លែងហ្នឹងគឺបាននិយាយថាអាកូនណាអាញូមួយនេះហើយហ្នឹងគឺយកទុកចិនទៅដោយសារតែវាហ្នឹងគឺខូចខាតអស់ហើយនៅពេលដែលដើរចេញទៅវិញដូវុនគឺបានសួរទៅកាន់អារីមថាអារីមតានេះហ្នឹងគឺខឹងមកកាន់គាត់មែនហើយឲ្យគាត់ហ្នឹងគឺសុំទោសផងណាដោយសារតែគាត់ហ្នឹងគឺថាគ្មានចេតនានោះទេគ្រាន់តែដូវុនគឺនិយាយចប់អារីមហ្នឹងគឺថាសើចយកតែម្ដងហើយមកអភ័យនោះទេដូវុនណាខ្ញុំហ្នឹងគឺថាគ្មានកើតអីនោះឡើយនៅពេលដែលឯងហ្នឹងគឺវាយខ្ញុំមិញខ្ញុំហ្នឹងគឺថាគ្មានឈឺអីមិនតិចហ្មងដូវុនណាឥឡូវខ្ញុំហ្នឹងគឺសុំទៅផ្ទះមុនណាដោយសារតែប៉ារបស់ខ្ញុំគឺបានខលហៅហើយនៅពេលដែលអារីមគឺបានចេញទៅបាត់ដល់ពេលម្នាក់គឺបានមកក្រៀកស្មាដូវុនតែម្ដងបន្តមកទៀតអាពេលមួយហ្នឹងគឺបាននិយាយទូរស័ព្ទជាមួយណាគេម្នាក់ថាហេអាកូនណាឥឡូវយើងគឺបានរកឃើញអាមួយពាក់អាវពឿសយឯនេះគឺចាំតែទទួលដំណឹងល្អទៅហើយរបស់យយមិនកាពេលមួយហ្នឹងគឺមករកគាត់ទៅវិញហេអាបើតាហែងមិនជាអ្នកវាយគ្នាអញនៅថ្ងៃមិញឥឡូវពួកវាគឺបានឲ្យអញហ្នឹងមកសងសឹកហែងវិញហើយគាត់ហ្នឹងគឺឆាតែភ្លេចរឿងមួយអាបើឯហ្នឹងគឺនៅនឹងសិនហើយគាត់ហ្នឹងគឺទៅនំភ្លេតអូខេលបងតែបានសក់ស្រួលចុះឲ្យគាត់ហ្នឹងគឺសុំទោសផងសម្រាប់រឿងថ្ងៃមិញមុនអាប៉ែហ្នឹងទៅអាប៉ែហ្នឹងគឺបានសួរថាហេតាមមិត្តស្រីរបស់ឯងមិនហ្នឹងគឺទៅកន្លែងកុំព្យូទ័រវិញមែនឥឡូវហើយហ្នឹងគឺចាំតែទទួលដំណឹងល្អទៅយើងនៅធ្វើអ្វីមួយឲ្យឯងមើលរបស់យយតាប៉ែមួយហ្នឹងគឺចង់ធ្វើអីទៅកាន់អារីមទៅអត់កាន់ទេឥឡូវគាត់ហ្នឹងគឺត្រូវតែបញ្ឈប់ទៅកាន់អាប៉ែហ្នឹងសិនបន្តមកទៀតដូវុនរបស់យើងគឺបានទៅចាប់អាប៉ែហ្នឹងយកហ្មងបន្តមកទៀតដូវុនគឺបានសួរទៅកាន់អាប៉ែហ្នឹងថាហេរបស់យតែនេះគឺចង់ទៅណាអាប៉ែហ្នឹងគឺបានតបទៅកាន់ដូវុនវិញថាហើយនេះគឺចង់ធ្វើជាអ្នកក្លាហានមែនហើយវាហ្នឹងគឺពិតជាគួរឲ្យអស់សំណើចខ្លាំងមែនតែនដល់ប៉ែម្នាក់ហ្នឹងគឺមានឈ្មោះថាសុងមីនខ្យូដែលមិនចាំយូរទៀតដូវុនរបស់យើងគឺបានប្រើស្គីរបស់គាត់គឺវាយទៅកាន់អាប៉ែហ្នឹងក៏ប៉ុន្តែអាប៉ែមួយហ្នឹងក៏ដូចជារងចាប់ទាំងអស់យកហ្មងនៅពេលដែលដូវុនគឺថាផ្្លាត់ស្នៀតដល់ប៉ែមួយហ្នឹងគឺបានដាក់ទៅកាន់ដូវុនម្ដាយនិយាយទៅតែម្ដាយនោះទេក៏ប៉ុន្តែដូវុនរបស់យើងគឺថាចង់ស្បៃហើយដូវុនរបស់យើងគឺបានងាស់ថាចុំមកហើយមិនក៏ប៉ែហ្នឹងគឺខ្លាំងម៉េះក៏ប៉ុន្តែវាមិនអីនោះទេគាត់នឹងត្រូវបដូរទៅកាន់អាប៉ែហ្នឹងឲ្យបានអាប៉ែម្នាក់ហ្នឹងគឺបាននិយាយថាអាប៉ៅហើយហ្នឹងគឺកំតន់សប្បាយចិត្តពេកឥឡូវយើងហ្នឹងគឺមានរបស់ surprise ទៅកាន់ឯងមួយនៅពេលដែលអាប៉ែហ្នឹងគឺនិយាយចប់អាប៉ែហ្នឹងគឺបានដកស្នាបដៃរបស់គាត់យកតែម្ដងហើយរបស់យកអាប៉ែមួយហ្នឹងគឺពិតជាថោកហ្មងណាដែលវាហ្នឹងគឺលេងពាក្យស្នាបដៃក៏ប៉ុន្តែគាត់វិញគឺថាគ្មានអីនោះទេដែលមិនចាំយូរទៀតអាប៉ែមួយហ្នឹងគឺបានរត់ចូលមកវាយដូវុនក៏ប៉ុន្តែដូវុនរបស់យើងគឺបានដកជាមួយនឹងអាញួរជឿរបស់គាត់ដើម្បីខ្វាយទៅកាន់អាប៉ែហ្នឹងយកហ្មងហើយចុះមកហើយមិនក៏អាប៉ែមួយហ្នឹងគឺមានដបងដែរអញ្ចឹងហើយតែក្បាច់របស់អាប៉ែហ្នឹងគឺជាក្បាច់អ្វីទៅគាត់ហ្នឹងក៏ដូចជាមើលមិនតាន់នោះទេអញ្ចឹងដែលក្បាច់របស់ដូវុនគឺមានឈ្មោះថា Weapon Mastery បើនិយាយចំទៅក្បាច់មួយហ្នឹងឲ្យតែមានអាវុធគឺអាចប្រើបានទាំងអស់យកហ្មងណាដូវុនគឺបាននិយាយទៅកាន់អាប៉ែហ្នឹងថាមកអាប៉ៅហើយនេះគឺចូលមកឥឡូវអាវុធគឺប៉ះអាវុធហើយតើចាំមើលទាំងពីរអ្នកយើងអ្នកណាគឺជាអ្នកឈ្នះនិងអ្នកចាញ់នឹងហើយអ្នកគ្នារឿង reality quest ក៏មានតែប៉ុណ្្នឹងផងដែរចំណែកមួយទៀតវិញអ្នកគ្នាកុំភ្លេចជួយ like ក៏ដូចជា subscribe នៅលើវីដេអូនេះម្នាក់មួយផងហើយខ្ញុំគឺអត់មានអីនិយាយច្រើននោះទេ